ផ្ដាល់នៅពេលនេះយើងក៏បានឃើញថានៅពេលនេះផងដែរជាហ្វឹងរ៉ូកេនឹងគឺបានមកដល់សារមួយហើយរួមទាំងជាមួយនឹងសមាជិក2អ្នកផ្សេងទៀតម្នាក់គឺជាអូនកញ្ជ្រងហើយចំពោះជើងខ្លាំងម្នាក់នេះផងដែររកគាត់នឹងគឺមានឈ្មោះថាអូយ៉ាងយូហើយខ្ញុំសូមហៅគាត់នឹងគឺថាអូយ៉ាងទៅដើម្បីឲ្យងាយស្រួលស្ដាប់ហើយស្រួលហៅអញ្ចឹងណាហើយពួកគេទៅបីអ្នកនេះផងដែរគឺត្រូវបានក្លាយទៅជាសិស្សថ្មីរបស់ព្រឹទ្ធាចារ្យជន់ឆាន់ហើយចំពោះជន់ឆាន់ជាមួយនឹងស៊ន់ឆាន់ពួកគេនៅពីហ្នឹងគឺឈ្មោះស្តៀងគ្នានោះទេដូចគ្នាយើងគឺបានដឹងហើយចឹងថាភាគគឺកាន់តែច្រើនហើយឈ្មោះតួអង្គគឺពិតជាច្រើនខ្លាំងមែនទែនហើយចំពោះពេលខ្លះវិញគឺថា admin គឺហៅច្រឡំថែទៀតផងចឹងសង្ឃឹមតែគ្នាចេះនឹងអធិស្ឋានព្រឹទ្ធាចារ្យយន់ឆាន់រកគាត់ក៏បានបញ្ចូលទៅកាន់អ្នកទាំង3ថាការរៀបចំជាមួយនឹងការវឹកហាត់អណ្ដាប់ភ្លើងហ្នឹងគឺវាបែងចែកជា3ប្រភេទមានដូចជាភ្លើងធម្មតាភ្លើងទេវភាពនិងភ្លើងឋានសួគ៌ចំពោះភ្លើង Island គឺពិតជាបែងចែកជាច្រើនប្រភេទខ្លះមែនទែនរួមមានដូចជាភ្លើងប្រឡឹងភ្លើងខ្លាភ្លើងដតេវភាពហើយនិងប៊ិនចានជាដើមក្នុងចំណោមអណ្ដាប់ភ្លើងទាំង4ប្រភេទទាំងអស់ហ្នឹងមានតែអណ្ដាប់ភ្លើងប៊ិនចានមួយតែប៉ុណ្ណោះដែលជាអណ្ដាប់ភ្លើងដ៏កម្រហើយនៅពេលបច្ចុប្បន្ននេះផងដែរគឺមានតែលោកម្ចាស់នោះទេដែលអាចគ្រប់គ្រងជាមួយនឹងអណ្ដាប់ភ្លើងប៊ិនចាននេះគឺបានចាំងល្អឥតខ្ចោះតែម្ដងចំពោះអ៊ុយយ៉ាងគ្រាន់តែបានលើដូច្នេះរកេក៏បានសួរទៅកាន់ព្រឹទ្ធាចារ្យយន់ឆាន់ថានិយាយចឹងតើលោកម្ចាស់ហ្នឹងគឺនៅឯណាចំពោះកញ្ញាស៊ូឆេនក៏បានលើដូច្នេះរត់នេក៏បានឆ្លើយតបថាដោយមានបញ្ហាការពីលើកមុនលោកម្ចាស់ហ្នឹងគឺបានធ្វើការសង្ងំវឹកហាត់តែម្នាក់ឯងហើយលោកម្ចាស់រូបគាត់ហ្នឹងគឺមិនងាយជួបនឹងនរណាម្នាក់នោះទេដែលបានលើអញ្ចឹងជាហ្វាំងរ៉ូកេគឺពិតជាមានការសិញ្ចឹងខ្លាំងមែនទែនហើយគេនេះគឺបានគិតថាភ្លើងពីឋានសួគ៌គឺនាំមកនៅគ្រោះមហន្តរាយខណៈពេលនោះកញ្ញាសូជេងរត់នេក៏បាននិយាយថាក៏ប៉ុន្តែលោកម្ចាស់ហ្នឹងគឺបានបន្សល់អណ្ដាប់ភ្លើងចំនួន3ហើយវាហ្នឹងគឺពិតជាគ្រប់គ្រាន់ក្នុងការឲ្យពលជនហ្នឹងគឺប្រើប្រាស់និងធ្វើការវឹកហាត់ចំពោះអប៉ែអ៊ូចាម្នាក់នេះផងដែររ៉ូកេហ្នឹងគឺពិតជាមានសំណួរច្រើនខ្លាំងមែនទែនរ៉ូកេហ្នឹងគឺនឹងបំរុងនឹងសួរទៀតទៅហើយក៏ប៉ុន្តែត្រូវបានព្រឹទ្ធាចារ្យយន់ឆាន់រ៉ូគាត់ហ្នឹងគឺបានគោះទុកមួយដៃហើយគាត់ក៏បានជេរប្រាប់ទៅកាន់អ្នកទាំង3នោះថាចំពោះរឿងអ្វីផ្សេងហ្នឹងគឺមិនចាំបាច់សាកសួរទៀតនោះទេព្រឹទ្ធាចារ្យយន់ឆាន់រ៉ូគាត់ក៏បានជេរបន្ថែមទៀតថាដរាបណាអ្នកទាំងអស់គ្នាហ្នឹងគឺអាចគ្រប់គ្រងជាមួយនឹងភ្លើងប៊ិនចាន់បាន 70% នោះអ្នកទាំងអស់គ្នានឹងក្លាយទៅជាសិស្សផ្ទាល់ដោយស្វ័យប្រវត្តិតែម្ដងចំពោះកញ្ញាកញ្ជ្រុំអ្នកនេះផងដែររកនាងក៏បានគិតថាប្រសិនបើរកនាងគឺចំណាយពេលត្រឹមតែ10ឆ្នាំដើម្បីក្លាយទៅជាសិស្សផ្ទាល់នោះអ្វីៗហ្នឹងគឺពិតជាហើយយើងក៏បានឃើញថាកញ្ញាកញ្ជ្រុំអ្នកហ្នឹងរកនាងគឺបានស្រមៃទៅដល់កូនជ្រូកមួយដ៏ខ្ជូតយើងមិនដឹងថាមានន័យយ៉ាងដូចម្ដេចនោះទេព្រឹទ្ធាចារ្យយន់ឆាន់ដែលបានឃើញថាអ្នកទាំង3ហ្នឹងគឺមិនមានច្របល់បន្ថែមទៀតដូច្នេះរកគាត់ក៏បានប្រាប់ឲ្យអ្នកទាំង3ហ្នឹងគឺទៅធ្វើការវឹកហាត់ទៅដើម្បីឲ្យការគ្រប់គ្រងអណ្ដាប់ភ្លើងរបស់អ្នកទាំងគ្នានឹងគឺកាន់តែល្អប្រសើរចំពោះជាហ្វាំងរបស់យើងវិញរកេក៏បានគិតក្នុងចិត្តតែម្នាក់ឯងថាប្រសិនបើរកគាត់នឹងគឺសួរសំណួរដោយចេតនានោះប្រហែលជាវាមិនមែនជារឿងសាមញ្ញនោះទេហើយយើងក៏បានឃើញថាជាហ្វាំងអូយ៉ាងកញ្ញាកញ្ជ្រោងជាមួយនឹងកញ្ញាស៊ីងយូហើយពួកយើងនឹងគឺមិនដឹងថាអ្នកទាំង4នឹងកំពុងតែទៅណានោះទេអឡុងពេលនោះយើងក៏បានឃើញថាកញ្ញាកញ្ជ្រោងនឹងគឺបានគៀកកាយទៅកាន់កញ្ញាស៊ីងយូហើយក៏បានសួរទៅកាន់កញ្ញាស៊ីងយូថានិយាយចឹងបងស្រីតើអណ្ដាប់ភ្លើងទាំង3នោះគឺនៅឯណាចំពោះជាហ្វឹងបើជើងវិញកំពុងតែដើរសុកនោះដល់បានលឺចឹងរកគាត់នឹងក៏ចង់អស់សំណៃបន្តិចផងដែរកញ្ញាស៊ីងយូក៏បានសួរទៅកាន់កញ្ញាកញ្ជ្រោងថានាងចំពោះឯនឹងគឺចង់បានអីហើយជើងមើលទៅកញ្ញាកញ្ជ្រោងគឺដូចរៀងលលែកលឡក់មិននោះទេកញ្ញាស៊ីងយូក៏មកបានប្រកាន់ផងដែរហើយរនាងក៏បាននិយាយទៅកាន់កញ្ញាកញ្ជ្រោងថាអណ្ដាប់ភ្លើងដែលនៅសេសសល់គឺត្រូវបានរក្សាទុកផ្ទាល់ដោយលោកម្ចាស់តែម្ដងគឺមិនអាចខ្ចីបាននោះទេហើយកញ្ញាស៊ីងយូក៏បាននិយាយទៅកាន់កញ្ញាកញ្ជ្រោងថាឲ្យរនាងគឺគិតខំប្រឹងតែវឹកហាត់ទៅគឺមិនចាំបាច់ខ្វល់អំពីរឿងផ្សេងនោះទេប៉ុន្តែប៉ុណ្ណោះយើងក៏បានឃើញថាយាហ្វឹងបើយើងក៏បានលបស្ដាប់ផងដែរហើយនេះគឺដោយសារតែយាហ្វឹងបើយើងនឹងគឺចង់ដឹងពីព័ត៌មានខ្លះៗអំពីលោកម្ចាស់ដែលជាម្ចាស់នៃវិមានថ្នាំមួយហ្នឹងដែលនៅពេលនេះយើងក៏បានឃើញថាយាហ្វឹងរបស់យើងនឹងកំពុងតែនៅភោជនីយដ្ឋានមួយកន្លែងជាមួយនឹងអ៊ូយ៉ាងហើយយាហ្វឹងរបស់យើងនឹងគឺពិតជាប្រមូលព័ត៌មានខ្លាំងមែនទែនហើយចំពោះអប៉ែអ៊ូយ៉ាងម្នាក់នេះផងដែរគឺថាបានដូចចិត្តអញ្ចឹងឲ្យតែយាហ្វឹងរបស់យើងនឹងគឺបញ្ចូលតែបន្តិចតែប៉ុណ្ណោះគឺថារ៉ូកេនឹងគឺថាប្រឹងតែអួតតែម្ដងអ៊ូយ៉ាងរ៉ូកេក៏បាននិយាយប្រាប់រឿងដំណើរដើមតូនទៅកាន់ជាហ្វឹងថាកាលពី300ឆ្នាំមុនភ្លើងឋានសួគ៌នឹងគឺស្រាប់តែធ្លាក់មកកោះនិវាសដោយអណ្ដាតភ្លើងមួយនេះផងដែរគឺពិតជាមានស្ថិរភាពនោះគឺថាឆាតឆេះអស់រយៈពេលជាច្រើនថ្ងៃហើយចំពោះមនុស្សម្នាវិញគឺថារោគរបួសស្លាប់នឹងគឺរាប់មិនអស់តែម្ដងមនុស្សអ៊ូចាននេះជាបន្តរ៉ូកេនឹងគឺដាក់មកពេលបន្តិចសិនដើម្បីសម្អាតបំពង់កអ៊ូចានរ៉ូកេក៏បានជាបន្ថែមទៀតថាអណ្ដាតភ្លើងឋានសួគ៌គឺពិតជាមានថាពរខ្លាំងណាស់ដែលបានមើលឃើញរឿងទាំងអស់នេះម្ចាស់នៃកងប្រលឹងដល់ទេវភាពរូបគាត់នឹងក៏បានធ្វើការដោះស្រាយដោយខ្លួនឯងផ្ទាល់តែម្ដងជាមួយនឹងកម្លាំងឥទ្ធិពលរបស់ព្រឹទ្ធាចារ្យគឺថាគាត់នឹងគឺបានធ្វើការកំទេចជាមួយនឹងគ្រោះមហន្តរាយនេះគឺបានចង្រៀបស្មើដែលជាមើលឃើញថាអប៉ែអ៊ូយ៉ាងនេះផងដែរនិយាយផងគឺកាយវិការផងចំពោះអ្នកគ្រប់គ្នាដែលបានឃើញចឹង
ពួកគេនឹងគឺគិតថាមើលទៅអប៉ែអ៊ុយយ៉ាងនេះប្រហែលជាមានជំងឺសន្តិអារម្មណ៍ទើបបានជារ៉ូកេនឹងគឺនិយាយបដាកាយវិការបណ្ដាចំពោះអប៉ែអ៊ុយយ៉ាងវិញដែលបានឃើញថាខ្លួនគេគឺបាត់បង់ម្ចាស់ការខ្លួនឯងចេះរ៉ូកេនឹងក៏បានមកធ្វើការសម្រួលអារម្មណ៍វិញចំពោះជាហ្វាំងដែលបានឃើញចឹងរ៉ូកេក៏មិននៅស្ងៀមផងដែរជាហ្វាំងរ៉ូកេក៏បាននិយាយថាមើលទៅព្រឹត្តិការណ៍ជ័យរ៉ូគាត់នឹងគឺពិតជាខ្លាំងនិងមានឥទ្ធិពលមិនតែប៉ុណ្ណោះរ៉ូគាត់នឹងក៏ចម្លែកផងដែរអ៊ុយយ៉ាងរ៉ូកេនឹងក៏បាននិយាយថាវាគឺពិតជាការពិតណាស់ដោយសារតែព្រឹត្តិការណ៍ហ្នឹងគឺជាអ្នកខ្លាំងក្នុងសម័យកាលរបស់ស្ដេចស៊ិនវូជាធម្មតារ៉ូគាត់នឹងគឺខ្លាំងស្រាប់ទៅហើយដែលបានទទួលព័ត៌មានទាំងអស់នេះជាហ្វាំងរ៉ូកេក៏បានជឿថាវានឹងគឺពិតជាចម្លែកខ្លាំងមែនទែនដែលមនុស្សម្នាក់អាចរស់នៅបាន10000ឆ្នាំហើយមិនមានការប្រឆាំងជាមួយនឹងធម្មជាតិដ៏ទេវភាពឬមួយក៏ព្រឹត្តិការណ៍ហ្នឹងគឺបានស្លាប់បាត់បង់ជីវិតទៅហើយឧចារ៉ូកេក៏បានជឿថាពាក្យដែលជាហ្វាំងបាននិយាយបាញ់មិញនេះគឺថាមានមនុស្សជាច្រើនគឺបាននិយាយដូចតែជាហ្វាំងដូចគ្នានេះគឺគ្រាន់តែជាការប៉ាស្មានលើកទី1នោះទេហើយក៏មានមនុស្សម្នាជាច្រើនគឺបានប៉ាស្មានរឿងមួយទៀតផងដែរដោយពួកគេនឹងគឺបានគិតថាព្រឹត្តិការណ៍គឺត្រូវបានសម្លាប់ទៅដោយព្រឹត្តិការណ៍យន់ឈិនចំពោះជាហ្វាំងដែលបានលើពាក្យទាំងអស់នេះជាបថារកគាត់នឹងគឺភ្ជាប់អាខ្លាំងមែនតើគឺមិននឹកស្មានថារឿងទាំងអស់គឺវាកើតឡើងដូចនេះនោះទេអ៊ុយចារ៉ូកេក៏បានជាបន្ថែមទៀតថានេះគឺគ្រាន់តែជាពាក្យលើកឡើងរបស់មហាជននោះទេហើយគឺមានចំនួនរវាងមតិទាំងពីរផងដែរបាទរកគាត់គឺគិតមើលទៅរឿងមួយនេះគឺពិតជាមិនតូចនោះទេដោយកំពុងតែពិភាក្សាគ្នាសុកៗខណៈពេលនោះផងដែរជាងក៏បានឮសំឡេងនារីដ៏ស្រស់ស្អាតម្នាក់ដោយនារីម្នាក់នោះផងដែរគឺជាកញ្ញាស៊ីនយូក៏បានសួរទៅកាន់អ្នកទាំងពីរថាតើពួកលោកទាំងពីរហ្នឹងកំពុងតែពិភាក្សាគ្នារឿងអ្វីទៅហើយដែលបានជាមានភាពរំជើបរំជួលដូចនេះចំពោះអ៊ុយចាងគ្រាន់តែបានលើដូចនេះជាបថារកេហ្នឹងគឺឆ្លក់ទឹកតែភ្លាមជោគហ្មងដែលប៉ែអ៊ុយចាងហ្នឹងក៏បាននិយាយទាំងរដាក់រដប់ថាគឺគ្រាន់តែជាការជជែកគ្នាកំសាន្តមួយបែបផ្សេងទេគឺថារឿងបរោះវាតែប៉ុណ្ណឹងដែលបាននិយាយរួចហើយគឺថាប៉ែអ៊ុយចាងនេះគឺលឿនបោះគេខ្លាំងមែនតែនដែលបាននិយាយរួចហ្នឹងគឺថាគេប្រយ័ត្នប្រយែងចាក់ចេញភ្លាមជោគហ្មងទុកឲ្យជាហ្វិនហ្នឹងគឺនៅតែម្នាក់ឯងនោះទេនៅពេលដែលអ៊ុយចាងចាក់ចេញទៅបានកញ្ញាស៊ុយចេងក៏បានមកអង្គុយជិតទៅកាន់ជាហ្វិនដែលរកនាងក៏បាននិយាយថាមិនចាំបាច់ស្ដាប់អំពីពាក្យរបស់អ៊ុយចាងនោះទេដោយសារតែប៉ែហ្នឹងគឺជាមនុស្សបែបនិយាយរបស់របូចចឹងហើយលោកហ្នឹងគឺមិនចាំបាច់ចូលពាក្យរបស់អ៊ុយចាងហ្នឹងគឺទុកក្នុងចិត្តនោះទេយីហ្វាំងក៏បាននិយាយទៅកាន់កញ្ញាស៊ុយចេងថាបងស្រីគឺជាសិស្សផ្ទាល់របស់ព្រឹទ្ធាចារ្យបើចឹងប្រហែលជាកញ្ញាស៊ុយចេងហ្នឹងគឺធ្លាប់ជួបជាមួយនឹងព្រឹទ្ធាចារ្យចេះហើយមើលទៅកញ្ញាស៊ុយចេងដែលបានលើពាក្យសម្ដីរបស់ជាហ្វាំងដូច្នេះរត់នាងក៏បានឆ្លើយតបទៅកាន់ជាហ្វាំងថាមើលទៅជាហ្វាំងប្រហែលជាចាប់អារម្មណ៍ទៅកាន់ម្ចាស់សាខ្លាំងណាស់មើលទៅជាហ្វាំងរ៉ូកេក៏បាននិយាយថាម្ចាស់សាគឺពិតជាមានភាពល្បីល្បាញជាធម្មតានោះទេដែលរ៉ូកេនឹងក៏ចង់ដឹងចង់សួរអំពីព័ត៌មានខ្លះអំពីម្ចាស់សាចំពោះកញ្ញាស៊ុយចេងដែលបានលើពាក្យទាំងអស់នេះរនាងក៏មិនបានជាអ្វីច្រើនដែរហើយរនាងក៏បានឆ្លើយតបទៅកាន់ជាហ្វាំងវិញថាបើសិនជាលោកចង់ដឹងហ្នឹងលុះត្រាតែលោកហ្នឹងគឺខ្លាយទៅជាសិស្សផ្ទាល់ជាមុនសិនដែលបាននិយាយរួចកញ្ញាស៊ុយចេងរនាងក៏បានដើរចាក់ចេញទៅបដាស្រមៃចេងក៏បានឃើញថាមាននារីដ៏ខ្ចីយ៉ាងពីរនាក់ដែលនាងហ្នឹងគឺជាកញ្ញាកញ្ជ្រោងជាមួយនឹងអ្នកបម្រើរបស់នាងគឺថាពួកគេទាំងពីរនាក់ហ្នឹងកំពុងតែធ្វើការលួចចូលទៅក្នុងវិមានមួយដោយនៅក្នុងវិមានមួយហ្នឹងគឺថាគេយាមកាមគឺតឹងរឹងខ្លាំងមែនទែនគឺថាកាយជាល្បាតរបស់ពួកគេហ្នឹងគឺម៉ត់ចត់ខ្លាំងណាស់នៅពេលដែលពួកនាងទាំងពីរបំរុងនឹងបើកទ្វារទៅហើយក៏មានរបាំងថាមពងគឺថាជះពួកគេទាំងពីរហ្នឹងគឺខ្ទាតជាងខាងក្រៅវិញចំពោះសម្លេងផ្ទុំមួយនេះគឺថានៅជាមការហ្នឹងក៏បានលឺផងដែរដែលបានលឺដូច្នេះពួកគេប្រញាប់ប្រញាល់ដើម្បីទៅមើលទីកន្លែងហ្នឹងចំណែកឯកញ្ញាកញ្ជ្រោងជាមួយអ្នកបម្រើរបស់នាងដែលបានឃើញថាស្ថានភាពដូចមិនសូវស្រួលដូច្នេះពួកគេទាំងពីរនាក់ហ្នឹងក៏បានប្រញាប់ប្រញាល់ចាក់ចេញពីទីកន្លែងហ្នឹងភ្លាមជោគហ្មងក៏ប៉ុន្តែជាអកុសលអីអ្នកជាហ្នឹងគឺមកលឿនខ្លាំងមែនទែនកញ្ញាកញ្ជ្រោងជាមួយអ្នកបម្រើរបស់នាងគឺបានមើលឃើញពីចម្ងាយហើយពួកគេហ្នឹងគឺមិនដឹងថាពួកគេហ្នឹងគឺត្រូវទៅផ្លូវមួយណាទៀតនោះទេដោយសារតែនៅពេលនេះពួកគេហ្នឹងគឺទាល់ច្បល់ហើយនៅពេលដែលកញ្ញាកញ្ជ្រោងកំពុងតែធ្វើការពួនទៅកាន់អាជីពហ្នឹងជាងក៏បានឃើញដៃមនុស្សប្រុសម្នាក់ដែលគឺចាប់នៅខាងក្រោយនាងហើយជាងមិនដឹងថាម្នាក់ហ្នឹងគឺជាបណ្ណានោះទេក៏ប៉ុន្តែនេះគឺជាសំណាងល្អរបស់នាងផងដែរដែលមិនត្រូវបានអាជីពហ្នឹងគឺរកឃើញហើយម្នាក់ដែលជួយទៅកាន់កញ្ញាកញ្ជ្រោងហ្នឹងគ្មានពីណាក្រៅពីជាហ្វឹងរបស់ជើងនោះទេជាហ្វឹងដែលបានឃើញថាអ្នកទាំងពីរគឺពាក់ស្រមមុខដូចនេះរកគាត់គឺប្រើថាពណ៌បន្តិចតែប៉ុណ្ណោះគឺថារបាំងមុខរបស់ពួកនាងហ្នឹងគឺរលាកបាត់អស់ហើយជាហ្វឹងក៏បាននិយាយទៅកាន់កញ្ញាកញ្ជ្រោងថាគឺជប់ធ្វើពុតទៅរកគាត់គឺដឹងថានាងហ្នឹងគឺជាពីណាជាហ្វឹងដែលបានលើអញ្ចឹងក៏បានសួរទៅកាន់ជាហ្វឹងរបស់ជើងថាហេតុអីបានជាហ្វឹងហ្នឹងគឺជួយមកកាន់ពួកនាងអញ្ចឹងដែលបានលើអញ្ចឹងជាហ្វឹងរបស់ជើងក៏បានឆ្លើយតបទៅកាន់កញ្ញាកញ្ជ្រោងវិញថាដោយសារតែពួកជើងហ្នឹងគឺមានគោលដៅរួមសាច់រឿងគេក៏បានបង្វែរមកកាន់ឈុតនេះជាងក៏បានឃើញថាន័យជាហ្នឹងគឺមករកទៅកាន់ព្រឹទ្ធាចារ្យយន់ឈិនហើយព្រឹទ្ធាចារ្យយន់ឈិនហ្នឹងក៏បានសួរទៅកាន់ពួកគេថា
តើពួកឯងណារកឃើញមនុស្សដែរឬទេដោយដែលយើងនឹងក៏បានដឹងហើយចឹងថាអ្នកជាមទាំងអស់ហ្នឹងគឺមិនអាចរកទៅកាន់កញ្ញាកញ្ជ្រោងនោះទេដែលបានលើដូច្នេះគឺថាព្រឹទ្ធាចារ្យយន់ឈិនគឺពិតជាខឹងខ្លាំងមែនទែនហើយក៏បានដេញឲ្យពួកគេទាំងពីរអ្នកហ្នឹងគឺចាក់ចេញទៅដោយនៅពេលនោះជាងក៏បានឃើញថាកញ្ញាស៊ូជីងរត់នាងក៏បានមកដល់ទីហ្នឹងផងដែរព្រឹទ្ធាចារ្យចន្ទឆិនđãបានឃើញថាកញ្ញាស៊ូចេងមកដល់ដូច្នេះរកគាត់ក៏បានសួរទៅកាន់កញ្ញាស៊ូចេងថាតើរត់នាងគឺមានរកឃើញបានអ្វីអត់កញ្ញាស៊ូចេងរត់នាងក៏បាននិយាយថាតប៉ែអ៊ូចាហ្នឹងគឺមិនមានបញ្ហានោះទេគេនឹងគឺដឹងថាចាគឺជាចៅទូតរបស់ព្រឹទ្ធាចារ្យដ៏អស្ចារ្យនៃត្រកូលហ៊ូសម្រាប់ដាវវិញ្ញាណមិនមែនជាព័ត៌មានតែមួយនោះទេចំណែកឯព្រឹទ្ធាចារ្យចន្ទឆិននិយាយថារកគាត់គឺខឹងខ្លាំងមែនទែនតែនរណាទៅដែលហ៊ានលេងសើចជាមួយនឹងពួកគាត់ដូច្នេះមិនតែប៉ុណ្ណោះមកធ្វើការលួចចូលមកកាន់វិមានរបស់គាត់ថែមទៀតផងកញ្ញាស៊ូចេងក៏បានសួរទៅកាន់ព្រឹទ្ធាចារ្យចន្ទឆិនថាព័ត៌មានរបស់ជាហ្វឹងគឺមិនពិតនោះទេបើចឹងពួកយើងគួរតែហៅជាហ្វឹងមកធ្វើការសាកសួរក៏ប៉ុន្តែត្រូវព្រឹទ្ធាចារ្យចន្ទឆិនហ្នឹងគឺបដិសេធដែលរកគាត់ហ្នឹងគឺបានប្រាប់ទៅកាន់កញ្ញាស៊ូចេងវិញថាគឺមិនចាំបាច់នោះទេរកគាត់ហ្នឹងគឺចង់មើលថាតើមានរឿងអ្វីកើតឡើងបន្ថែមទៀតហើយព្រឹទ្ធាចារ្យចន្ទឆិនក៏បានប្រាប់ឲ្យកូនសិស្សរបស់គាត់ហ្នឹងគឺចាក់ចេញទៅខណៈពេលនៅផងដែរកញ្ញាស៊ូចេងក៏បាននិយាយបន្ថែមទៀតថាលោកគ្រូបើសិនជាមានជំរឿនផ្សេងរកនាងក៏ចង់ធ្វើការតាមដានទៅកាន់ជាហ្វឹងដែលខ្លួនឯងផ្ទាល់តែម្ដងព្រឹទ្ធាចារ្យចន្ទឆិនបានលើដូច្នេះរកគាត់ក៏បានឆ្លើយតបទៅកាន់កញ្ញាស៊ូចេងវិញថារឿងនេះគឺនិយាយដល់ពេលក្រោយទៅហើយព្រឹទ្ធាចារ្យរកគាត់ក៏បានដើរចូលទៅខាងក្នុងបាត់ហើយជើងក៏បានឃើញទឹកមុខដ៏គួរខ្លាចរបស់កញ្ញាស៊ូចេងដែលរកនាងក៏បាននិយាយក្នុងចិត្តតាមម្នាក់ឯងថាលោកនឹងគឺគ្មានជំរឿនក្រៅពីខ្ញុំនោះទេសរឿងគេក៏បានកម្មមកដល់ជាហ្វឹងជាមួយនឹងកញ្ញាកញ្ជ្រោងវិញម្ដងជើងក៏បានឃើញថានៅពេលនេះផងដែរជាហ្វឹងរបស់យើងនឹងក៏បាននងកញ្ញាកញ្ជ្រោងជាមួយអ្នកបម្រើរបស់អ្នកហ្នឹងគឺមកដល់បន្ទប់ភ្លាមជោគហ្មងហើយអ្វីដែលចម្លែកទៀតនោះគឺថាមុនពេលដែលជាហ្វឹងបិទទ្វាររកគាត់គឺក្រឡេកឆ្វេងក្រឡេកស្ដាំមើលថាមានមនុស្សមកតាមពួកគេដែរឬអត់ហើយនៅពេលដែលគាត់បិទទ្វារហើយរកគាត់គឺបានថែមជន់ជាមួយនឹងរបាំងការពារថែមមកជន់ពីលើទៀតចំណែកឯកញ្ញាកញ្ជ្រោងវិញគ្រាន់តែបានឃើញសកម្មភាពដូចនេះមិនដឹងថាអារម្មណ៍ឬមួយក៏សតិរបស់នាងហ្នឹងគឺគិតដល់ណានោះទេគឺថាមានអារម្មណ៍ថាយើងញ័រខ្លួនបន្តិចចំពោះកញ្ញាកញ្ជ្រោងរនាងក៏បានគិតក្នុងចិត្តតាមម្នាក់ឯងថានៅពេលដែលមនុស្សស្រីនិងមនុស្សប្រុសនៅបន្ទប់ជាមួយគ្នាដូចនេះនេះតើមានផលវិបាកដែរឬទេហើយអ្វីដែលចម្លែកទៀតនោះគឺថាកញ្ញាកញ្ជ្រោងរបស់យើងហ្នឹងគឺស្រមៃឃើញថាយាបហ្វឹងជាមួយនឹងនាងហ្នឹងគឺថាអោបគៀកកាយគ្នាថែមទៀតផងកំពុងតែរំជើរំជួយជាមួយនឹងក្តីស្រមៃនោះកាលណាពេលនោះផងដែរអ្នកបម្រើរបស់កញ្ញាកញ្ជ្រោងហ្នឹងក៏បានសួរទៅកាន់កញ្ញាកញ្ជ្រោងថាតើម្ចាស់ស្រីមានគិតថាខ្ញុំនៅនឹងដែរឬទេកញ្ញាកញ្ជ្រោងដែលបានឃើញថាខ្លួនគិតវែងឆ្ងាយដូច្នេះក៏បានសម្រួលអារម្មណ៍ហើយរត់នាងក៏បានសាកសួរទៅកាន់ជាហ្វឹងថាបើចឹងតើរត់នាងគួរធ្វើអ្វីទៅជាហ្វឹងក៏បានស្ដាប់អំពីបញ្ហានោះទេហើយគាត់ក៏បាននិយាយទៅកាន់កញ្ញាកញ្ជ្រោងថារត់នាងគួរតែអង្វររគាត់កញ្ញាកញ្ជ្រោងក៏បានឆ្លើយតបទៅកាន់ជាហ្វឹងថាមើលទៅកញ្ញាកញ្ជ្រោងក៏បាននិយាយឆ្លើយតបទៅកាន់ជាហ្វឹងថាជាហ្វឹងមើលទៅយ៉ាងល្អដែរក៏ប៉ុន្តែរត់នាងគឺជាកញ្ជ្រោងដ៏ស្រស់ស្អាតបំផុតដែលនៅជួរភ្នំបិណ្ឌុងហើយរត់នាងគឺមិននៅក្រោមឱវាទឬមួយក៏ការលបួងរបស់ពូជមនុស្សនោះទេចំពោះជាហ្វាងដែលបានលើអញ្ចឹងគាត់ក៏បានឆ្លើយតបទៅកាន់កញ្ញាកញ្ជ្រោងវិញថារគាត់គឺមិនចាប់អារម្មណ៍នាងទេកញ្ញាកញ្ជ្រោងដែលបានលើអញ្ចឹងនិយាយថារនាងគឺអកសើខ្លាំងមែនតែនគឺនឹកស្មានថាជាហ្វាងគឺនិយាយអញ្ចឹងនោះទេក៏ប៉ុន្តែកាលណាពេលនៅផងដែរអ្នកបម្រើរបស់កញ្ញាកញ្ជ្រោងក៏បាននិយាយទៅកាន់ជាហ្វាងថាវាមិនទាំងងាយត្រួយត្រូវដោយសារតែម្ចាស់ស្រីរបស់នាងគឺមានប្រជាប្រិយភាពណាស់ជាហ្វាងបើជឿដែលបានលើអញ្ចឹងគាត់ក៏បាននិយាយថាចាប់អារម្មណ៍ទៅរួចឬមកក៏មិនទៅរួចក៏ដោយអាហ្នឹងគឺជារឿងរបស់គាត់គិតថាអត់គឺអត់ហើយបើមនុស្សធម្មតាវាប្រហែលជាតាក់ទងជាមួយនឹងរូបរាងនឹងឯងដោយជាហ្វឹងដែលបាននិយាយរួចរូបគាត់ក៏បាននិយាយចូលជាសាច់ការតែម្ដងហើយគាត់ក៏បានសួរទៅកាន់កញ្ញាកញ្ជ្រោងថាតើរូបនាងនឹងកំពុងតែស្វែងរកប៉ាងស៊ូជីមែនទេបើសិនជាពិតមែនរូបគាត់នឹងក៏ចង់សហការផងដែររូបគាត់នឹងជួយទៅកាន់នាងឲ្យក្លាយទៅជាសិស្សផ្ទាល់យ៉ាងឆាប់រហ័សក៏ប៉ុន្តែប្រសិនបើនៅពេលដែលរូបគាត់នឹងគឺស្ថិតក្នុងគ្រាដ៏សំខាន់រូបនាងគឺត្រូវតែប្រើជាមួយនឹងអត្តសញ្ញាណរបស់នាងដើម្បីការពារសុវត្ថិភាពរបស់គាត់ចំពោះកញ្ញាកញ្ជ្រោងដែលបានលើដូច្នេះរូបនាងគឺពិតជាមានការផ្អើលខ្លាំងមែនទែនហើយរូបនាងក៏បានសួរទៅកាន់ជាហ្វឹងថាហើយនេះបានជាហ្វឹងមិនដឹងថារូបនាងគឺជាព្រះនាងនៃកោសម្ព័ន្ធកញ្ជ្រោងចម្លើយងាយៗរបស់ជាហ្វឹងគឺបានចែកថាដោយសារតែរូបនាងគឺទៅតែបញ្ជាក់មិញហ្នឹងឯងចំពោះកញ្ញាកញ្ជ្រោងដែលបានលើអញ្ចឹងនិយាយថារូបនាងគឺហួសចិត្តខ្លាំងមែនទែនហើយក៏បាននិយាយទៅកាន់ជាហ្វឹងថារូបនាងគឺមិននឹកស្មានថាជាហ្វឹងហ្នឹងគឺឆ្លាតដល់ថ្នាក់ហ្នឹងនោះទេកញ្ញាកញ្ជ្រោងក៏បានសួរបន្ថែមទៀតថាលុះត្រាតែជាហ្វឹងគឺប្រាប់អំពីគោលបំណងពិតរបស់ជាហ្វឹងជាមុនសិនចំពោះជាហ្វឹងបើអញ្ចឹងក៏បាននិយាយនោះទេគាត់គ្រាន់តែនិយាយថាគឺមិនមាននោះទេហើយបើសិនជាមិនចង់សហការទេអញ្ចឹង
ចឹងអ្នកតាពេលហ្នឹងគឺចាក់ចេញពីបន្ទប់របស់គាត់ទៅដល់បានលើពាក្យទាំងអស់នេះចេះប្រធានអ្នកតាពេលហ្នឹងគឺស្រឡាញ់កាំងខ្លាំងមែនទែនទោះបីជាចង់ឬមិនចង់ក៏ដោយក៏ត្រូវតែសហការជាមួយនឹងជាហ្វឹងផងដែរកញ្ញាកញ្ជ្រងក៏បានជាថាសហការក៏សហការតែរកនាងគឺខ្លាចអីទៅដល់បានលើអញ្ចឹងជាហ្វឹងបើចេញក៏បានបញ្ចេញកូនពស់របស់គាត់ចេញមកហើយក៏បានណែនាំកូនពស់របស់គាត់ហ្នឹងឲ្យទៅកាន់អ្នកទាំងពីរហើយកូនពស់របស់គាត់នេះគឺមានភាពឆោមគ្នាជាមួយនឹងភ្លើងបៀនច័ន្ទហើយរគាត់នឹងឲ្យកូនពស់របស់គាត់ប្រើជំនាញមរតករបស់គេដើម្បីបញ្ឆោតទៅកាន់ព្រឹទ្ធាចារ្យយន់ឈិនជាបណ្ដោះអាសន្នក៏ប៉ុន្តែជាមើលទៅកញ្ញាកញ្ជ្រោហ្នឹងគឺមិនបានស្ដាប់ពាក្យសម្ដីរបស់ជាហ្វានោះទេគឺថាងឯទៅកាន់កូនពស់មួយហ្នឹងគឺយ៉ាងស្និទ្ធស្នាលតែម្ដងហើយក៏បាននិយាយថាវានឹងគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនទែនដល់កញ្ញាកញ្ជ្រោក៏បាននិយាយទៅកាន់ជាហ្វាថាបើសិនជាហ្វារួចរាល់រោគនាងនឹងធ្វើការការពារទៅកាន់ជាហ្វាជាក់ជាពំខានសេរីគេក៏បានការម្ដងថ្ងៃស្អែកជាងក៏បានឃើញថាជាហ្វាជាមួយនឹងកញ្ញាកញ្ជ្រោពួកគេហ្នឹងក៏បានមកជួបជាមួយនឹងព្រឹទ្ធាចារ្យយន់ឈិននៅអំឡុងពេលហ្នឹងជាមិនដឹងថាជាហ្វាជាមួយនឹងកញ្ញាកញ្ជ្រោហ្នឹងគឺនិយាយអ្វីនោះទេគ្រាន់តែដឹងថាព្រឹទ្ធាចារ្យយន់ឈិនក៏បានសួរទៅកាន់ជាហ្វាជាមួយនឹងកញ្ញាកញ្ជ្រោថាតើពួកឯងទាំងពីរនាក់ហ្នឹងគឺប្រាកដឬអត់ចម្លើយរបស់ជាហ្វាគឺបាននិយាយថាគឺពិតប្រាកដខ្លាំងណាស់ដែលបានលើអញ្ចឹងព្រឹទ្ធាចារ្យយន់ឈិនក៏បាននិយាយទៅកាន់អ្នកទាំងពីរថាប្រជាអធិរាជគឺពិតជាស្អប់ខ្លាំងណាស់មនុស្សដែលមានអំនួតអួតអាងក៏ប៉ុន្តែធ្វើមិនបានហើយបើសិនជាពួកឯងបរាជ័យពួកឯងគឺត្រូវតែចាក់ចេញពីទីនេះភ្លាមៗកញ្ញាកញ្ជ្រោងបានលើអញ្ចឹងរត់នាងក៏បានក្រឡេកមើលទៅកាន់ជាហ្វឹងភ្លាមៗជោគមកជាហ្វឹងរគាត់ក៏បាននិយាយថាប្រសិនបើពួកគេទាំងពីរអ្នកជោគជ័យសូមឲ្យលោកគ្រូលូនោះអនុញ្ញាតឲ្យពួកជានឹងគឺខ្លាយទៅជាសិស្សផ្ទាល់របស់ព្រឹទ្ធាចារ្យយន់ឈិនផងចំពោះព្រឹទ្ធាចារ្យយន់ឈិនរគាត់ក៏បានឆ្លើយតបភ្លាមៗផងដែរគាត់ក៏បាននិយាយថាល្អហើយគាត់ក៏បានកាក្នុងចិត្តផងដែរថាចាំមើលថាពួកឯងហ្នឹងគឺមានល្បិចអ្វីខ្លះទៅចំពោះការសាកល្បងនេះផងដែរវាគ្មានអីខុសពីការគ្រប់គ្រងជាមួយនឹងភ្លើងប៊ីនចាននោះទេដោយមករងចាំយូរព្រឹទ្ធាចារ្យយន់ឈិនរគាត់ក៏បានបញ្ចេញភ្លើងប៊ីនចានចេញមកហើយប្រកល់ទៅកាន់ពួកគេដើម្បីឲ្យពួកគេនឹងធ្វើការចម្រាញ់និងការគ្រប់គ្រងទៅកាន់ភ្លើងប៊ីនចានមួយហ្នឹងនៅពេលនេះយើងក៏បានឃើញថាកញ្ញាកញ្ជ្រោងជាមួយនឹងជាហ្វឹងពួកគេទាំងពីរនាក់ហ្នឹងគឺពិតជាមានការខិតខំប្រឹងប្រែងខ្លាំងមែនទែនដោយសារតែភ្លើងប៊ីនចានមួយនេះវាហ្នឹងគឺពិតជាមានឥទ្ធិពលហើយចូលមកទៅការចម្រាញ់រួមមកការគ្រប់គ្រងនៃភ្លើងរបស់ពួកគេនេះគឺមិនអាចខុសសូម្បីតែបន្តិចនៅអំឡុងពេលនោះអ៊ូយ៉ាងរ៉ូកេក៏បានសួរទៅកាន់កញ្ញាស៊ូជេងថារៀនច្បងតែរៀនច្បងហ្នឹងគឺត្រូវការចំណាយពេលប្រហែលឆ្នាំដើម្បីគ្រប់គ្រងជាមួយនឹងថាមពលភ្លើងប៊ីនចានបាន 70% កញ្ញាស៊ូជេងក៏បានប្រាប់ទៅកាន់អ៊ូយ៉ាងថារត់នាងគឺចំណាយពេលដល់4ឆ្នាំឯណោះទើបអាចគ្រប់គ្រងជាមួយនឹងថាមពលភ្លើងប៊ីនចានបាន 70% អ៊ូយ៉ាងដល់បានលើចឹងប៉ាត់ជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយក៏បាននិយាយថាចោះជាហ្វឹងជាមួយនឹងកញ្ញានោះវិញតើអ្នកទាំងពីរហ្នឹងគឺអាចកញ្ញាស៊ូជេងក៏បានជ័យកាត់រនាងក៏បានជ័យថាវានឹងគឺពិតជាមិនអាចទៅរួចនោះទេកញ្ញាស៊ូជេងក៏បានកាត់ក្នុងចិត្តតែម្នាក់ឯងថាការពីលោកមុនមនុស្សដែលមានទេពកោសល្យហ្នឹងគឺគេត្រូវការចំណាយពេលដល់2ឆ្នាំឯណោះដើម្បីអាចគ្រប់គ្រងជាមួយនឹងថាមពលភ្លើងប៊ីនចានបានចំពោះពួកគេទាំងពីរអ្នកនេះវិញគ្រាន់តែជាមនុស្សទួថ្លុកដែលចង់ជោគជ័យហួសពីការពិតតែប៉ុណ្ណោះក៏ប៉ុន្តែដោយតែអ្នកគ្នាហ្នឹងគឺបានដឹងហើយចឹងថារឿងទៅរួចឬមកក៏មិនអាចទៅរួចក៏ដោយចំពោះជាហ្វាហ្នឹងគឺគ្មានអ្វីដែលថាមិនអាចទៅរួចនោះទេដល់នៅពេលនេះជាហ្វាបើយើងនឹងក៏អាចធ្វើការគ្រប់គ្រងទៅកាន់ភ្លើងប៊ីនចាន់បានហើយចូលមកទៅសន្ទុះថាពលនៃការគ្រប់គ្រងភ្លើងប៊ីនចាន់របស់ជាហ្វឹងនេះគឺថាចេញរូបរាងមកហ្នឹងគឺចង់ដូច 100% បាត់ទៅហើយចំពោះកញ្ញាកញ្ជ្រងវិញរកនាងក៏អាចគ្រប់គ្រងជាមួយនឹងថាពលភ្លើងប៊ីនចាន់នេះផងដែរក៏ប៉ុន្តែរូបរាងជាមួយនឹងភ្លើងប៊ីនចាន់របស់នាងគឺមិនអាចដល់ទៅកាន់ជាហ្វឹងនោះទេគឺអាចឆោមគ្នាជាមួយនឹងកូនដង្កូវរបស់ជាហ្វឹងបានតែប៉ុណ្ណោះចំពោះព្រឹទ្ធាចារ្យយន់ឈិនរគាត់ហ្នឹងគឺមិនចង់ជឿទេថាពួកគេតាំងពីហ្នឹងគឺពិតជាអាចគ្រប់គ្រងជាមួយនឹងថាមពលភ្លើងប៊ីនចាន់បានចំពោះអ៊ូយ៉ាងដែលបានឃើញចឹងរគេហ្នឹងគឺបានមកជួយអបអរសាទរទៅកាន់ពួកគេទាំងពីរគឺថាត្រឹមតែរយៈពេល 2-3 ថ្ងៃសោះពួកអ្នកទាំងពីរហ្នឹងក៏អាចគ្រប់គ្រងជាមួយនឹងថាមពលភ្លើងប៊ីនចាន់បានហើយនេះគឺពិតជាទេពកោសល្យដែលមិនអាចប្រៀបផ្ទឹមបានឡើយហើយជាមើលទៅកន្លែងនេះផងដែរ admin ហ្នឹងគឺមិននឹងថាគួរបកស្រាយអ្វីនោះទេដោយសារតែវាហ្នឹងគឺគ្រាន់តែជាការលេងសើចរបស់ពួកគេទាំង3តែប៉ុណ្ណោះដែលនៅពេលនេះជាហ្វឹងបើយើងក៏បានសួរទៅកាន់ព្រឹទ្ធាចារ្យយន់ឈិនថាចាំមិនដែរលោកគ្រូតើពួកគេនឹងក៏អាចជាប់ជាមួយនឹងការធ្វើតែនេះបានដែរឬទេចំពោះព្រឹទ្ធាចារ្យច័ន្ទឆានរកនគឺបានចំតបផងដែរហើយរកននឹងក៏បានជឿថាចាប់ពីពេលនេះតទៅអ្នកទាំងពីរនឹងគឺជាសិស្សរបស់ជាវាយហើយខ្ញុំសូមទោសការពិភាក្សាមុនខ្លាំងមែនតើដែលខ្ញុំបានចែកថាជាហ្វឹងនឹងគឺចង់ធ្វើការសូមទៅកាន់ច័ន្ទឆានធ្វើជាសិស្សតាមពិតហ្នឹងគឺមិនមែននោះទេដោយសារតែកន្លែងហ្នឹងសាប់ថៃថនហ្នឹងគឺបកខុសហើយចឹងខ្ញុំក៏អត់សូវជាចេះចិនផងចឹងក៏តាមហ្នឹងទៅចឹងសកម្មតាគ្នាចិនអធិស្ឋានចំពោះកញ្ញាកញ្ជ្រងវិញដល់បានលើចឹងជា
ជាបថារនាងគឺពិតជាសប្បាយអរខ្លាំងមែនទែនក៏ប៉ុន្តែបើយើងក្រឡេកមើលទៅកាន់កញ្ញាសួរចេញវិញគឺថារនាងគឺពិតជាខាងខ្លាំងណាស់នៅពេលនេះយើងក៏បានឃើញថាជាហ្វាំងកញ្ញាកញ្ជ្រោងជាមួយនឹងអ៊ូយ៉ាងពួកគេតបីនៅហ្នឹងក៏បានដើរមកដល់ទីខាងក្រៅហើយនេះគឺនៅសល់តែព្រឹទ្ធាចារ្យយន់ឆិនជាមួយនឹងកញ្ញាសួរចេញនោះទេកញ្ញាសួរចេញក៏បាននិយាយប្រាប់ទៅកាន់ព្រឹទ្ធាចារ្យយន់ឆិនថាចំពោះលូស៊ីយ៉ាវរូគេហ្នឹងកំពុងតែមានផែនការមួយផ្សេងទៀតហើយចំពោះទីកន្លែងលាក់ខ្លួនរបស់លៀនហ្វិនគឺមិនត្រូវបានគេដឹងឡើយចឹងហើយសូមលោកគ្រូកាត់ពីរដងចំពោះបញ្ហាមួយនេះព្រឹទ្ធាចារ្យយន់ឆិនក៏បានឆ្លើយតបទៅកាន់កញ្ញាសួរចេញវិញថាដរាបណាមិនមានបញ្ហាអ្វីកាត់ឡើងនៅលើកោះអ្នកមាសមួយនេះចំពោះរឿងផ្សេងរកគាត់ថាវានឹងគ្រាន់តែជារឿងបញ្ហាតូចតាចនោះទេព្រឹទ្ធាចារ្យច័ន្ទឆាន់រកគាត់ក៏បានជាបន្ថែមទៀតថារកគាត់នឹងគឺនឹងរាយការណ៍ពីបញ្ហាមួយនេះទៅកាន់ម្ចាស់កោះនៅពេលដែលពួកគាត់នឹងគឺសម្រេចចិត្តចាំពួកយើងនឹងគឺដោះស្រាយចំពោះបញ្ហាមួយនេះបន្តទៀតហើយចំពោះនាងវិញលោកនាងគឺគ្រាន់តែនាំពួកគេទាំងពីរអ្នកហ្នឹងគឺទៅកាន់អាណាចក្រសម្ងាត់របស់លោកជៀនទៅគឺបានហើយនៅពេលដែលព្រឹទ្ធាចារ្យច័ន្ទឆាន់គឺបានដើរចាក់ចែងទៅបាត់ជើងក៏បានឃើញថាទឹកមុខរបស់កញ្ញាស៊ូជីននឹងក៏បានប្រែហើយជិះមកទៅទឹកមុខរបស់នាងគឺពិតជាគួរខ្លាចខ្លាំងមែនទែនដែលក្នុងចិត្តរបស់កញ្ញាស៊ូជីនគឺបាននិយាយថាលោកនាងគឺបានខិតខំប្រឹងប្រែងរយៈពេលរាប់សិបឆ្នាំមកហើយដើម្បីគ្រប់គ្រងជាមួយនឹងភ្លើងបៀនច័ន្ទក៏ប៉ុន្តែលោកនាងគឺមិនអាចគ្រប់គ្រងជាមួយនឹងភ្លើងបៀនច័ន្ទគឺបានពេញលេញនោះទេក៏ប៉ុន្តែចំពោះជាហ្វាំងជាមួយនឹងកញ្ញាកញ្ជ្រងពួកអ្នកទាំងពីរហ្នឹងគឺមកទៅតែប្រហែលថ្ងៃនោះសោះគឺអាចគ្រប់គ្រងជាមួយនឹងភ្លើងបៀនច័ន្ទបានបាត់ទៅហើយអ្វីដែលធ្វើពួកយើងហ្នឹងគឺកាន់តែផ្ចាប់ផ្អើលទៀតនោះគឺថារូបរាងកាយរបស់កញ្ញាស៊ូជីនគឺមានប្រឡងវិជ្ជាហ្នឹងគឺដល់តែពីរឯណោះកញ្ញាស៊ូជីនមួយជាមួយនឹងរូបរាងកាយប្រឡងប្រុសមួយផ្សេងទៀតដោយសម្លេងមនុស្សប្រុសហ្នឹងក៏បានណែនាំទៅកាន់កញ្ញាស៊ូជីនថាឲ្យកញ្ញាស៊ូជីននេះគឺសម្រាប់ទៅកាន់ជាហ្វាំងជាមួយនឹងកញ្ញាកញ្ជ្រងហើយនៅពេលនេះផងដែរយើងក៏បានឃើញថាកញ្ញាស៊ូជីនហ្នឹងគឺពិតជាពិបាកក្នុងខ្លួនខ្លាំងមែនទែនដោយសារតែមានរូបរាងកាយពីរហើយក្បាលរបស់នាងវិញគឺថាចង់ផ្ទុះបាត់ទៅហើយនៅពេលដែលកញ្ញាស៊ូជីនគឺបានដើរចាក់ចេញទៅអ្វីដែលយើងគួរតែកត់សម្គាល់នោះគឺថាជាហ្វាំងរបស់យើងក៏បានលបមើលទៅកាន់កញ្ញាស៊ូជីននៅកន្លែងហ្នឹងផងដែរសេដឿនគេក៏បានកម្មដល់ថ្ងៃស្អែកយើងក៏បានឃើញថាកញ្ញាកញ្ជ្រងជាហ្វាំងជាមួយនឹងកញ្ញាស៊ូជីនពួកគេទាំងបីនាក់ហ្នឹងកំពុងតែធ្វើដំណើរទៅកាន់លងជៀននៅពេលដែលពួកគេកំពុងតែធ្វើដំណើរនឹងកញ្ញាស៊ូជីនក៏បានណែនាំប្រាប់ទៅកាន់ជាហ្វាំងជាមួយនឹងកញ្ញាកញ្ជ្រងថានៅខាងមុខនេះគឺមានផ្សែងដ៏ក្រាស់ចឹងហើយពួកអ្នកទាំងពីរគួរតែប្រយ័ត្នខ្លួនបន្តិចនៅពេលដែលកំពុងធ្វើដំណើរជាហ្វាំងបើយើងគាត់ក៏បានកាត់ក្នុងចិត្តតាមម្នាក់ឯងថាកញ្ញាស៊ូជីនជាមួយនឹងលោកគ្រូយន់ឆិនពួកអ្នកទាំងពីរហ្នឹងគឺមិនមែនជាសាច់ញាតិជាមួយនឹងគ្នានោះទេដោយពឹងផ្អែកទៅលើឈាមឬមួយក៏ឋានពររបស់អ្នកទាំងពីរដោយឈុតត្រង់នេះជាហ្វាំងបើយើងគឺបានធ្វើការវិភាគទៅកាន់កញ្ញាស៊ូជីនហ្នឹងគឺពិតជាច្រើនខ្លាំងមែនទែនចំពោះកញ្ញាស៊ូជីនក៏ដូចគ្នាផងដែរដោយរនាងកំពុងតែវិភាគទៅកាន់ជាហ្វាំងជាមួយនឹងកញ្ញាកញ្ជ្រងកញ្ញាស៊ូជីនក៏បានក្រឡេកមើលទៅកាន់កញ្ញាកញ្ជ្រងហើយរនាងក៏បានវិភាគទៅកាន់កញ្ញាកញ្ជ្រងថាជាមនុស្សដែលមានឋានពរខ្ពស់ក៏ប៉ុន្តែមិនសូវជាឆ្លាតនោះទេដែលឡែកជាហ្វាំងរ៉ូកេហ្នឹងគឺមិនសូវជាមានឋានពរខ្ពស់នោះទេក៏ប៉ុន្តែតពៈម្នាក់នេះគឺពិតជាមានល្បិចកលខ្លាំងមែនទែននៅពេលដែលធ្វើដំណើរបានបន្តិចជាក៏បានឃើញថាកញ្ញាស៊ូជីងរត់នាងក៏បានបើករបាំងការពារឡើងប៉ុណ្ណានៃតែម្ដងដែលបានឃើញដូច្នេះជាហ្វាំងបើយើងក៏បានសួរទៅកាន់កញ្ញាស៊ូជីងថារៀនច្បងរៀនច្បងធ្វើបែបនេះគឺចង់មានន័យយ៉ាងណាចំពោះកញ្ញាស៊ូជីងគឺអត់និយាយច្រើននោះទេរត់នាងក៏បាននិយាយថាគ្មានអ្វីនោះទេក្រៅពីសម្រាប់ពួកឯងទាំងពីរនាក់ចំពោះអូនកញ្ជ្រងរបស់ជុំវិញគឺថារត់នាងគ្រាន់តែបានលើដូច្នេះនិយាយថា Paymaster នោះទេហើយជាហ្វាំងបើយើងក៏បាននិយាយដូចគ្នាផងដែររគាត់នឹងគឺប្រកាសឲ្យថាធ្វើដំណើរនេះគឺពិតជាមានបញ្ហានៅពេលនេះការបញ្ជារបស់ជាហ្វាំងជាមួយនឹងកញ្ញាស៊ូជីងគឺបានចាប់ផ្ដើមហើយជាមកទៅល្បឿនរបស់កញ្ញាស៊ូជីងគឺពិតជាលឿនខ្លាំងមែនទែនទោះបីជាអញ្ចឹងក៏ដោយជាហ្វាំងរបស់យើងគឺអត់ចេះចោលនោះទេដោយរកគេនឹងក៏បានប្រើថាមពលរបស់គេធ្វើការវាប្រហារទៅកាន់កញ្ញាស៊ូជីងក៏ប៉ុន្តែត្រូវបានកញ្ញាស៊ូជីងនឹងគឺគេចផុតគោលដៅរបស់កញ្ញាស៊ូជីងដំបូងនឹងគឺជាកញ្ញាកញ្ជ្រងរបស់យើងនេះឯងដោយសារតែកម្លាំងនិងថាមពលរបស់កញ្ញាកញ្ជ្រងនឹងគឺលើសទៅកាន់ជាហ្វាំងចឹងហើយកញ្ញាកញ្ជ្រងគឺជាគោលដៅទី1របស់កញ្ញាស៊ូជីងហើយនៅពេលនេះយើងក៏បានឃើញថាកញ្ញាកញ្ជ្រងរបស់យើងនឹងគឺត្រូវបានចាប់ទ្រង់របស់កញ្ញាស៊ូជីងបាត់ទៅហើយទ្រង់មួយនេះផងដែរវានឹងគឺពិតជាពិសេសខ្លាំងមែនទែនដោយសារតែទ្រង់របស់កញ្ញាស៊ូជីងនឹងគឺភ្ជាប់ជាមួយនឹងរន្ទះថែមទៀតផងចឹងហើយកញ្ញាកញ្ជ្រងនឹងគឺមិនអាចចេញមកបានដោយងាយនោះទេដោយនៅពេលនេះគឺនៅសល់តែជាហ្វាំងជាមួយនឹងកញ្ញាកញ្ជ្រងតែប៉ុណ្ណោះពួកគេនៅពេលនេះគឺបានធ្វើការចេះស្គែដាក់គ្នាហើយប្រយុទ្ធជាមួយនឹងគ្នាមួយស្មើយកតែម្ដងហើយជាហ្វាំងក៏បាននិយាយទៅកាន់កញ្ញាស៊ូជីងផងដែរថាកញ្ញាស៊ូជីងនឹងគឺពិតជារៀបចំបានល្អខ្លាំងមែនទែនបើតាមរកកាត់ក៏គិតថាមើលទៅកញ្ញាស៊ូជីងនេះគឺរៀបចំផែនការមួយនេះគឺមិនមែនជាលើកទី1នោះទេកញ្ញាស៊ូជីងដែលបានលើអញ្ចឹងក៏បានសួរទៅកាន់ជាហ្វាំងថាតើឯនឹងក៏ចង់មានន័យយ៉ាងដូចម្ដេចជាហ្វាំងរបស់យើងក៏បានរាយរាប់បែកអូហូស្តឹងថារកគាត់គឺបានលើលហៀងថាមានសិស្សផ្ទាល់ម្នាក់ដែលមានឈ្មោះថា
ហ្វូជីងហ្វានហើយចំពោះបុគ្គលហ្វូជីងហ្វានមួយនេះផងដែរជាមួយនឹងរូបនាងគឺថាអ្នកទាំងពីរហ្នឹងគឺបានក្លាយទៅជាសិស្សផ្ទាល់នៅក្នុងថ្ងៃតែមួយហើយធ្វើការវឹកហាត់ជាមួយនឹងគ្នាថែមទៀតផងចំពោះកញ្ញាស៊ូចេងដែលបានលើដូច្នេះរូបនាងក៏បានសួរទៅកាន់ជាហ្វឹងថាបើអញ្ចឹងគឺវាយ៉ាងម៉េចយីហ្វឹងបើអញ្ចឹងរកគាត់ក៏បាននិយាយថាចំពោះបុគ្គលហ្វូជីងហ្វានមួយនេះផងដែររូកែនហ្នឹងគឺត្រូវបានស្លាប់ភ្លាមៗកាលពី2ឆ្នាំមុនហើយរកគាត់គិតមើលទៅរឿងមួយនេះប្រហែលជាពាក់ព័ន្ធជាមួយនឹងកញ្ញាស៊ូចេងផងដែរចំពោះកញ្ញាកញ្ជ្រងរបស់យើងវិញគ្រាន់តែបានស្ដាប់ឮពាក្យទាំងអស់នេះភ្លាមជាប្រធានរូបនាងគឺពិតជាចង់ដឹងខ្លាំងមែនទែនហើយចង់ដឹងរឿងគេហ្នឹងគឺពិតជាមិនអាចខាត់បានទេបន្តសេរឿងការពិធីបុណ្យត្រង់ចំណុចដែលជាហ្វឹងបើជើងគឺបានរាយរាប់ប្រាប់អំពីការស្លាប់របស់ហ្វូជីងហ្វានដែលពាក់ព័ន្ធជាមួយនឹងកញ្ញាស៊ូចេងចំណែកឯកញ្ញាស៊ូចេងដែលបានស្ដាប់ឮពីការបកស្រាយរបស់ជាហ្វឹងដូច្នេះរូបនាងគឺពិតជាអស់សំណើចខ្លាំងមែនទែនហើយក៏បានសរសើរទៅកាន់ជាហ្វឹងថាជាហ្វឹងបើជើងហ្នឹងគឺពិតជាឆ្លាតខ្លាំងណាស់ក៏ប៉ុន្តែមនុស្សឆ្លាតហ្នឹងគឺរួមមិនដែលបានជូរនោះទេដល់បាននិយាយរួចកញ្ញាស៊ូចេងរូបនាងក៏បានបញ្ចេញជាមួយនឹងធម៌ពលដាវវិញ្ញាណរបស់នាងចេញមកដើម្បីធ្វើកាយវិប្រហារទៅកាន់ជាហ្វឹងចំពោះកាយវិប្រហាររបស់កញ្ញាស៊ូចេងមកកាន់ជាហ្វឹងនេះគឺថាជាហ្វឹងបើជើងហ្នឹងគឺទប់ easy ហ្មងនេះក៏បានធ្វើឲ្យកញ្ញាស៊ូចេងហ្នឹងគឺពិតជាមានការផ្លាស់ប្ដូរមុននឹងពួកគេប្រយុទ្ធបន្តជាហ្វឹងរបស់ជើងក៏បានសួរទៅកាន់កញ្ញាស៊ូចេងថាក៏សិងឡុងគឺបានជួយទៅកាន់កញ្ញាស៊ូចេងហ្នឹងគឺពិតជាច្រើនខ្លាំងមែនទែនហើយដែលបានជាកញ្ញាស៊ូចេងគឺធ្វើបែបនេះចម្លើយយ៉ាងខ្លីរបស់កញ្ញាស៊ូចេងបានឆ្លើយតបទៅកាន់ជាហ្វឹងថាគឺមិនពាក់ព័ន្ធជាមួយនឹងរឿងរបស់ជាហ្វឹងនោះទេហើយពួកគេទាំងពីរនាក់ក៏បានធ្វើការវិប្រហារគ្នាបន្តហើយជើងមើលទៅការវិប្រហាររបស់ពួកគេគឺពិតជាមានការស្វែងខ្លាំងមែនទែនដែលឡែកបើយើងក្រឡេកមើលទៅកាន់អូនកញ្ជ្រងរបស់យើងវិញគឺថាលោកនាងគឺមិនអាចធ្វើអ្វីបានជួយទៅកាន់ជាហ្វឹងនោះទេមូលហេតុគឺថាលោកនាងហ្នឹងគឺបានជាប់ទ្រង់បាត់ទៅហើយគឺមានតែអង្គុយញ៉ាំពោតលៀនជាមួយនឹងកូកាតែប៉ុណ្ណោះឥឡូវយើងបកមកមើលការប្រយុទ្ធជាហ្វឹងជាមួយនឹងកញ្ញាស៊ូចេងវិញម្ដងនៅពេលនេះផងដែរកញ្ញាស៊ូចេងគឺពិតជាមានការស្វែងដើម្បីធ្វើការសម្លាប់ទៅកាន់ជាហ្វឹងខ្លាំងមែនទែនក៏ប៉ុន្តែប្រគ្រប់ស្នៀតដែលកញ្ញាស៊ូចេងគឺបានបញ្ចេញមកហ្នឹងគឺត្រូវបានជាហ្វឹងបញ្ចេញហ្នឹងគឺទប់ទល់បានរហូតមិនតែប៉ុណ្ណោះជាហ្វឹងក៏បានឆ្លើយឌឺទៅកាន់កញ្ញាស៊ូចេងផងដែរថាកញ្ញាស៊ូចេងគឺមិនអាចសម្លាប់គេបាននោះទេចំពោះកញ្ញាស៊ូចេងវិញបានលើពីសន្តិឌឺរបស់ជាហ្វឹងដូច្នេះរូបនាងគឺអត់ចានោះទេដោយកញ្ញាស៊ូចេងគឺបាននិយាយថាវាយគ្នាមិនហ្នឹងគឺគ្រាន់តែជាការកំដៅសេចក្ដីនោះទេឥឡូវយើងមកធ្វើការប្រយុទ្ធមែនទែនវិញម្ដងហើយកញ្ញាស៊ូចេងក៏បានស្ទុះយ៉ាងលឿនដើម្បីធ្វើការវិប្រហារទៅកាន់ជាហ្វឹងចំពោះជាហ្វឹងដែលបានលើដូច្នេះរកគាត់ក៏បាននិយាយថាគឺពិតជាឈួតខ្លាំងមែនទែនបន្ទាប់មកជាហ្វឹងក៏បានបញ្ចេញជាមួយនឹងអាដាប់ភ្លើងដល់ទេវភាពរបស់គាត់ចេញមកដើម្បីបង្កើតជាមួយនឹងក្បួនត្រាដែលចិញ្ចានរបស់គាត់ដើម្បីធ្វើការវិប្រហារទៅកាន់កញ្ញាស៊ូចេងចំពោះកញ្ញាស៊ូចេងដែលបានឃើញដូច្នេះរកនេះគឺពិតជាមានការផ្អើលកញ្ញាស៊ូចេងក៏បានបញ្ចេញថាមពលដើម្បីទប់ទល់ជាមួយនឹងការវិប្រហាររបស់ជាហ្វឹងហើយជុំមកទៅសន្ទុះថាមពលនៃការប៉ះទង្គិចគ្នានេះផងដែរគឺពិតជាយ៉ាងសន្ធោសន្ធៅខ្លាំងមែនទែនរីឯភ្នំនៅគិននឹងវិញគឺថាប្រែបែកខ្ញាច់ខ្ទេចខ្ទីភ្លាមជុកហ្មងចំពោះកញ្ញាស៊ូចេងដែលបានស៊ីមួយស្គៀរបស់ជាហ្វឹងដូច្នេះរកនេះគឺពិតជាមិនចង់ជឿទេថាជាហ្វឹងគឺមានចេតនាដើរដល់សាហាវបែបនេះហើយក៏បានសួរទៅកាន់ជាហ្វឹងថាកម្រិតធម៌ពលរបស់ឯងហ្នឹងគឺមិនខ្ពស់នោះទេហេតុអីបានជាមានស្និទ្ធដែរដ៏ខ្លាំងក្លាបែបនេះទៅវិញចំពោះជាហ្វឹងរកគាត់គឺបានឆ្លើយជាមួយនឹងសំណួររបស់កញ្ញាស៊ូចេងនោះទេដោយជាហ្វឹងក៏បាននិយាយទៅកាន់កញ្ញាស៊ូចេងវិញថារកគាត់គឺមកសម្លាប់ទៅកាន់កញ្ញាស៊ូចេងនោះទេក៏ប៉ុន្តែរឿងខ្លះរកគាត់គឺត្រូវតែដាក់ទោសទៅកាន់កញ្ញាស៊ូចេងជាហ្វឹងគេក៏បានបញ្ចេញជាមួយនឹងចំហាយដែររបស់គេចេញមកដើម្បីធ្វើការវិប្រហារទៅកាន់កញ្ញាស៊ូចេងចំពោះកញ្ញាស៊ូចេងវិញរត់នាងក៏បានបើកខែបារីផងដែរដើម្បីទប់ទល់ជាមួយនឹងការវិប្រហាររបស់ជាហ្វឹងភ្លាមនោះជាងក៏បានសង្កេតឃើញថាព្រឹទ្ធាចារ្យចនឆានរកគាត់នឹងគឺបានមកដល់ហើយសន្ទុះធម៌ពណ៌របស់គាត់នេះគឺពិតជាសាហាវខ្លាំងមែនទែនចំពោះកញ្ញាស៊ូចេងវិញដែលបានដឹងពីចំហាយនៃការមកដល់របស់ព្រឹទ្ធាចារ្យចនឆានរូបនាងនឹងគឺមានកំណត់មួយភ្លាមជោគហ្មងដោយកញ្ញាស៊ូចេងរូបនាងក៏បានបើកខែបារីរបស់នាងដើម្បីឲ្យការវិប្រហាររបស់ជាហ្វឹងហ្នឹងគឺចំរូបនាងពេញរូបនាងគឺធ្វើបែបនេះគឺដើម្បីឲ្យព្រឹទ្ធាចារ្យចនឆានហ្នឹងគឺយល់ច្រឡំថាជាហ្វឹងហ្នឹងគឺមានចេតនាសម្លាប់ទៅកាន់រូបនាងចំពោះព្រឹទ្ធាចារ្យចនឆានដែលបានឃើញដូច្នេះរូបគាត់ហ្នឹងគឺពិតជាយល់ច្រឡំមែនដោយរូបគាត់ហ្នឹងក៏បានធ្វើការវិប្រហារទៅកាន់ជាហ្វឹងមួយដៃពេញក៏ប៉ុន្តែខណៈពេលនោះកញ្ញាកញ្ជ្រងរបស់ជាហ្នឹងក៏បានចូលរូបនាងហ្នឹងគឺមកពាំងជាមួយនឹងការវិប្រហារមួយនេះដែលបានឃើញចឹងព្រឹទ្ធាចារ្យចនឆានហ្នឹងគឺបានបង្អែកជាមួយនឹងការវិប្រហាររបស់គាត់ក៏ប៉ុន្តែទោះបីជាអញ្ចឹងក៏ដោយកញ្ញាកញ្ជ្រងរបស់យើងហ្នឹងក៏ត្រូវរពោបន្តិចផងដែរជាហ្វឹងរបស់យើងដែលបានឃើញចឹងនិយាយពីថារូបគាត់ហ្នឹងគឺពិតជាស្លុតចិត្តខ្លាំងមែនទែនហើយក៏បានចូលទៅបីត្រកងទៅកាន់កញ្ញាកញ្ជ្រងហើយគាត់ហ្នឹងក៏បានសួរទៅកាន់កញ្ញាកញ្ជ្រងថាហេតុអ្វីបានជារូបនេះហ្នឹងគឺធ្វើដូច្នេះកញ្ញាកញ្ជ្រងក៏បាននិយាយទាំងអួរដើមកហើយក៏បានក្អកខេះផងដែរថារូបនេះគឺបាននិយាយរួចហើយថារូបនេះគឺត្រូវតែការពីឡងឥឡូវយើងបបមកមើលទៅកាន់កញ្ញាស៊ូជីកវិញម្ដងកញ្ញាស៊ូជីករូបនេះក៏បានគិតក្នុងចិត្តតែម្នាក់ឯងថាផែនការរបស់នាងទាំងអស់ហ្នឹងគឺត្រូវបាន
បានរំខានក៏ប៉ុន្តែរត់នេះគឺនៅតែមានឱកាសហើយរត់នេះក៏បានធ្វើការនិយាយបែបខ្លួនហ្នឹងគឺត្រូវបានគេធ្វើបាបអញ្ចឹងដោយពាក្យសម្ដីរបស់កញ្ញាស៊ូជីងគឺនិយាយប្រាប់ទៅកាន់ព្រឹទ្ធាចារ្យយន់ឆិនហ្នឹងគឺបាននិយាយប្រាប់ថារត់នេះក៏បានធ្វើការណែនាំទៅកាន់ពួកគេទាំងពីរក៏ប៉ុន្តែពួកគេហ្នឹងគឺមិនស្ដាប់នោះទេហើយបើជាមកធ្វើបាបរត់នាងទៅវិញរត់នេះគឺពិតជាកំសត់ខ្លាំងមែនទែនកន្លែងនេះផងដែរព្រឹទ្ធាចារ្យយន់ឆិនហ្នឹងគឺពិតជាជឿទៅកាន់កញ្ញាស៊ូជីងហ្នឹងគឺយ៉ាងស្លុតចិត្តតែម្ដងហើយក៏បាននិយាយទៅកាន់ជាវឹងជាមួយនឹងកញ្ញាកញ្ជ្រងថាអ្នកទាំងពីរគួរតែផ្ដល់ឲ្យខ្ញុំហ្នឹងគឺនៅការបញ្ចូលមួយឲ្យយ៉ាងច្បាស់លាស់ដែលបានលើកចឹងកញ្ញាកញ្ជ្រងរបស់យើងហ្នឹងគឺពិតជាជ្រិញខ្លាំងមែនទែនហើយក៏បាននិយាយថាកញ្ញាស៊ូជីនេះគឺចង់មកធ្វើការសម្លាប់ពួកគេជាមុនហើយបាននិយាយរួមទៅគឺចង់សម្លាប់ពួកគេហ្នឹងឲ្យដូចទៅកាន់បរិសម្នាក់នៅត្រង់ឈុតនេះផងដែរកញ្ញាកញ្ជ្រងហ្នឹងគឺអត់ដឹងថាម្នាក់ដែរពួកគេនិយាយគ្នាមុនហ្នឹងគឺឈ្មោះអីនោះទេដែលបានឃើញចឹងជាហ្វងរបស់យើងក៏បានប្រាប់ទៅកាន់កញ្ញាកញ្ជ្រងថាអាប៉ែហ្នឹងមានឈ្មោះថាហ្វូយីងហ្វានកញ្ញាកញ្ជ្រងដែលបានលើកចឹងក៏បានជាថាត្រូវហើយកញ្ញាស៊ូជីហ្នឹងគឺចង់សម្លាប់គេបំបិតមាត់ឲ្យដូចហ្វូយីងហ្វានចំពោះកញ្ញាស៊ូជីដែលបានលើកពីសម្ដីរបស់កញ្ញាកញ្ជ្រងដូច្នេះរត់នេះនឹងគឺខ្លាចចាញ់ក្តីដោយរត់នេះក៏បានធ្វើទៅមុខហើយក៏បាននិយាយទៅកាន់កញ្ញាកញ្ជ្រងថារត់នេះចាត់ទុកហ្វូយីងហ្វានដូចជាបងប្រុសរបស់នាងអញ្ចឹងរត់នេះនឹងគឺមិនដាច់ចិត្តលើកដៃសម្លាប់ទៅកាន់បងប្រុសរបស់ខ្លួននោះទេចំពោះកញ្ញាកញ្ជ្រងរបស់ជុំវិញដែលបានឃើញពីអាកាយវិការរបស់កញ្ញាស៊ូជីដ៏គួរឲ្យស្អប់ខ្ពើមដូច្នេះរត់នេះគឺពិតជាជ្រិញខ្លាំងយល់ទៅមែនទែនឥឡូវដល់វេនជាហ្វឹងរបស់ជើងវិញម្ដងដែលបញ្ចេញមតិជាហ្វឹងរបស់ជើងគឺបាននិយាយថានៅពេលដែលកប៉ាល់កំពុងតែធ្វើដំណើរកញ្ញាស៊ូជីក៏បានបើករបាំងការពារដើម្បីមកធ្វើការសម្លាប់មកកាន់ពួកជើងបើគិតមើលទៅគម្រោងមួយនេះប្រហែលជាកញ្ញាស៊ូជីនឹងក៏បានរៀបចំយូរណាស់មកហើយនៅពេលនេះជើងក៏បានឃើញថាព្រឹទ្ធាចារ្យចតឆិននឹងគឺពិតជាវល់ខ្លាំងមែនទែនហើយមិនតែប៉ុណ្ណោះកញ្ញាស៊ូជីនឹងក៏បានធ្វើទៅមុខជាកំសត់ដល់បានឃើញចឹងព្រឹទ្ធាចារ្យចតឆិនក៏បានសួរទៅកាន់ជាហ្វឹងជាមួយនឹងកញ្ញាកញ្ជ្រងថាតើអ្នកទាំងពីរនឹងគឺមានផុសតាំងដែរឬទេហើយផុសតាំងហ្នឹងគឺនៅឯណាដែលថាកញ្ញាស៊ូជីដែលត្រូវជាកូនសិស្សរបស់គាត់នេះគឺចង់សម្លាប់ទៅកាន់អ្នកទាំងពីរចម្លើយយ៉ាងខ្លីរបស់ជាហ្វឹងជាមួយនឹងកញ្ញាកញ្ជ្រងគឺថាគឺគ្មានទេហើយរកផុសតាំងណាបើមានកាមេរ៉ាផងណាចំពោះកញ្ញាស៊ូជីដែលបានឃើញចឹងនិយាយពីថារនេះនឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយរនេះក៏បានបញ្ចូលជាមួយនឹងភាពមនោសញ្ចេតនារបស់នាងទឹកមុខដ៏កំសត់ចាំងអួនណែនដើមកនេះក៏បានធ្វើឲ្យព្រឹទ្ធាចារ្យយន់ឆិនគឺពិតជាជឿជាក់ទៅកាន់កញ្ញាស៊ូជីនឹងគឺខ្លាំងចូលហ្មងព្រឹទ្ធាចារ្យរកគាត់នឹងគឺបាននិយាយទៅកាន់ជាហ្វឹងជាមួយនឹងកញ្ញាកញ្ជ្រងថាចាប់ពីពេលនេះតទៅគឺតានាមនៃសិស្សផ្ទាល់របស់អ្នកទាំងពីរនឹងគឺត្រូវបានដកហូតហើយអ្នកទាំងពីរគឺត្រូវតែមកតាមគាត់ដើម្បីសាកល្បងស្នេហ៍ជាថ្មីមិនតែប៉ុណ្ណោះក៏ត្រូវរងជាមួយនឹងការទទួលទោសផងដែរចំពោះកញ្ញាកញ្ជ្រងវិញរកនាងគឺពិតជាខឹងស្អប់ទៅកាន់កញ្ញាស៊ូជីជាមួយនឹងព្រឹទ្ធាចារ្យយន់ឆិនខ្លាំងមែនទែនហើយព្រឹទ្ធាចារ្យយន់ឆិនក៏បាននិយាយទៅកាន់កញ្ញាកញ្ជ្រងផងដែរថារកគាត់នឹងគឺមិនធ្វើអ្វីទៅកាន់រកនាងគឺដោយសារតែរកគាត់នឹងគឺចូលមុខទៅកាន់បព្វបរោះរបស់កញ្ញាកញ្ជ្រងក៏ប៉ុន្តែមិនអាចនិយាយបានថាកញ្ញាកញ្ជ្រងនឹងគឺមានសិទ្ធិធ្វើអ្វីបានគ្រប់យ៉ាងនោះទេកញ្ញាកញ្ជ្រងដែលបានលើចឹងបំរុងនឹងនិយាយបន្ថែមទៀតទៅហើយក៏ប៉ុន្តែត្រូវបានជាហ្វឹងរបស់ជើនឹងគឺហាមឃាត់ដោយជាហ្វឹងរបស់ជើនឹងក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យយន់ឆិនថាពីអាចារ្យបារាមបាននិយាយតគ្នាថាគ្រូហើយនឹងសិស្សហ្នឹងគឺមានមនោសញ្ចេតនាជាមួយនឹងគ្នាថ្ងៃនេះរកគាត់ហ្នឹងគឺបានឃើញនឹងផ្ទាល់ភ្នែកហើយចំពោះព្រឹទ្ធាចារ្យយន់ឆិនដែលបានលើពីសម្ដីទាំងអស់នេះជាបថារកគាត់គឺពិតជាខាងខ្លាំងមែនតើហើយនេះគឺនៅមិនតាន់ចាប់នៅទេដោយជាហ្វឹងរបស់ជើងគឺបានជេរបន្ថែមទៀតថាតើព្រឹទ្ធាចារ្យយន់ឆិនហ្នឹងគឺអាចទុកមនុស្សស្រីដែលបានស្លាប់ទៅហើយនៅក្បែរខ្លួនយ៉ាងម៉េចដែលមិនតាន់បានពិនិត្យយ៉ាងច្បាស់លាស់មើលទៅភ្នែករបស់ព្រឹទ្ធាចារ្យហ្នឹងគឺពិតជាខ្វាក់ហើយដល់នៅពេលនេះព្រឹទ្ធាចារ្យយន់ឆិនហ្នឹងគឺលែងទប់អារម្មណ៍ខាងរបស់គាត់ទៅកាន់ជាហ្វឹងហើយរកគាត់ក៏បានបញ្ចេញជាមួយនឹងថាមពលរបស់គាត់ចេញមកហើយជើមើលទៅសន្ទុះថាមពលដែលព្រឹទ្ធាចារ្យយន់ឆិនគឺបានបញ្ចេញមកហ្នឹងគឺពិតជាអស្ចារ្យខ្លាំងមែនទែនហើយរកគាត់គឺបានបដូរជាមួយនឹងទម្រង់របស់គាត់ខ្លាយទៅជាទម្រង់នេះដើម្បីធ្វើការវាប្រហារទៅកាន់ជាហ្វឹងហើយជាហ្វឹងនៅបានឃើញចឹងរកេហ្នឹងគឺបានចេញបន្ថែមទៀតថារកេហ្នឹងក៏បានលើពាក្យចចាមអារ៉ាមួយទៀតផងដែរថាព្រឹទ្ធាចារ្យហ្នឹងគឺបានធ្វើការសម្លាប់ទៅកាន់ម្ចាស់សាតែរឿងហ្នឹងគឺពិតដែរឬទេកញ្ញាកញ្ជ្រងដែលបានលឿនចឹងក៏បាននិយាយទៅកាន់ជាហ្វឹងថាឈប់និយាយទៅដល់នៅពេលនេះកំផឹងរបស់ព្រឹទ្ធាចារ្យយន់ឆិនហ្នឹងគឺឡើងកណ្ដាលទេពបរមាគឺមិនដឹងថាអង្គសាហ្នឹងគឺនៅប្រមាណនោះទេហើយរកគាត់ហ្នឹងគឺបានប្រើជាមួយនឹងកញ្ញាំដៃរបស់គាត់ធ្វើការវាប្រហារទៅកាន់ជាហ្វឹងចំពោះជាហ្វឹងដែលបានឃើញចឹងរកេហ្នឹងគឺអត់នៅស្ងៀមនោះទេដោយរកេហ្នឹងក៏បានទាញដៃកញ្ញាកញ្ជ្រងហ្នឹងគឺឲ្យនៅពីក្រោយខ្នងគេហើយរកេហ្នឹងក៏បានចេញមកទប់ទល់ជាមួយនឹងកាយវិភាគរបស់ព្រឹទ្ធាចារ្យកញ្ញាស៊ូជីងដែលបានឃើញចឹងរនាងក៏បានជឿថាជាហ្វឹងបាជិនហ្នឹងគឺបានប្រមាណទៅការសត្រូវខ្លាំងមែនទែនរនាងគឺចង់មើលថាតើជាហ្វឹងហ្នឹងគឺអាចទប់ទល់ជាមួយនឹងកាយវិភាគរបស់អតិរិកបិសាចកម្រិតទី6ហ្នឹងគឺដោយរបៀបណាជាហ្វឹងដែលបានឃើញថារកេហ្នឹងគឺមិនអាចទប់ទល់ជាមួយនឹងកាយវិភាគមួយនេះរកេហ្នឹងគឺបានបញ្ចេញជាមួយនឹងស្នែងដែលទទួលបានពីរបស់ម៉ូចឹងមកហើយជឿមើលទៅសន្ទុះ
ថាមពលនៃស្នេហ៍នេះផងដែរគឺពិតជាអស្ចារ្យខ្លាំងមែនទែនដែលវានឹងគឺអាចទប់ទល់ជាមួយនឹងការវិបហារបស់ប្រជាជនឆាននឹងគឺបានយ៉ាងងាយប៉ុន្តែប៉ុណ្ណោះសន្ទុះថាមពលមួយផ្សេងទៀតនឹងក៏បានពន្លឺឡើងហើយជុំមកទៅសន្ទុះថាមពលនេះផងដែរវានឹងគឺពិតជាគួរឲ្យខ្លាចកញ្ញាស៊ូជីងរកនាងក៏បាននិយាយទាំងស្លុតចិត្តថានៅពេលនេះផងដែរម្ចាស់សានឹងគឺបានភ្ញាក់ដឹងខ្លួនហើយនៅពេលនេះយើងក៏បានឃើញមុខមាត់របស់ម្ចាស់សារសសម្រាប់របស់គាត់គឺពិតជាស្រស់សភីខ្លាំងមែនទែនហើយម្ចាស់សារក៏បាននិយាយទៅកាន់ជាហ្វឹងថាមកតូចយល់ល្អនឹងពួយជើងចូលខាងក្នុងមកដើម្បីពិភាក្សាគ្នាអំពីរឿងខ្លះហើយជាហ្វឹងបើចិនក៏បានឆ្លើយតបទៅកាន់ម្ចាស់សារវិញផងដែរហើយជាហ្វឹងបើចិននឹងក៏បានជ័យទៅកាន់ម្ចាស់សារវិញផងដែរថានៅទីបំផុតពួកជើងនឹងក៏បានជួបគ្នាសារជាថ្មីម្ចាស់សារនឹងក៏បានកោះហៅពួកគេទាំង4នាក់នឹងគឺមកប្រជុំហើយចំណែកឯប្រជាជនឆាន់រគាត់នឹងក៏បានរាយរាប់ប្រាប់អំពីបញ្ហាដែលរគាត់នឹងគឺមកដល់ហើយក៏បានឃើញទស្សនវិជ្ជាជាមួយនឹងការវិប្រាគ្នានឹងគ្នាប្រាប់ទៅកាន់ម្ចាស់សារបន្ថែមពីនេះប្រជាជនឆាន់នឹងក៏បានជាអំពីដែលពួកគេនឹងខ្លាយទៅជាសត្វផ្ទាល់របស់ម្ចាស់សារផងដែរម្ចាស់សារដែលបានលើពាក្យសម្ដីឬមួយក៏រឿងគ្រប់យ៉ាងដូចនេះរគាត់នឹងក៏បានងាកមកនិយាយជាមួយនឹងអូនកញ្ជ្រងដោយម្ចាស់សាររត់នាងគឺបាននិយាយទៅកាន់អូនកញ្ជ្រងថាភ្លើងបៀនចានឬមួយក៏ភ្លើងតករបស់គាត់នេះគឺអាចធ្វើការព្យាបាលទៅកាន់មនុស្សមើលទៅប្រហែលជាអូនកញ្ជ្រងហ្នឹងគឺមករកគាត់នឹងគឺដើម្បីឲ្យព្យាបាលមនុស្សហើយមើលទៅមិនដំបូងនឹងយើងបានឃើញថាកញ្ញាកញ្ជ្រងរបស់យើងនឹងគឺបានងក់ក្បាលក៏ប៉ុន្តែក្រោយបន្តិចរត់នាងនឹងក៏បានក្រោកពីក្បាលទៅវិញជាហ្វឹងដែលបានឃើញដូច្នេះរកគាត់នឹងគឺអស់សំណើចបន្តិចផងដែរតាមការប៉ះទៅអូនកញ្ជ្រងនឹងគឺមករយទៅកាន់ម្ចាស់សារនឹងគឺមិនបានឲ្យទៅជួយមនុស្សអីនោះទេគឺដោយសារតែកូនជ្រូករបស់នាងនឹងគឺត្រូវរបួសចឹងហើយគឺមានតែភ្លើងបៀនចានរបស់ម្ចាស់សារនោះទេទើបអាចជួយទៅកាន់កូនជ្រូករបស់នាងបានចំពោះប្រជាជនឆិនដែលបានលើចាស់រកគាត់នឹងក៏ចង់ភ្ញាក់ផ្អើលបន្តិចផងដែរគឺមិននឹកស្មានទេថាអូនកញ្ជ្រងរបស់យើងនឹងគឺសុខចិត្តពុះពៀនឹងគឺដើម្បីជួយទៅកាន់កូនជ្រូករបស់នាងដូច្នេះអូនកញ្ជ្រោកនាងគឺបានជេរបន្ថែមទៀតថាបុព្វបុរសនៃត្រកូលរបស់នាងនឹងគឺមិនសុខចិត្តចំពោះបញ្ហានេះទៅទេគឺមិនចង់ឲ្យរកនេះនឹងគឺមករំខានទៅកាន់ម្ចាស់សារចំពោះបញ្ហាតូចតាចបែបនេះចំពោះម្ចាស់សាររកគាត់នឹងក៏បានថាអីថាវ៉ាទៅកាន់អូនកញ្ជ្រោកនោះទេហើយព្រមថែមទាំងជួយទៅកាន់អូកញ្ជ្រោកថែមទៀតផងចំពោះការព្យាបាលទៅកាន់កូនជ្រូករបស់នាងហើយយើងមើលទៅការគ្រប់គ្រងភ្លើងបៀនចានរបស់ម្ចាស់សារហ្នឹងគឺពិតជាអស្ចារ្យខ្លាំងមែនទែននៅពេលដែលម្ចាស់សារកំពុងតែព្យាបាលកូនជ្រូករបស់អូកញ្ជ្រងចំណែកឯប្រជាជនឆាន់ដែលបានឃើញទស្សនវិជ្ជាទាំងអស់នេះជាថារគាត់ហ្នឹងគឺអត់មានពាក្យអ្វីត្រូវនិយាយនោះទេគឺបានត្រឹមតែក្រវីក្បាលប៉ុណ្ណោះគឺដោយសារតែរឿងមួយនេះគឺគ្មាននរណាអាចធ្វើបានក្រៅពីអូកញ្ជ្រងរបស់យើងនោះទេហើយចំណែកឯជាហ្វឹងរបស់យើងវិញគឺថាមើលទៅកាន់កញ្ញាស៊ូជីហ្នឹងគឺអត់ឈប់ឈរនោះទេហើយចំណែកឯកញ្ញាស៊ូជីងក៏មើលទៅកាន់ជាហ្វឹងផងដែរមិនដឹងថាពីអ្នកនឹងកំពុងតែគិតអ្វីនោះទេយើងក៏មិនដឹងដូចគ្នានៅពេលដែលការព្យាបាលកូនជ្រូករបស់អូកញ្ជ្រងរួចរាល់ហើយម្ចាស់សារនឹងក៏បានសាកសួរចំពោះការស្លាប់របស់ហ្វូជីងហ្វានតើមានពាក់ព័ន្ធអ្វីជាមួយនឹងកញ្ញាស៊ូជីងចំពោះពាក្យសម្ដីរបស់កញ្ញាស៊ូជីងដែលបានឆ្លើយតបទៅកាន់ម្ចាស់សារគឺគ្មានខុសអីក្រៅពីការពិលឹកមកនោះទេរកនាងគឺនៅតែប្រកែកចំពោះបញ្ហាដែលរកនាងនឹងគឺសម្លាប់ទៅកាន់ហ្វូជីងហ្វានមិនតែប៉ុណ្ណោះប្រជាជនឆាន់គឺនៅតែការពារចំពោះអតិភិបទៅកាន់កញ្ញាស៊ូជីងដែលថារកនាងនឹងគឺចង់សម្លាប់ទៅកាន់ហ្វូជីងហ្វានដោយរកគាត់នឹងក៏បានលើកហេតុផលជាច្រើនចំពោះការខិតខំប្រឹងប្រែងរយៈពេលជាង10ឆ្នាំមកនេះគឺថាកញ្ញាស៊ូជីងនឹងក៏បានខិតខំប្រឹងប្រែងខ្លាំងមែនទែនដូច្នេះរកគាត់នឹងគឺអត់យល់ស្របទៅទេដែលចោទប្រកាន់ទៅកាន់កូនសិស្សរបស់គាត់ថាពាក់ព័ន្ធជាមួយនឹងការស្លាប់របស់ហ្វូជីងហ្វានចំពោះជាហ្វានរបស់ជាងវិញដែលបានលើកពីសម្ដីទាំងអស់នេះរកគេនឹងគឺបាននិយាយថាស្នេហានឹងគឺពិតជាធ្វើឲ្យមនុស្សនឹងគឺខ្វាក់ភ្នែកមែនជាហ្វានរបស់ជឿនឹងក៏បាននិយាយបន្ថែមទៀតថាមិនបាច់ចាំនិយាយចំពោះការស្លាប់របស់ហ្វូជីងហ្វាននោះទេគោលបំណងរបស់លូស៊ីយ៉ូដែលត្រូវជាអូកញ្ជ្រោនេះគឺគ្រាន់តែជួយសង្គ្រោះសត្វវិញ្ញាណរបស់នាងប៉ុណ្ណោះតែអូកញ្ជ្រោនឹងគឺមានហេតុផលអ្វីគឺចង់សម្លាប់តែកាន់កញ្ញាស៊ូជីងចំពោះឈុតត្រង់នេះផងដែរអមាននឹងគឺពិបាកក្នុងការបកស្រាយខ្លាំងមែនទែនគឺថាមើល10ដងគឺនៅតែមិនយល់មូលហេតុគឺដោយសារតែអត់ចេះចិនចឹងហើយគឺមានតែពឹងផ្អែកទៅលើ subtitle អង់គ្លេសជាមួយនឹងខ្មែរនឹងឯងក៏ប៉ុន្តែចំណាស់គឺនៅតែមិនយល់ចឹងហើយគឺមានតែបកស្រាយកាត់កញ្ញាស៊ូជីងគ្រូនាងគឺបាននិយាយថាចំពោះបញ្ហាធំហ្នឹងគឺមិនមែនជាអូកញ្ជ្រោនោះទេក៏ប៉ុន្តែមេខ្លោងដែលចង់ធ្វើឃាតរូបនាងដែលនៅពីក្រោយអូកញ្ជ្រោនេះគឺជាហ្វឹងនេះឯងជាហ្វឹងក៏បាននិយាយទៅកាន់ម្ចាស់សារថាប្រសិនបើម្ចាស់សារគឺមិនដោះស្រាយចំពោះបញ្ហាថ្ងៃនេះនោះទេប្រហែលជាថ្ងៃនេះការប្រយុទ្ធនឹងគឺមិនអាចជាផលម្ចាស់សាររត់នាងគឺបាននិយាយថាកាលពី4ឆ្នាំមុនមនុស្សដែលរត់នាងគឺបានឃើញដំបងគឺជាស៊ွန်ឆានជាមួយនឹងកញ្ញាស៊ូជីងទោះបីជាស៊ွန်ឆានមានចិត្តអាក្រក់ឬមួយក៏មានភាពឆេវឆាវបន្តិចក៏ដោយក៏ប៉ុន្តែស៊ွန်ឆានអាចនិយាយបានថាគឺជាមនុស្សស្មោះត្រង់បំផុតនៅលើកោះនាមាសបន្ទាប់ពីការស្លាប់របស់ហ្វូជីងហ្វានរត់នាងគឺពិតជាសង្ឃឹមខ្ពស់ខ្លាំងមែនទែនចំពោះកញ្ញាស៊ូជីងក៏ប៉ុន្តែវានឹងគឺពិតជាគួរអាណិតខ្លាំងមែនទែនរាល់ការសន្និដ្ឋានជាមួយនឹងការកិត្តរបស់គាត់ទាំងអស់វាក៏បានប្រែទៅជាអាសាបង់ទៅវិញឥឡូវយើងក្រឡេកមកមើលកញ្ញាស៊ូជីងវិញដែលបានស្រាប់ការលើកឡើងរបស់ម្ចាស់សារដូច្នេះមួយសន្ទុះក្រោយមករូបនាងនឹងគឺបានប្រែទឹកមុខ
ហើយរូបនាងក៏បានអស់សំណាយជាខ្លាំងនេះក៏បានធ្វើឲ្យប្រជាជនឆាន់ជាមួយនឹងម្ចាស់សាគឺពិតជាមានការភ្ញាក់ផ្អើលដោយកញ្ញាសូជីងរូបនាងក៏បាននិយាយថាមានក្តីសង្ឃឹមមកកាន់នាងមែនទេតែរូបនាងនឹងគឺពិតជាអាចទទួលវាបានមែនក៏អីកញ្ញាសូជីងរូបនាងក៏បានជាបន្ថែមទៀតថាពួកអ្នកទាំងអស់គ្នានឹងគឺកើតមកជាមួយនឹងក្តីសុខការរស់នៅប្រកបដោយសន្តិភាពក៏ប៉ុន្តែអ្នកទាំងនេះគឺអាចចូលជាមួយនឹងការឈឺចាប់របស់នាងគឺដោយរបៀបណាឈុតឆាកត្រង់នេះផងដែរកញ្ញាសូជីងគឺពិតជាមានការខឹងច្រឡោតទៅកាន់អ្នកទាំងគ្នាខ្លាំងមែនទែននៅពេលដែលកញ្ញាសូជីងបាននិយាយរូបនាងគឺបានបញ្ចេញជាមួយនឹងថាមពលដ៏សម្បើមបូកផ្សំជាមួយនឹងថាមពលដ៏មហាសាលនេះកញ្ញាសូជីងក៏បានជាបន្ថែមទៀតថាប្រសិនបើរូបនាងគឺមិនអាចគ្រោះអ្នកទាំងអស់គ្នាក៏ត្រូវតែស្លាប់ជាមួយនឹងរូបនាងដែរនិយាយរួចកញ្ញាសូជីងក៏បានបញ្ចេញថាមពលបន្ថែមហើយក៏បានស្ទុះចូលធ្វើការវិប្រហារទៅកាន់ម្ចាស់សាហើយជាមកទៅថាមពលមួយនេះផងដែរសម្បីតែម្ចាស់សាហ្នឹងក៏មិនអាចទប់ទល់ជាមួយនឹងកញ្ញាសូជីងបានដែលបានឃើញដូច្នេះជាហ្វឹងបើយើងក៏បានទាញដៃកញ្ញាកញ្ជ្រងទៅគៀកជាមួយនឹងម្ចាស់សាហើយម្ចាស់សាហ្នឹងក៏បាននិយាយទៅកាន់ជាហ្វឹងជាមួយនឹងកញ្ញាកញ្ជ្រងថាឲ្យនៅពីក្រោយគាត់ប្រសិនបើមានបញ្ហាអ្វីរគាត់ហ្នឹងគឺអាចការពារទៅកាន់អ្នកទាំងពីរកញ្ញាកញ្ជ្រងក៏បាននិយាយថាមើលទៅហ្នឹងគឺពិតជាគួរខ្លាចខ្លាំងមែនទែនប្រហែលជានៅពេលនេះកញ្ញាសូជីងហ្នឹងគឺត្រូវបាននរណាផ្សេងទៀតហ្នឹងគឺកាន់កាប់រូបរាងកាយរបស់នាងហើយនេះគឺនៅមិនទាន់ចប់នោះទេកញ្ញាសូជីងក៏បានបញ្ចេញជាមួយនឹងថាមពលដ៏មហិមាបន្ថែមទៀតសម្បីតែប្រជាជនឆាន់ហ្នឹងគឺមិនអាចទប់ទល់ជាមួយនឹងថាមពលមួយនេះបានដែរគឺថាទៀតជាចម្ងាយរីឯម្ចាស់សាវិញរគាត់ហ្នឹងក៏ពិបាកទ្រាំទ្រជាមួយនឹងថាមពលរបស់កញ្ញាសូជីងផងដែរដោយសារតែថាមពលមួយនេះវាហ្នឹងគឺពិតជាគួរភ័យខ្លាចខ្លាំងមែនទែននៅពេលដែលថាមពលគឺត្រូវបានរសាយសាយភាចេញទៅបាត់យើងក៏បានឃើញថាគឺនៅសល់តែផ្លិតរបស់កញ្ញាសូជីងនោះទេក៏ប៉ុន្តែបើយើងក៏លេចមើលទៅកាន់ម្ចាស់សារគាត់ហ្នឹងគឺពិតជាពិបាកក្នុងការទប់ទល់ជាមួយនឹងថាមពលអំបញ្ញខ្លាំងមែនទែនដោយសារតែនៅពេលនេះថាមពលរបស់គាត់ហ្នឹងគឺមិនទាន់ពេញលេញនោះទេហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺថាគាត់នឹងគឺបានរងរបួសជាមួយនឹងការវិប្រហារកាលពីសម័យមុនទៀតនេះជាបានថានៅពេលនេះថាមពលរបស់ម្ចាស់សារូបនាងគឺនៅត្រឹមតែ2ភាគឬមកក៏3ភាគតែប៉ុណ្ណោះជាហ្វងបើយើងក៏បានសួរទៅកាន់ម្ចាស់សាថាតើម្ចាស់សាហ្នឹងគឺរងរបួសធ្ងន់ដែរឬទេម្ចាស់សារគាត់នឹងគឺបានតជាមួយនឹងសំណួររបស់ជាហ្វងនោះទេគាត់នឹងគឺបាននិយាយថានៅពេលនេះផងដែរត្រាហ្នឹងគឺត្រូវបានបំផ្លាញភ្លាមៗនោះយើងក៏បានឃើញថាថាមពលភ្លើងដ៏មហិមាមួយហ្នឹងក៏បានលេចចេញមកហើយយើងមកទៅសន្ទុះថាមពលគឺពិតជាអស្ចារ្យខ្លាំងមែនទែនម្ចាស់សារដែលបានឃើញដូច្នេះក៏បានប្រាប់ទៅកាន់ប្រជាជនឆាន់ថាឲ្យប្រជាជនឆាន់ហ្នឹងគឺនាំជាហ្វឹងជាមួយនឹងកញ្ញាកញ្ជ្រោហ្នឹងគឺចាក់ចេញទៅលើពីនេះម្ចាស់សារក៏បានប្រាប់ទៅកាន់ប្រជាជនឆាន់ថាឲ្យក៏ហៅអន្តរិយបិសាចទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវដែលបានលើដូច្នេះប្រជាជនឆាន់ហ្នឹងគឺបានទទួលសំណើរបស់ម្ចាស់សារភ្លាមៗជោគមកដោយប្រជាជនឆាន់ហ្នឹងគឺចង់នាំជាហ្វឹងជាមួយនឹងកញ្ញាកញ្ជ្រោងទៅភ្លាមៗក៏ប៉ុន្តែជាហ្វឹងរបស់យើងហ្នឹងគឺអត់ចង់ទៅនោះទេក៏បាននិយាយទៅកាន់ម្ចាស់សារថាប្រហែលជារគាត់ហ្នឹងគឺអាចជួយអ្វីបានខ្លះទៅកាន់ម្ចាស់សាលចំពោះម្ចាស់សាលវិញដែលបានលើពាក្យសម្ដីរបស់ជាហ្វឹងដូច្នេះរគាត់ហ្នឹងក៏បានកាត់មួយស្របក់ផងដែរក៏ប៉ុន្តែរគាត់ហ្នឹងគឺនៅតែចូលព្រមឲ្យជាហ្វឹងរបស់ជាហ្នឹងគឺនៅជួយគាត់ចំពោះប្រជាជនឆាន់ដែលបានលើចឹងរគាត់ហ្នឹងនិយាយក្តៅក្រហាយបន្តិចផងដែរក៏ប៉ុន្តែរគាត់ហ្នឹងក៏បាននាំកញ្ញាកញ្ជ្រោងរបស់ជាហ្នឹងគឺចាក់ចេញទៅភ្លាមៗជោគមកនៅពេលដែលពួកគេទាំងពីរនាក់ហ្នឹងក៏បានហោះចាក់ចេញទៅបាត់ជើងក៏បានឃើញថាថាមពលដ៏សម្បើមហ្នឹងក៏បានសាយភាបរិវេណពីទីកន្លែងហ្នឹងសម្បីតែម្ចាស់សាលជាមួយនឹងជាហ្វឹងហ្នឹងក៏ត្រូវកិច្ចចំពោះថាមពលទាំងអស់នេះផងដែរលុះបានបន្តិចយើងក៏បានឃើញថាមានមនុស្សម្នាក់ហ្នឹងក៏បានលេចចេញមកហើយជិះមកទៅសន្ទុះថាមពលរបស់គេគឺពិតជាគួរខ្លាចដោយជាហ្វឹងរបស់យើងគឺបានចេះថាបើតាមមើលទៅប្រហែលជាជើងខ្លាំងនេះគឺជាភ្លើងទេហើយតែភ្លើងហ្នឹងក៏បានធ្វើការវិប្រហារទៅកាន់ជាហ្វឹងជាមួយនឹងម្ចាស់សាលចំពោះការវិប្រហាររបស់បិសាចភ្លើងនេះផងដែរវាហ្នឹងគឺពិតជាមិនអត់នោះទេក៏ប៉ុន្តែជាមួយនឹងការវិប្រហារបែបហ្នឹងឯងគឺថាម្ចាស់សាលរបស់យើងគឺថាទប់ easy តែម្ដងក៏ប៉ុន្តែយើងមើលទៅគឺថាម្ចាស់សាលរបស់យើងហ្នឹងគឺពិបាកទប់ផងដែរដោយសារតែបិសាចភ្លើងហ្នឹងគឺពិតជាខ្លាំងជាងអ្វីដែលគាត់ហ្នឹងគឺបានគិតទៅទៀតហើយគាត់ហ្នឹងក៏បាននិយាយប្រាប់ទៅកាន់ជាហ្វឹងថាកុំឲ្យជាហ្វឹងបើជើហ្នឹងគឺមានការធ្វេសប្រហែលឲ្យសោះដោយសារតែសត្រូវគឺពិតជាខ្លាំងចឹងហើយជាហ្វឹងគួរតែទៅមកខាងសិនទៅបើសិនជាមានបញ្ហាអ្វីចាំគាត់ហ្នឹងគឺឲ្យជាហ្វឹងមកជួយដល់នៅពេលនេះម្ចាស់សារគាត់ហ្នឹងក៏បានហោះទៅសំកាំងតុលាការហើយប្រាយជំនុំថាមពលតករបស់គាត់ធ្វើការវិប្រហារទៅកាន់បិសាចភ្លើងមួយហ្នឹងជឿឃើញថាសន្ទុះថាមពលនៃការវិប្រហារមួយនេះវាគឺពិតជាខ្លាំងក៏ប៉ុន្តែគឺវាមិនអាចធ្វើការវាយចូលទៅកាន់បិសាចភ្លើងបាននោះទេគឺថាបិសាចភ្លើងហ្នឹងគឺពិតជាខ្លាំងមែនទែនបិសាចភ្លើងមួយហ្នឹងក៏បាននិយាយថាការវិប្រហារដដែលហ្នឹងគឺមិនអាចធ្វើអ្វីទៅកាន់គាត់បាននោះទេហើយគាត់ហ្នឹងក៏បានប្រើជាមួយនឹងបារីដែលបង្កើតជាមួយនឹងភ្លើងដតេប្រភេទធ្វើការទប់ជាមួយនឹងការវិប្រហាររបស់ម្ចាស់សាលចំណែកឯម្ចាស់សាលដែលបានឃើញដូច្នេះរគាត់ហ្នឹងក៏បានប្រើខ្លួនរបស់គាត់ធ្វើការវិប្រហារទៅកាន់បិសាចភ្លើងមួយហ្នឹងហើយជឿមកទៅការវិប្រហាររបស់អ្នកទាំងពីរគឺពិតជាសាហាវខ្លាំងមែនទែន
បិសាយភ្លើងវាដែលបានឃើញចឹងវាក៏បាននិយាយថាពិតជាគួរក្រុមខាងខ្លាំងមែនទែនហើយវានឹងក៏បានបញ្ចេញជាមួយនឹងដៃរបស់វាធ្វើការកាប់តាមមួយស្នៀបប៉ុណ្ណោះក៏បានធ្វើឲ្យខ្លួនរបស់ម្ចាស់សាននឹងគឺត្រូវបានរលាយភ្លាមៗនៅនឹងកន្លែងដល់នៅពេលនេះយើងក៏បានសង្កេតឃើញថាម្ចាស់សាននឹងគឺពិតជាប្របាក់ទប់ទល់ជាមួយនឹងបិសាយភ្លើងនឹងខ្លាំងមែនទែនភ្លាមនោះផងដែរជាហ្វឹងបើចឹងដែលបានឃើញថាម្ចាស់សាននឹងគឺពិតជាប្របាក់ទប់ទល់រកគេនឹងក៏បានបញ្ចេញជាមួយនឹងនាគភ្លើងអតិភិរបស់គេចេញមកដើម្បីធ្វើការវាប្រហារទៅកាន់បិសាយភ្លើងមួយហ្នឹងបិសាយភ្លើងដែលបានឃើញថាការវាប្រហាររបស់ជាហ្វឹងនឹងគឺប្រើជាមួយនឹងភ្លើងទេពភាពដូច្នេះវានឹងក៏បានអស់សំណាយបន្តិចដោយវានឹងគឺបាននិយាយថាការប្រើភ្លើងទេពភាពមកប្រយុទ្ធជាមួយនឹងវាគឺជាគូប្រកួតប្រជែងដ៏ល្អបំផុតក្នុងការប្រើភ្លើងទេពភាពចំពោះនាគភ្លើងទេពភាពរបស់ជាហ្វឹងគឺមិនអាចទប់ទល់ជាមួយនឹងក្រញាំដៃទេពភាពរបស់បិសាយនឹងបានទេគឺថាត្រូវបានបំបែកនឹងគឺយ៉ាងងាយតែម្ដងមិនតែប៉ុណ្ណោះជាហ្វឹងបើចឹងគឺត្រូវបានបិសាយមកនឹងគឺថាវាយឡើងខ្ទៀតផងដែរហើយនេះគឺនៅមិនទាន់ចប់នោះទេបិសាយមកនឹងបំរុងនឹងធ្វើការវិប្រហារទៅកាន់ជាហ្វឹងសាជាថ្មីម្ដងទៀតទៅហើយក៏ប៉ុន្តែម្ចាស់សានឹងគឺបានប្រាថ្នាពររបស់គាត់នឹងគឺរងជំនួសទៅកាន់ជាហ្វឹងហើយគាត់នឹងគឺបាននិយាយទៅកាន់បិសាយភ្លើងមួយនឹងថាគូប្រជុំរបស់ឯងនឹងគឺជាជើងឯណែនោះទេនៅពេលនេះម្ចាស់សាររបស់គាត់នឹងក៏បានបញ្ចេញជាមួយនឹងនាគតកដែលជាភ្លើងមានចាស់នឹងធ្វើការវិប្រហារទៅកាន់បិសាយភ្លើងជាមួយនឹងការវិប្រហារមួយនេះគឺមិនអាចធ្វើអ្វីទៅកាន់បិសាយភ្លើងបាននោះទេដែលបានឃើញចឹងម្ចាស់សារក៏បានលោតចូលធ្វើការវិប្រហារដៃទល់ដៃតែម្ដងជាហ្វឹងក៏បានឈរមើលចំពោះការវាប្រហារមួយនេះផងដែរហើយគាត់ក៏បាននិយាយថាម្ចាស់សានហ្នឹងគឺមិនអាចទប់ទល់ជាមួយនឹងបិសាយភ្លើងបានយូរទៀតនោះទេដូច្នេះរកគាត់ហ្នឹងគឺត្រូវតែរកវិធីដើម្បីជួយទៅកាន់ម្ចាស់សាខណៈពេលនោះជាហ្វឹងបើជើងគាត់ក៏បានបញ្ចេញជាមួយនឹងកូនពស់របស់គាត់ចេញមកហើយក៏បានប្រាប់ទៅកាន់កូនពស់របស់គាត់ថាឲ្យកូនពស់នឹងគឺធ្វើការជួយប្រយុទ្ធទៅកាន់ម្ចាស់សាលទៅរីឯចំណែកគាត់វិញរកគាត់នឹងគឺត្រូវការពេលដើម្បីរៀបចំក្បួននៃការបង្កើនកូនពស់របស់ជាហ្វឹងក៏បានធ្វើការវាប្រហារទៅកាន់បិសាយភ្លើងហើយជើងមកទៅការវាប្រហារមួយនេះវានឹងគឺពិតជាល្អសមគួរផងដែរដោយបិសាយភ្លើងម្ដងវាក៏បាននិយាយថាមើលទៅកូនពស់មួយនេះគឺពិតជាមិនសាមញ្ញនោះទេក៏ប៉ុន្តែវាគឺពិតជាគួរស្ដាយខ្លាំងមែនទែនកូនពស់ហ្នឹងគឺនៅមិនទាន់ពេញវ័យនោះទេចឹងហើយបើចង់មកប្រជុំគាត់គឺគ្មានផ្លូវឡើយជាហ្វឹងដល់បានលើចឹងរកគេហ្នឹងក៏បាននិយាយកាត់ភ្លាមៗតែម្ដងឯហ្នឹងគឺគុំនិយាយច្រើនពេកដោយជាហ្វឹងនៅពេលនេះផងដែររកគាត់នឹងគឺបានបញ្ចេញជាមួយនឹងច្រវាក់ជាច្រើនដែលគាត់នឹងគឺបានរៀបក្បួនបាញ់មិញចំពោះច្រវាក់ដែលជាហ្វឹងគឺបានបញ្ចេញនេះផងដែរគឺមិនមែនជាច្រវាក់ធម្មតានោះទេគឺថាវាអាចខំប្រឡឹងបានដល់នៅពេលនេះយើងក៏បានឃើញថាបិសាយមួយហ្នឹងគឺមិនអាចទៅណានោះទេគឺត្រូវបានច្រវាក់របស់ជាហ្វឹងហ្នឹងគឺខំជាប់នៅនឹងកន្លែងតែម្ដងដែលបានឃើញអាកាសល្អដូចនេះម្ចាស់សាររកគាត់នឹងគឺបានបញ្ចេញជាមួយនឹងស្នៀតរបស់គាត់ចេញមកបុកផ្សំជាមួយនឹងការវិបហាររបស់កូនពស់របស់ជាហ្វឹងថែមទៀតនោះជាមួយនឹងថាមពលដ៏ខ្លាំងក្លាទាំងពីរនេះគឺថាពិតជាសាហាវខ្លាំងមែនទែនជិះមកទៅបិសាយភ្លើងនៅពេលនេះវានឹងគឺមិនអាចធ្វើអ្វីបាននោះទេក្រៅពីស្រែកទាំងក្តីឈឺចាំហើយនៅទីបំផុតយើងក៏បានឃើញថាបិសាយភ្លើងហ្នឹងគឺត្រូវបានខ្ទេចភ្លាមៗនៅនឹងកន្លែងហើយនេះគឺនៅមិនទាន់ចាប់នេះទេគ្នាជើងដោយសារតែថាមពលរបស់បិសាយភ្លើងហ្នឹងគឺពិតជាសាហាវទោះបីជា CPR ទីមេរបស់ម្ចាស់សាជាមួយនឹងកូនពស់ក៏ដោយក៏វាគឺនៅតែអាចផ្គុំជាមួយនឹងរូបរាងកាយរបស់វាបានដដែលបិសាយភ្លើងហ្នឹងវាក៏បាននិយាយតែកំផឹងថាថ្ងៃនេះពួកឯងហ្នឹងគឺបានធ្វើវាហ្នឹងគឺពិតជាអាម៉ាស់ខ្លាំងមែនទែនចឹងហើយឯងកុំគិតថាយើងហ្នឹងគឺគ្មានធម៌មេត្តាម្ចាស់សាដែលបានឃើញចឹងក៏បានស្រែកប្រាប់ទៅកាន់ជាហ្វឹងឲ្យជាហ្វឹងគឺប្រើជាមួយនឹងស្នែងមាសដែលទទួលបានពីលបងមូដើម្បីការពារខ្លួនទៅនៅពេលនេះបិសាយភ្លើងហ្នឹងវានឹងគឺពិតជាខឹងខ្លាំងមែនទែនដោយវាគឺបានប្រើជាមួយនឹងកញ្ញាំដៃរបស់វាធ្វើការវាយទៅកាន់ជាហ្វឹងទោះបីជាជាហ្វឹងបើចឹងគឺបានប្រើជាមួយនឹងស្នែងមាសនេះដើម្បីការពារខ្លួនក៏ដោយក៏ប៉ុន្តែវានឹងគឺមិនអាចស៊ូទ្រាំជាមួយនឹងសម្ពាធដ៏ខ្លាំងក្លានេះនោះទេហើយនៅពេលនេះយើងក៏បានឃើញថាជាហ្វឹងបើចឹងគឺត្រូវបានខ្ទាតជាចម្ងាយមិនតែប៉ុណ្ណោះជាហ្វឹងបើចឹងក៏រងរបួស Master ផងដែរហើយអ្វីដែលគួរខ្លាចទៀតនោះគឺឋានរូបរាងកាយរបស់ជាហ្វឹងនៅពេលនេះផងដែរគឺថារងរបួសជាមួយនឹងភ្លើងនោះគឺថាដុតយ៉ាងកុហកកាយតែម្ដងដែលបានកើតដូច្នេះកូនពស់ជាមួយនឹងម្ចាស់សាក៏បានមកធ្វើការមើលទៅកាន់ជាហ្វឹងហើយម្ចាស់សាដែលបានឃើញទស្សនវិជ្ជាទាំងអស់នេះរកគាត់នឹងគឺអត់ចាំយូរទៀតនោះទេដែលរកគាត់នឹងគឺបានបញ្ចូលជាមួយនឹងធម៌ពលរបស់គាត់ដើម្បីបង្ក្រាបជាមួយនឹងភ្លើងដ៏អាក្រក់មួយនេះហើយជឿមកទៅជាហ្វឹងបើជឿនៅពេលនេះគឺពិតជាពិបាកទ្រាំខ្លាំងមែនទែនចំណែកឯកូនពស់របស់ជាហ្វឹងវិញគឺថាពិតជាបារម្ភទៅកាន់ជាហ្វឹងខ្លាំងណាស់ខណៈពេលនោះបិសាយភ្លើងនឹងក៏បាននិយាយថាពើនៃភ្លើងថាសួរនឹងក៏បានជ្រាបចូលទៅកាន់ការវឹកហាត់ជាមួយនឹងខ្សែឈាមរបស់ជាហ្វឹងទៅហើយចឹងហើយអាចលំណាស់ហ្នឹងគឺមិនអាចគ្រោះបាននោះទេកូនពស់របស់ជាហ្វឹងដែលបានលើអញ្ចឹងក៏ដោយក៏វានឹងគឺនៅតែបញ្ចូលជាមួយនឹងធម៌ពលរបស់វាដើម្បីទប់ទល់ជាមួយនឹងភ្លើងដ៏អាក្រក់មួយហ្នឹងហើយចំណែកឯម្ចាស់សាររកគាត់នឹងគឺបាននិយាយថាពួកយើងនឹងគឺមិនអាចដោះស្រាយជាមួយនឹងភ្លើងពឹសថាស៊ូមួយនឹងបាននោះទេការឆាប់ឆេះរបស់វានៅក្នុងសារពាង្គកាយរបស់ជាហ្វឹងហ្នឹងគឺកាន់តែអាក្រក់ទៅបិសាយភ្លើងមួយហ្នឹងវាក៏បាននិយាយថាបញ្ហាដ៏តូចមួយហ្នឹងក៏បានដោះស្រាយរួចទៅហើយឥឡូវគឺដល់វេនពួកឯងបន្ទាប់ហើយបិសាយភ្លើងហ្នឹងក៏បានស្ទុះមកធ្វើការវិប្រហារទៅកាន់ពួកគេទាំង3ចំណែកឯម្ចាស់សារដែលបានខំដូចឆ្នេះក៏បានប្រាប់ទៅកាន់គូពស់របស់ជាហ្វឹងហ្នឹងគឺឲ្យការពារទៅកាន់ជាហ្វឹងហើយគាត់ហ្នឹងគឺត្រូវតែទប់ទល់ជាមួយនឹងបិសាយភ្លើងមួយហ្នឹងនៅពេលដែលពួកគេទាំងពីរនាក់កំពុងតែប្រជុំគ្នាបិសាយភ្លើងមួយហ្នឹងគឺបាននិយាយទៅកាន់ម្ចាស់សារថាម្ចាស់សារហ្នឹងគឺមិនអាចទ្រាំទ្របានជួរទៀតនោះទេ
ម្ចាស់សាររបស់លើចឹងក៏បានឆ្លើយតបទៅកាន់បិសាចភ្លើងនឹងវិញថាទោះបីជាយើងស្លាប់ក៏យើងគឺត្រូវតែយកសាកសពអាចចង្រៃឯងគឺទៅតាមជាមួយនឹងយើងដែរឥឡូវយើងបកមកមើលទៅកាន់ជាហ្វឹងនៅពេលនេះផងដែរឬគាត់នឹងគឺពិតជាបបាក់ត្រឹមត្រូវខ្លាំងមែនតើគឺថានៅសល់តែដង្ហើមចង្រិតនោះទេក៏ប៉ុន្តែជានឹងក៏បានឃើញថាគ្រូនឹងគឺបានប្រែទៅជាលៀបទៅវិញនៅពេលនេះផងដែរគុជភ្លើងដតេវភាពរបស់ជាហ្វឹងដែលនៅក្នុងខ្លួនរបស់ជាហ្វឹងនឹងក៏បានស្រូបយកជាមួយនឹងពឺថាសួរភ្លើងដតេវភាពជាមួយនឹងការស្រោតដ៏មានឥទ្ធិពលមួយនេះផងដែរមិនជួននោះទេជាហ្វឹងរបស់យើងគឺនឹងខ្លួនឡើងវិញបាទបន្តិចយើងក៏បានឃើញថាជាហ្វឹងរបស់យើងនៅពេលនេះផងដែររកគាត់ក៏បានដឹងខ្លួនឡើងវិញហើយចំណែកឯពើភ្លើងថាសួរទេវភាពនឹងគឺត្រូវបានគុជរបស់ជាហ្វឹងគឺស្រូបយកអស់តែម្ដងជាហ្វឹងរកគាត់នឹងក៏បានកើតក្នុងចិត្តតែម្នាក់ឯងថារកគាត់នឹងគឺគ្រាន់តែដឹងថាគុជភ្លើងដតេភាពរបស់គាត់នេះគឺបង្កើនជាមួយនឹងការគ្រប់គ្រងភ្លើងរកគាត់នឹងគឺមិនដឹងទេថាគុជភ្លើងដតេភាពរបស់គាត់នេះគឺពិតជាខ្លាំងក្លានិងសាហាវបែបនេះជាហ្វឹងរបស់យើងគាត់ក៏បានជាបន្ថែមទៀតថាព្រះអាចារ្យហ៊ុនលិននឹងគាត់ធ្លាប់បាននិយាយថាអង្គកម្មរមួយក៏គុជភ្លើងទេវៈមួយនេះគឺបានមកពីអាណាចក្រទេវៈជាមួយនឹងគុជភ្លើងរបស់គាត់មួយនេះតើវានឹងគឺអាចពាក់ព័ន្ធជាមួយនឹងភ្លើងឆេះមេឃដែរឬទេខណៈពេលនោះជាហ្វឹងបើជើនឹងគាត់ក៏បាននិយាយទៅកាន់កូនពលរបស់គាត់ថារកគាត់នឹងគឺមានពិធីមួយហើយក៏បានខ្សឹបប្រាប់ទៅកាន់កូនពលរបស់គាត់ឥឡូវយើងបកមកមើលការប្រជែងរបស់អ្នកទាំងពីរនេះវិញម្ដងគឺថាការប្រជែងរបស់ពួកគេនឹងគឺនៅតែបន្តហើយគណៈពេលនេះផងដែរយើងក៏បានឃើញថាម្ចាស់សាររបស់យើងនឹងគឺពិតជាពិបាកទល់ហើយគាត់នឹងក៏រងរបួសផងដែរហើយក៏ត្រូវបានបិសាចភ្លើងនឹងគឺថាដាក់មួយដៃចំពេញតែម្ដងខណៈពេលនោះកូនពលរបស់ជាហ្វឹងក៏បានស្ទុះមកធ្វើការវាយប្រហារទៅកាន់បិសាចភ្លើងដូចគ្នារួមជាមួយនឹងជាហ្វឹងផងដែរនៅពេលនេះជាហ្វឹងរបស់យើងក៏បានបញ្ចូលជាមួយនឹងថាមពលភ្លើងជាច្រើនខ្លាំងមែនតែបង្កើតបានជាមួយនឹងដាវមួយហើយដាវមួយនេះផងដែរគឺពិតជាមានឥទ្ធិពលបិសាចភ្លើងដែលបានឃើញចឹងវានឹងគឺបានជេរថាគ្រាន់តែជាមនុស្សដែលស្ថិតនៅកម្រិតទី11តែប៉ុណ្ណោះហើយនេះបានជាស្ទាត់ជំនាញជាមួយនឹងដាវអមតៈដូច្នេះនិយាយមិនទាន់ចាប់ផងជាហ្វឹងរបស់យើងក៏បានថែលផតមកខាងក្រោយហើយក៏បានជេរថាលើពីនេះទៅទៀតហើយគាត់នឹងក៏បានដាវមួយ skill បូកផ្សំជាមួយនឹងគុជភ្លើងដតេភាពរបស់គាត់នៅពេលនេះបិសាចភ្លើងមួយហ្នឹងគឺមិនអាចធ្វើអ្វីបាននោះទេគឺត្រូវបានគុជភ្លើងដតេភាពរបស់ជាហ្វឹងហ្នឹងគឺស្រូបយកទាំងមូលតែម្ដងពីចុងក្រោយរបស់បិសាចភ្លើងមួយហ្នឹងគឺបានជេរថាវានឹងគឺមិនអាចទៅរួចនោះទេវានឹងគឺមិនអាចទៅរួចនោះទេហើយនៅពេលនេះអ្វីៗហ្នឹងគឺបានប្រែទៅជាស្ងប់ស្ងាត់ហើយម្ចាស់សារគឺពិតជាមានការស្រឡាំងកាំងចំពោះអតិភិបនិងកម្លាំងរបស់ជាហ្វឹងខណៈពេលនោះផងដែរយើងក៏បានឃើញថាព្រះអាចារ្យចាន់ឆានហ្នឹងក៏បាននាំគ្នាមកដល់ដោយគេនឹងក៏បានជ័យចឹងមែនតកកនៅគឺថាមិនតាន់មកនោះទេនៅពេលដែលតកករលីអស់ហើយគឺថាម្នាក់ៗគឺខំរត់មកទិញព្រះចាចាន់ឆាន់ដែលបានឃើញថាស្ងប់ស្ងាត់ដូច្នេះក៏បានសាកសួរទៅកាន់ម្ចាស់សាតើបិសាចភ្លើងនឹងគឺនៅឯណាម្ចាស់សាក៏បានកលេចមើលទៅកាន់ជាហ្វឹងហើយក៏បានប្រកាសប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាគឺត្រូវបានជាហ្វឹងនឹងគឺសម្លាប់បាត់ទៅហើយនេះក៏បានធ្វើពួកគេទាំង3នាក់គឺពិតជាមានការភ្ញាក់ផ្អើលព្រះចាចាន់ឆាន់ក៏បាននិយាយថាវាមិនទាំងអាចត្រួយទៅដែរមនុស្សដែលស្ថិតក្នុងកម្រិតទី11ថ្នាក់ទី4នឹងគឺអាចកម្ចាត់ទៅកាន់បិសាចភ្លើងដោយរបៀបណាជើងខ្លាំងផ្សេងទៀតក៏បាននិយាយថាសូម្បីតែម្ចាស់សាគឺជាអធិរាជបិសាចកម្រិតទី9ហ្នឹងដែលចំណាយពេលរាប់ពាន់ឆ្នាំដើម្បីធ្វើការវឹកហាត់ខ្លួនឯងក៏ពិបាកក្នុងការទប់ទល់ជាមួយនឹងបិសាចភ្លើងណាស់ទៅហើយតើលោកប្អូនម្នាក់នេះដោយឃើញថាមានភាពរញ៉េរញ៉ៃម្ចាស់សានឹងក៏បាននិយាយកាត់ថាជាហ្វឹងគឺជាភ្ញៀវរបស់គាត់ដូច្នេះអ្នកទាំង3ហ្នឹងគឺឈប់និយាយឲ្យបានការទៀតទៅម្ចាស់សាក៏បាននិយាយទៅកាន់ជាហ្វឹងថាឲ្យជាហ្វឹងគឺមកតាមគាត់ដើម្បីសម្រាប់ព្យាបាលហើយចំណែកឯប្រតិចាផ្សេងៗទៀតដែលបានលើដូច្នេះពួកគេទាំង3ហ្នឹងគឺត្រឹមបានតែហេះហាហើយក្រឡេកមើលគ្នាចុះឡើងចំណែកឯជាហ្វឹងរកគាត់ហ្នឹងក៏បានកាក្នុងចិត្តថាបើសិនជារកគាត់ហ្នឹងគឺនិយាយអំពីបញ្ហាវិស័យភ្លើងនៅពេលនេះប្រហែលជាមិនមែនជារឿងល្អនោះទេដូច្នេះរកគាត់ហ្នឹងគួរតែសម្រាប់បន្តិចសិនទៅរកពេលណាដែលមានឱកាសចាំសាកសួរអត្រាលំហនៃពេលវេលានិងការផ្ដោតអារម្មណ៍នៃថាមពលខាងវិជ្ជាគឺខុសគ្នាដាច់តែម្ដងកំពុងតែកើតសោកនោះជាហ្វឹងរកគេក៏បានលឺសំឡេងម្ចាស់សាកំពុងតែស្រែកហៅខ្លួនគេផ្ទាល់ហើយជាហ្វឹងក៏បានលឺអញ្ចឹងគេហ្នឹងក៏បានកាត់ថានៅពេលនេះខ្លួនគេផ្ទាល់គឺមិនអាចវឹកហាត់នៅពេលនេះបាននោះទេដោយសារតែរកគេគឺមានសំណួរនិងសួរទៅកាន់ម្ចាស់សាជាច្រើននៅពេលនេះជាហ្វឹងបើជើនឹងក៏បានមកខាងក្រៅវិញម្ចាស់សាដែលបានឃើញចឹងក៏បាននិយាយទៅកាន់ជាហ្វឹងថានៅពេលនេះជាហ្វឹងនឹងក៏បានកាន់ការពិភពតូចមួយទាំងខ្លួននឹងក៏នៅវ័យក្មេងបែបនេះគឺពិតជាគួរឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែនចំពោះជាហ្វឹងរកគេនឹងគឺនៅតែដាក់ខ្លួនដដែលដោយបាននិយាយថានេះគ្រាន់តែជាសំណាងរបស់គេនោះទេដល់នៅពេលនេះជើងក៏បានឃើញថាទុកមុខរបស់ម្ចាស់សានឹងគឺចង់សាកសួរទៅកាន់ជាហ្វឹងរឿងមួយក៏ប៉ុន្តែរកគាត់នឹងដូចជាមិនហ៊ាននោះទេដោយសារតែទប់ចិត្តខ្លួនឯងមិនបានម្ចាស់សាក៏បានសួរទៅកាន់ជាហ្វឹងថានៅពេលដែលជាហ្វឹងគឺបានប្រកល់ស្នេហ៍នេះឲ្យមកកាន់គាត់រកគាត់នឹងគឺបានគិតថាបងប្អូនរបស់គាត់នឹងគឺនៅខាងក្នុងតែនៅពេលនេះតើគាត់នឹងគឺសុខសប្បាយដែរឬទេយីហ្វឹងដែលបានលើចឹងរកគេនឹងក៏បានដកដង្ហើមធំហើយក៏បានប្រកល់ស្នេហ៍នេះនឹងឲ្យតែកាន់ម្ចាស់សាលហើយក៏បានជ័យថាវានឹងគឺពិតជាពិបាកពណ៌នាខ្លាំងមែនទែន
នៅពេលដែលម្ចាស់ផ្សារគឺបានទទួលជាមួយនឹងស្នេហ៍នេះហើយត្បូងដែលគាត់កំពុងតែកាន់នោះគឺជាត្បូងខុំព្រលឹងដូចជានឹងគឺបានដឹងហើយចឹងថាបុព្វបុរសនៃតកូលនេះដោយសារតែការប្រយុទ្ធរបស់គាត់កាលពីមុនហ្នឹងគឺបានធ្វើឲ្យព្រលឹងរបស់គាត់ហ្នឹងគឺត្រូវបានរំសាយដោយគ្មានជំរឿជាហ្វឹងបើចិនហ្នឹងគឺបានខុំព្រលឹងគាត់សិនតែប៉ុណ្ណោះនៅពេលដែលជាហ្វឹងគាត់មានដំណោះស្រាយរកគាត់ហ្នឹងគឺនឹងធ្វើការស្ដារព្រលឹងរបស់គាត់សាជាថ្មីហើយជាហ្វឹងបើចិនហ្នឹងក៏បានប្រាប់រឿងរ៉ាវគ្រប់យ៉ាងនៅពេលដែលរកគេហ្នឹងគឺបានប្រទះជាមួយនឹងបុព្វបុរសនៃតកូលនេះម្ចាស់សារដែលបានលើរឿងហ្នឹងហើយរកគាត់ហ្នឹងគឺពិតជាមានការខឹងសម្បាទៅកាន់និកាយហួងខ្វាន់ខ្លាំងមែនទែនដែលគាត់ហ្នឹងគឺបាននិយាយថាចំនួនមួយនេះគឺមិនអាចផ្សះផ្សាបាននោះទេជាហ្វាំងរ៉ូកេនហ្នឹងក៏បាននិយាយទៅកាន់ម្ចាស់សារថាមុនពេលដែលពួកយើងហ្នឹងគឺធ្វើសកម្មភាពនៅឡុងពេលនេះពួកយើងហ្នឹងគួរតែរកវិធីនិងព្យាយាមប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការជួយទៅកាន់លោកអូហ្នឹងគឺឲ្យរស់ឡើងវិញម្ចាស់សារដែលបានលើពីសម្ដីរបស់ជាហ្វឹងដូច្នេះរកគាត់នឹងក៏បានឆ្លើយតបទៅកាន់ជាហ្វឹងវិញថាគឺមិនជាថ្មីអ្វីនោះទេរកគាត់នឹងប្រឹងអស់ពីសមត្ថភាពដើម្បីជួយទៅកាន់លោកអូហើយលើពីនេះទៅទៀតភ្លាមនោះជាហ្វឹងបើចឹងក៏បានជ័យកាត់ភ្លាមៗតែម្ដងតាមម្ចាស់សារហ្នឹងក៏ចង់សាកប្របាទទៅកែជាហ្វឹងក៏បានសួរទៅកាន់ម្ចាស់សារថាតាមម្ចាស់សារហ្នឹងគឺជាបងប្អូនជីដូនមួយរបស់លបងអ៊ូមែនបើចឹងតាមម្ចាស់សារហ្នឹងគឺស្គាល់សិនពូដែរឬទេម្ចាស់សាររកនាងគឺបាននិយាយទៅកាន់ជាហ្វឹងថារកនាងជាមួយនឹងលបងអ៊ូគឺជាបងប្អូនបង្កើតនឹងគ្នាហើយឈ្មោះពិតរបស់លបងអូគាត់នឹងគឺមានឈ្មោះថាប៉ាងយូលីងដើម្បីជួយសម្រួលដល់ការវឹកហាត់ឬគាត់នឹងក៏បានប្រូឈ្មោះទៅកាន់អ៊ូធានលូចំពោះជាហ្វឹងដែលបានលើចាស់ឬគាត់នឹងក៏ចង់ភ្ជាប់អាផងដែរហើយគាត់នឹងក៏បានជេរថាបបិសោតម្ចាស់សាររនាងក៏បានជេរប្រាប់ទៅកាន់ជាហ្វឹងថាជាង10000ឆ្នាំមុនអ៊ូធានលូដែលត្រូវជាប្អូនប្រុសរបស់គាត់នេះក៏បានរត់ចេញពីកោះជីងឡុងនៅពេលដែលអ៊ូធានលូក៏បានត្រឡប់មកវិញរូកេនឹងក៏បានក្លាយទៅជាសត្វចិញ្ចឹមប្រមូលក៏ជាអ្នកបម្រើរបស់សិនពូបាត់ទៅហើយអ៊ូធានលូក៏ត្រូវបានមើលងាយដោយកុលសម្ព័ន្ធនឹងគឺយ៉ាងម្ចាស់ដែរអស់ពេលជាយូររាប់ពាន់ឆ្នាំក្រោយមកអ៊ូធីឡូក៏បានបញ្ជូនជាមួយនឹងសញ្ញាសម្ងាត់ដល់ទេវភាពមួយតាមរយៈជំនាញសម្ងាត់សម្គាល់ការជួបគ្នាជាលើកចុងក្រោយរបស់ពួកយើងតែបានលើកចឹងជាហ្វងបើចឹងក៏បាននិយាយការភ្លាមតែម្ដងហើយគាត់នឹងក៏បានសួរទៅកាន់ម្ចាស់សារថាចុះតើម្ចាស់សារដឹងទេថាត្រកូលនាគនៃភ្នំហ្វេឡុងគឺជាកូនចៅរបស់គាត់មែនម្ចាស់សាររកគាត់នឹងក៏បាននិយាយថារកគាត់នឹងក៏បានដឹងរឿងនេះនៅពេលដែលភ្នំហ្វេឡុងនឹងក៏បានក្លាយទៅជាសមាជិកហើយក៏បានក្លាយទៅជាសម្ព័ន្ធមួយផងដែរក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយដោយសារតែមានភាពស្មុគស្មាញដែលតាក់ទងជាមួយនឹងមស្សញ្ញាដទេវភាពសិនពូរកគាត់នឹងគឺមិនស្ទើរជាមានទំនាក់ទំនងជាមួយនឹងពួកគេពេកនោះទេចំពោះជាហ្វឹងរកគាត់នឹងក៏បានចូលចំពោះបញ្ហាទាំងអស់នេះតែពិតទៅជាងលេងហ្វឹងគឺជាឈ្មោះខ្លាំងខ្លាយរបស់គេនោះទេហើយឈ្មោះពិតរបស់គេនោះម្ចាស់សាររនាងក៏បានជាកាថាគឺជាជាហ្វឹងមែនទេតាមពិតទៅរូបនាងក៏បានបញ្ជូនមនុស្សទៅកាន់ភ្នំហ្វេឡុងដើម្បីយកចិត្តទុកដាក់ហើយក៏បានស៊ើបព័ត៌មានខ្លះៗផងដែរក៏ប៉ុន្តែវានឹងគឺជាការសោកស្ដាយមួយដែលពួកគេនឹងក៏បានយល់ច្រឡំហើយមនុស្សដែលរូបនាងក៏បានបញ្ជូនទៅគឺបានប្រែក្លាយទៅជាអ្នកទោសទៅវិញតែបានលើអញ្ចឹងជាហ្វឹងក៏បាននិយាយទៅកាន់ម្ចាស់សារថាម្ចាស់សារនឹងគឺមិនចាំបាច់បារម្ភនោះទេដោយពួកយើងនឹងក៏អាចប្រើប្រាស់ជាមួយនឹងស្ថានភាពនឹងគឺបានច្រើនខ្លាំងណាស់ម្ចាស់សារដែលបានលើអញ្ចឹងក៏បានសួរទៅកាន់ជាហ្វឹងថាតើយើងនឹងក៏អាចនិយាយរឿងនេះដោយរបៀបណាជាហ្វឹងរូបគេនឹងក៏បាននិយាយថាទោះបីជាហេតុធានគឺត្រូវបានស្លាប់ក៏ដោយទំនាក់ទំនងរបស់ម្ចាស់សារគឺកាន់តែឆ្ងាយវានឹងគឺកាន់តែមានសុវត្ថិភាពម្ចាស់សារដែលបានលើចឹងគាត់នឹងក៏បានកាត់ពីបញ្ហាមួយនេះខណៈពេលនោះផងដែរជាហ្វាំងរ៉ូកេក៏បានបញ្ចេញជាមួយនឹងថ្នាំមួយដោយថ្នាំមួយនេះផងដែរគឺមានឈ្មោះថាឈានទៅដល់ព្រះជាហ្វាំងរបស់យើងគាត់ក៏បានជាបន្ថែមទៀតថាគ្រាប់ថ្នាំមួយនេះក៏អាចជួយទៅកាន់មនុស្សដែលក្នុងកម្រិតទី9កម្រិតកំពូលដោយជួយពួកគេនឹងគឺធ្វើការទម្លុះកម្រិតរបស់ពួកគេឈានទៅដល់ព្រះម្ចាស់សារដែលបានឃើញចឹងហើយក៏បានលើចឹងគាត់នឹងគឺភ្ជាប់អាវខ្លាំងមែនទែនហើយក៏បានសួរទៅកាន់ជាហ្វាំងថាតើគ្រាប់ថ្នាំដ៏មានតម្លៃមួយនេះតើជាហ្វាំងនឹងគឺបានមកពីណាជាហ្វាំងក៏បានប្រាប់ទៅកាន់ម្ចាស់សារថាថ្នាំក្រដែលគេទទួលបានមួយនេះគឺបានមកពីវាមានថ្នាំគ្រាប់ខាងវិញ្ញាណហើយជាហ្វឹងក៏បានប្រកល់ថ្នាំមួយនេះទៅកាន់ម្ចាស់សារដែលរកគេនឹងក៏បានជាបន្ថែមទៀតថាមានតែម្ចាស់សារនោះទេដែលស័ក្តិសមជាមួយនឹងថ្នាំមួយហ្នឹងហើយគឺមានតែម្ចាស់សារនោះទេដែលអាចធ្វើឲ្យលោកបងអ៊ូធានលូនិងភ្នំហ្វេឡុងសានគឺមានក្តីសង្ឃឹមចំពោះម្ចាស់សារដែលបានទទួលជាមួយនឹងថ្នាំគ្រាប់ដ៏មានតម្លៃមួយនេះហើយចំពោះពីសម្ដីរបស់ជាហ្វឹងផងនោះម្ចាស់សារក៏បានអោនគោរពទៅកាន់ជាហ្វឹងហើយក៏បាននិយាយទៅកាន់ជាហ្វឹងមានអ្វីដែលរកនេះក៏អាចតបស្នងបានចំពោះសេចក្តីសប្បុរសរបស់ជាហ្វឹងនោះទេចំពោះជាហ្វឹងដែលបានខិតដូច្នេះគាត់នឹងគឺស្លុតចិត្តខ្លាំងមែនទែនហើយក៏បាននិយាយទៅកាន់ម្ចាស់សារថាសូមម្ចាស់សារកុំធ្វើបាននេះអីរកគាត់នឹងគឺពិតជាលាខ្លួនណាជាហ្វឹងក៏បានប្រាប់ទៅកាន់ម្ចាស់សារថាសូមម្ចាស់សារនឹងអនុញ្ញាតឲ្យរកគេនឹងគឺនៅម្នាក់ឯងពីរថ្ងៃទៀតដោយសារតែរកគេនឹងគឺចង់ស្ដាប់ថាពណ៌ខ្លះជាមុនសិនម្ចាស់សារដែលបានលើចឹងគាត់នឹងក៏បានថាអីថាវ៉ាទៅកាន់ជាហ្វឹងទេហើយម្ចាស់សារក៏បានជាបន្ថែមទៀតថាអ្វីក៏ដោយឲ្យតែជាហ្វឹងគឺចង់បានគឺធ្វើនឹងទៅប្រហែលថ្ងៃគឺបានកន្លងផុតទៅនៅពេលនេះផងដែរយើងក៏បានឃើញថាអូនកញ្ជ្រងជាមួយនឹងជំនួយការរបស់នាងហ្នឹងគឺបានមកសង្កេតនៅ
ក្រៅកន្លែងស្នាក់នៅរបស់ជាហ្វឹងដោយសារតែអូនកញ្ជ្រោងហ្នឹងគឺពិតជាចង់ដឹងខ្លាំងមែនទែនថារយៈពេល19ថ្ងៃហ្នឹងជាហ្វឹងគឺកំពុងតែធ្វើអ្វីហើយនេះបានជាជាហ្វឹងគឺអត់ចេញក្រៅតទៅសោះគណៈពេលនោះយើងក៏បានឃើញថាអូនកញ្ជ្រោងគឺបានប្រើជាន់របស់នាងដើម្បីបញ្ឆោតអ្នកជាមនៅបរិវេណជាហ្វឹងហ្នឹងឲ្យចេញទៅក្រៅនៅពេលដែលបានឃើញថាអ្នកជាមហ្នឹងគឺបានចេញទៅបាត់ហើយអូនកញ្ជ្រោងជាមួយនឹងជំនួយការរបស់នាងពួកគេទាំងពីរហ្នឹងគឺបានចូលទៅកាន់ទីកន្លែងហ្នឹងភ្លាមៗជោគតែម្ដងឥឡូវយើងបងមើលទៅកាន់ជាហ្វឹងរបស់យើងវិញនៅពេលនេះផងដែរជាហ្វឹងហ្នឹងគឺខិតខំក្នុងការវឹកហាត់ខ្លាំងមែនទែនហើយនៅទីបំផុតយើងក៏បានឃើញថានៅពេលនេះផងដែរជាហ្វនរបស់យើងនឹងគឺទទួលបានជោគជ័យក្នុងការវឹកហាត់របស់គាត់ហើយសន្ទុះធម្មពលដែលចាំងជះចេញពីគាត់នឹងគឺពិតជាសាហាវខ្លាំងមែនទែនចំពោះបច្ចេកទេសដែលស៊ីងឡុងរបស់គាត់នៅពេលនេះនឹងគឺបានផ្លាស់ប្ដូរទៅជាទម្រង់2មកទៅគឺថាបច្ចេកទេសមួយនេះគឺពិតជាមិនអស់នោះទេគឺថានៀបម្ដង2តែម្ដងនៅពេលដែលជាហ្វនកំពុងតែធ្វើការវឹកហាត់សុកជាហ្វនរបស់យើងនឹងគឺបានស្ដាប់ឮអ្នកនៅខាងក្រៅនឹងគឺស្រែកឡើងផ្អើលពេញនឹងហ្មងហើយសំឡេងមនុស្សគឺគ្មាននរណាក្រៅពីអូនកញ្ជ្រោងជាមួយនឹងជំនួយការរបស់នាងនោះទេគឺត្រូវបានគេហុំព័ទ្ធតែម្ដងអូកញ្ជ្រោងគឺបាននិយាយទៅកាន់អ្នកជាបនោះថាបើសិនជាអ្នកទាំងអស់គ្នាហ្នឹងគឺហ៊ានតែធ្វើនាងមានរបួសតែបន្តិចតែអ្នកគ្នាហ្នឹងគឺអាចរ៉ាប់រងជាមួយនឹងរឿងទាំងអស់នេះដោយរបៀបណាភ្លាមនោះយើងក៏បានឃើញថាជាហ្វនរបស់យើងក៏បានដើរចេញមកយ៉ាងសង្ហាហើយមិនតែប៉ុណ្ណោះអូរ៉ាជាមួយនឹងតាមពតរបស់ជាហ្វនគឺកាន់ឡើងផងដែរជំនួយការរបស់អូនកញ្ជ្រោងគឺបាននិយាយថារយៈពេលត្រឹមតែ19ថ្ងៃតែប៉ុណ្ណោះជាហ្វនគឺអាចទម្លុះមួយកម្រិតបានថែមទៀតនៅពេលដែលជាហ្វនគឺបានដើរមករកកញ្ញាកញ្ជ្រោងយើងក៏បានឃើញថាម្ចាស់សាជាមួយនឹងប្រជាជនឆៃណាពួកគាត់នឹងក៏បានមកដល់ផងដែរនៅពេលដែលម្ចាស់សាមកដល់ក៏បានសួរទៅកាន់ជាហ្វឹងថាតើមានរឿងអ្វីកើតឡើងជាហ្វឹងក៏បាននិយាយប្រាប់ទៅកាន់ម្ចាស់សាថាគឺគ្មានរឿងអ្វីធំដុំនោះទេគ្រាន់តែមានការយល់ច្រឡំបន្តិចបន្តួចនៅពេលដែលម្ចាស់សាគឺបានសង្កេតមើលទៅកាន់ជាហ្វឹងបន្តិចរូបគាត់នឹងក៏បានដឹងថានៅពេលនេះផងដែរជាហ្វឹងរបស់យើងនឹងក៏បានទម្លុះកម្រិតហើយក៏បានអបអរសាទរទៅកាន់ជាហ្វឹងចំពោះជាហ្វឹងរបស់យើងវិញគឺនៅដដែលគឺថារូបគាត់នឹងគឺនៅតែសភាពរៀបសារក៏បានឆ្លើយតបទៅកាន់ម្ចាស់សាវិញថារូបគាត់នឹងគឺគ្រាន់តែសំណាងនោះទេមិនតែប៉ុណ្ណោះជាហ្វឹងក៏បានជាបន្ថែមទៀតថាលើគឺដល់ពេលដែលរគាត់នឹងគឺចាក់ចេញទៅហើយម្ចាស់សាគ្រាន់តែបានលើចឹងក៏បាននិយាយថាហេតុអីបានជាហ្វឹងគឺទៅលឿនម្ល៉េះហ្វឹងក៏បាននិយាយទៅកាន់ម្ចាស់សាដោយសារតែរគាត់នឹងគឺមានបញ្ហាចាំបាច់ចឹងហើយរគាត់នឹងគឺត្រូវតែត្រឡប់ទៅវិញយ៉ាងឆាប់រហ័សម្ចាស់សាដែលបានលើចឹងរគាត់នឹងគឺបានបរកលជាមួយនឹងបន្តោងមួយហើយឈ្មោះបន្តោងមួយហ្នឹងគឺខ្ញុំអត់ស្គាល់នោះទេគ្រាន់តែដឹងថាដល់មាននិមិត្តសញ្ញាមួយនេះហ្វឹងនឹងក៏អាចទំនាក់ទំនងមកកាន់ម្ចាស់សាគឺបានគ្រប់ពេលវេលាម្ចាស់សារនាងក៏បានជាបន្ថែមទៀតថាចំពោះបញ្ហាដែលហ្វឹងគឺបានប្រកល់ឲ្យរគាត់ហ្នឹងរនាងក៏បានរៀបចំមួយចំនួនរួចរាល់ហើយនៅពេលនេះយើងបានស្គាល់និមិត្តសញ្ញាមួយហ្នឹងគឺមានឈ្មោះថានិមិត្តសញ្ញានាគមាសចំពោះអ្នកជាមនេះវិញដែលបានឃើញចឹងពួកគេហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយអ្នកជាមខ្លះគឺបាននិយាយថាបើសិនជាមាននិមិត្តសញ្ញាមួយនេះគឺប្រៀបដូចជាម្ចាស់សាលអញ្ចឹងបើសិនជាយើងនិយាយស្រួលយល់ទៅគឺថាបើសិនជាមាននិមិត្តសញ្ញាមួយហ្នឹងគឺប្រៀបដូចជាម្ចាស់សាលគឺនៅទីកន្លែងហ្នឹងផងដែរក៏ប៉ុន្តែហេតុអីបានជាម្ចាស់សាលហ្នឹងគឺបានប្រកល់ជាមួយនិមិត្តសញ្ញាមួយហ្នឹងឲ្យទៅកាន់មនុស្សអញ្ចឹងទោះបីជាលោកប្រុសជាហ្វឹងគឺមានទេពកោសល្យពិសេសក៏ដោយក៏ប៉ុន្តែខណៈពេលនោះផងដែរប្រជាជនចិនគឺបាននិយាយប្រាប់ទៅកាន់ពួកគេថាប្រសិនបើមិនមានជាហ្វឹងគឺនៅទីនេះនោះទេប្រហែលជាកោះនាគមាសគឺលែងមានទៀតហើយចឹងហើយពួកអាហ្នឹងគឺឈប់មករពើរពូចទៀតទៅដល់នៅពេលនោះម្ចាស់សាក៏បានសួរទៅកាន់ជាហ្វឹងថាតើជាហ្វឹងគឺមិននិយាយពីរឿងហែធានជាមួយនឹងគាត់ទេអីចំពោះជាហ្វឹងដែលបានលើកចឹងរគាត់ហ្នឹងក៏បានឆ្លើយទៅកាន់ម្ចាស់សាភ្លាមៗវិញថាចំពោះកំហឹងមួយនេះរគាត់ហ្នឹងគឺត្រូវតែដោះស្រាយដោយខ្លួនឯងផ្ទាល់តែម្ដងខណៈពេលនោះកូនត្រេនរបស់អូនកញ្ជ្រោងគឺបាននិយាយថាតើពួកគេហ្នឹងកំពុងតែនិយាយអំពីអ្វីទៅជាហ្វឹងរបស់យើងដែលបានលើកចឹងរគាត់ហ្នឹងគឺបានបកមកនិយាយជាមួយនឹងពួកគេទាំងពីរវិញម្ដងរគាត់ហ្នឹងគឺបានចំណាយពេលខ្លះដើម្បីកែលម្អជាមួយនឹងក្របថ្នាំមួយចំនួនជាមួយនឹងក្របថ្នាំមួយនេះប្រហែលជាអាចជួយទៅដល់កូនកញ្ជ្រោងហ្នឹងអាចទម្លាយកម្រិតនៃការចុះស្ទះរបស់នាងបានហើយជាហ្វឹងរបស់យើងគឺបានជាបន្ថែមទៀតថាជាមួយនឹងក្របថ្នាំមួយហ្នឹងគឺជាអំណោយនៃការធ្នូនៃការលះបង់ជីវិតរបស់អូនកញ្ជ្រោងនោះគឺមកកាន់គ្នាទៅវិញទៅមកចំពោះអូនកញ្ជ្រោងរបស់យើងវិញរនាងក៏បាននិយាយទៅកាន់ជាហ្វឹងទាំងអៀនថាតើពេលណាដែលពួកយើងក៏អាចជួបគ្នាសាជាថ្មីម្ដងទៀតក៏ប៉ុន្តែប្រហែលជាហ្វឹងរបស់យើងគឺអត់លឺនោះទេដោយជាហ្វឹងរបស់យើងគឺបាននិយាយលាទៅកាន់អ្នកគ្រប់គ្នាថាបើសិនជាមាននិស្ស័យពួកយើងនឹងគឺជួបគ្នាទៀតហើយជាហ្វឹងរបស់យើងគឺបានបញ្ចេញជាមួយនឹងទូកថាបាយរបស់គាត់ដើម្បីចាក់ចេញទៅនៅពេលដែលជាហ្វឹងរបស់យើងគឺបានចាក់ចេញទៅគឺដល់វេនអូនកញ្ជ្រោងឆ្លោះគ្នាជាមួយនឹងជំនួយការរបស់នាងជំនួយការរបស់អូនកញ្ជ្រោងគឺបាននិយាយទៅកាន់អូនកញ្ជ្រោងថាមើលទៅម្ចាស់ស្រែងកំពុងតែបាក់ចិត្តស្រឡាញ់ទៅកាន់ជាហ្វឹងហើយកញ្ញាកញ្ជ្រោងគឺបាននិយាយថាគឺវាមិនអាចនោះទេដោយសារតែនៅពេលនេះជាហ្វឹងគឺមានគូស្នេហ៍ហើយចឹងហើយរនាងគឺមិនអាចធ្វើអញ្ចឹងឡើយដោយសាររនាងគឺជាព្រះនាងនៃកុលសម្ព័ន្ធកញ្ជ្រោងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្តីស្រឡាញ់រវាងមនុស្សប្រុសជាមួយនឹងមនុស្សស្រីគឺមានច្រើនបែបច្រើនម៉ាក
ចឹងចាំមើលពេលណាដែលរត់នាងគឺជួបជាមួយនឹងជាហ្វឹងសារជាថ្មីម្ដងទៀតរត់នាងនឹងឲ្យជាហ្វឹងគឺធ្វើជាប្អូនប្រុសរបស់នាងចំណុចការរបស់អូកញ្ជ្រោងរបស់លើចឹងរត់នាងក៏បានឆ្លើយតបផ្លេតតែម្ដងប្រហែលជាមិនមែនធ្វើជាប្អូនទេដឹងប្រហែលជាអាចធ្វើជាបងក៏អាចថាបានជាមួយនឹងការឆ្លោះប្រកែកគ្នារបស់ពួកគេទាំងពីរនេះគឺបានធ្វើឲ្យសំណារបស់ម្ចាស់សារជាមួយនឹងប្រជាចារឬមួយក៏អ្នកផ្សេងឯហ្នឹងគឺថាអស់ដំណើរជាខ្លាំងនេះក៏បានធ្វើឲ្យអូកញ្ជ្រោងរបស់ចឹងហ្នឹងគឺពិតជាមានការអៀនជាខ្លាំងឥឡូវយើងបងមើលទៅកាន់ជាហ្វឹងរបស់ជាវិញម្ដងនៅពេលដែលគាត់ហ្នឹងកំពុងតែជិះទូកថៅបាយរបស់គាត់ហ្នឹងគុជភ្លើងទេវៈរបស់គាត់ហ្នឹងគឺមានប្រតិកម្មដែលបានឃើញចឹងជាហ្វឹងរបស់ចឹងក៏បានចូលគុជរបស់គាត់ហ្នឹងគឺមកមើលនៅពេលនោះចឹងក៏បានឃើញថាវាហ្នឹងគឺគ្មានអ្វីក្រៅពីអបិផ្សាយភ្លើងនៅទេគឺបាននិយាយទៅកាន់ជាហ្វឹងថាឲ្យវាហ្នឹងគឺចាក់ចេញទៅប្រហែលជារូកេហ្នឹងក៏អាចទុកជីវិតទៅកាន់ជាហ្វឹងបានមិនដូចឆ្នាំនោះទេរូកេដែលមានឈ្មោះថាពូហ្វឹងដេងហ្នឹងគឺនឹងដុតទៅកាន់ជាហ្វឹងឲ្យខ្ទេចគ្មានសល់ជាហ្វឹងដែលបានលើចឹងរូកគាត់ហ្នឹងគឺបាននិយាយតបទៅវិញថាជាមួយនឹងកម្លាំងរបស់ឯងហ្នឹងគឺពិតជាខ្លាំងណាស់ហេតុអីបានជាឯងហ្នឹងគឺមកគម្រាមជើងទៅវិញយល់ល្អឯងគួរតែរកដំណោះស្រាយចេញទៅខ្លួនឯងទៅក៏ប៉ុន្តែជើងគិតថាជាមួយនឹងកម្មទេវៈរបស់ជើងនេះប្រហែលជាមានសមត្ថភាពអាចខំឯងហ្នឹងគឺដល់ 100000 ឆ្នាំទេក៏អាចថាបានចំពោះអបិសាយពូហ្វឹងដេនហើយខ្ញុំសូមហៅអបិសាយភ្លើងទៅស្រួលស្ដាប់ជាងអបិសាយភ្លើងដែលបានលើចឹងភ័យខ្លួនបណ្ដោយវានឹងក៏បាននិយាយថាឈប់សិនខ្លួនវាផ្ទាល់នឹងជួយទៅកាន់ជាហ្វឹងដើម្បីកម្ចាត់ទៅការនិកាយហៅធានទាំងមូលហើយវាសុខចិត្តធ្វើអ្វីគ្រប់យ៉ាងទាំងអស់ឲ្យតែវានឹងគឺមានសេរីភាពជាហ្វឹងបើចឹងក៏បានឆ្លើយតបទៅកាន់អបិសាយភ្លើងនឹងវិញថាអបិសាយភ្លើងនឹងគឺមិនស័ក្តិសមនឹងចរចាលក្ខខណ្ឌជាមួយនឹងគាត់នោះទេចំពោះអបិសាយភ្លើងដែលបានលើចឹងវានឹងគឺពិតជាខឹងខ្លាំងមែនតើគឺថាវានឹងគុណនិយាយច្រើនខ្លាំងមែនតើចំពោះជាហ្វឹងដែលបានឃើញចឹងគឺថាអត់ចាំយល់ទៀតនោះទេគឺដាក់អបិសាយភ្លើងមួយដៃលឹបចូលទៅកាន់គុជភ្លើងទេវៈវិញទោះបីជាអបិសាយភ្លើងនឹងក៏បានលឹបចូលទៅវិញក៏ដោយក៏វានឹងគឺនៅស្រែកលោឡាពេញនឹងដដែលជាហ្វឹងដែលបានឃើញចឹងរកគាត់នឹងក៏បានចូលគុជរបស់គាត់ទុកវិញជាហ្វឹងបើចឹងគាត់ក៏បាននិយាយថារកគាត់នឹងគឺមិនដឹងថានៅពេលនេះជួចាននិងអ្នកផ្សេងទៀតកំពុងតែធ្វើអ្វីនៅពេលនេះនោះទេសាររឿងគេក៏បានកម្មមកដល់ប្រាសាទហៅធានវិញម្ដងគឺថាបាត់មកជូរខ្លាំងមែនតើដែលនៅពេលនេះចឹងក៏បានឃើញថាប្រូហៅធានរបស់ចឹងនឹងក៏បានចាក់ចេញពីការវឹកហាត់របស់គេវិញហើយខណៈពេលនោះហៅធានក៏បានសួរទៅកាន់យន់ឆាន់ថាតើនៅពេលនេះជីអឺដែលត្រូវជាកូនប្រុសរបស់គេជាមួយអ្នកផ្សេងទៀតគឺនៅឯណាចំពោះយន់ឆាន់ដែលបានលើចឹងគេនឹងគឺភ័យខ្លួនបដ ாய் ហើយក៏បាននិយាយទាំងរដារដប់ថានៅពេលនេះពួកគេនឹងក៏បានស្លាប់នៅក្នុងសមរភូមិអស់ទៅហើយប្រុសហៅធានដែលបានលើចឹងគឺពិតជាខឹងខ្លាំងមែនទែនជន់ឆាន់បានឃើញចឹងគេនឹងក៏ពិតជាភ័យខ្លាំងណាស់ហើយគេក៏បានចេះបន្ថែមទៀតថានៅពេលដែលលោកម្ចាស់ហៅធានគឺបានចូលទៅក្នុងការវឹកហាត់ហើយគេគឺបានប្រាប់រឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅកាន់ហៅធានទាំងអស់តែម្ដងបន្ទាប់មករូកគេនឹងក៏ត្រូវរបួសខ្លាំងផងដែរហៅធានរូកគេនឹងគឺបានត្រឹមតែដកដង្ហើមធំតែប៉ុណ្ណោះហើយគេក៏បាននិយាយថាគុំប្រុសរបស់គាត់គឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់មនុស្សចំនួនក្រោយនៃប្រាសាទហៅធានក៏បានជាបន្ថែមទៀតថាហើយដែលបានជាពួកឯងមិនការពារគេឲ្យបានល្អជាមិនទៅទួនាទីជាមួយនឹងតនកម្មរបស់ពួកឯងតែជានឹងគួរដាក់ក្នុងកម្រិតណាដែលបានឃើញការខឹងសម្បារបស់ហៅធានដូច្នេះគឺថាម្នាក់ហ្នឹងគឺពិតជាភ័យខ្លាំងមែនទែនចន់ឆាន់គឺបាននិយាយទៅកាន់គ្រូរបស់គេថាសិស្សហ្នឹងគឺសំតែនឹងស្លាប់នៅពេលដែលចន់ឆាន់គឺបាននិយាយទៅកាន់ហៅធានថារូកែហ្នឹងគឺសំនឹងស្លាប់ហៅធានដែលបានលើចឹងគេហ្នឹងគឺអត់ចានៅទេក៏បាននិយាយទៅកាន់ចន់ឆាន់ថាចោះនៅពេលនេះហេតុដែលបានជាហ្នឹងគឺនៅរស់អញ្ចឹងឬមកក៏ចង់ឲ្យជើហ្នឹងគឺធ្វើការសម្លាប់ទៅកាន់ឯងហ្នឹងគឺដោយផ្ទាល់ដៃចន់ឆាន់ដែលបានលើចឹងគេហ្នឹងគឺពិតជាភ័យខ្លាំងមែនទែនហើយក៏បាននិយាយទៅកាន់ហៅធានថានៅពេលណាដែលរូកែហ្នឹងគឺអាចសម្លាប់ទៅកាន់ជាហ្វឹងហើយរូកែហ្នឹងគឺនឹងសម្លាប់ខ្លួនឯងដើម្បីសុំទោសចំពោះកំហុសដែលរូកែនឹងគឺបានសាងចន់ឆាន់ក៏បានជាបន្ថែមទៀតថានៅពេលដែលពួកគេនឹងគឺកំពុងតែធ្វើការប្រយុទ្ធគឺមានជនក្បត់ដូច្នេះបានជារូកែនឹងគឺបរាជ័យក្នុងការស្លាប់ទៅកាន់ជាហ្វឹងក៏ប៉ុន្តែលោកគ្រូនឹងគឺមិនចាំបាច់បារម្ភទៀតនោះទេនៅពេលនេះផងដែររូកែនឹងគឺបានធ្វើឲ្យពួកគេទាំង3នាក់នេះគឺខ្លាចទៅជាអាយ៉ងហើយដើម្បីជៀសវាងបញ្ហានាពេលអនាគតចំពោះហៅធានបានឃើញចឹងរូកែនឹងក៏បាននិយាយទៅកាន់គុណសិស្សរបស់គេថាវាមិនអាស្រ័យទៅលើអ្នកក្បត់ឬមួយក៏មិនក្បត់នោះទេចន់ឆាន់បានលើចឹងគេនឹងគឺពិតជាភ័យខ្លាំងមែនទែនគឺថានិយាយឡើងញ័រតែម្ដងគេក៏បាននិយាយទៅកាន់ហៅធានថារូកែនឹងគឺតែងតែប្រកបជាមួយនឹងភាពស្មោះត្រង់របស់គេនឹងគឺទៅកាន់លោកគ្រូអស់ក៏ជានិញហើយធានក៏បាននិយាយប្រាប់ទៅកាន់ចន់ឆាន់ថាឲ្យផ្សព្វផ្សាយបញ្ជារបស់គាត់ព្រោះគាត់នឹងគឺចង់ឲ្យអ្នករាល់គ្នាឃើញថាតើការស្លាប់របស់ភ្នំហ្វៃឡុនគឺទៅជាយ៉ាងណាឥឡូវយើងបងមកមើលភ្នំហ្វៃឡុនវិញម្ដងនៅពេលនេះផងដែរយើងក៏បានឃើញថាលបងមួយជាមួយនឹងបងប្អូនរបស់គាត់នឹងកំពុងតែបង្កើតជាមួយនឹងក្បួនហើយប្រឹងការការពាររបស់គាត់នឹងគឺពិតជាយ៉ាងតឹងរ៉ឹងហើយនៅពេលនេះអ្វីដែលកាន់តែពិសេសទៀតនោះគឺថាយុវជនរបស់ចិននឹងគឺបានត្រឡប់មកវិញហើយគឺថាពិតជានឹកខ្លាំងមែនទែនហើយចំពោះកម្រិតធម៌ពលរបស់អូនយុវជនរបស់ចិននឹងគឺស្ថិតក្នុងកម្រិតទី11ថ្នាក់ទី4គឺថាពិតជាខ្ពស់ផងដែរហើយអ្វីដែលពួកចិននឹងគួរតែសង្កេតនោះគឺថាមានមនុស្សម្នាក់នឹងគឺពិតជាច្រើនខ្លាំងមែនទែនដែលពួកគេនឹងគឺចង់មើលអំពីការប្រយុទ្ធជាមួយនឹងប្រាសាទហៅធានជាមួយនឹងភ្នំហ្វៃឡុងរីឯចំណែកអ្នកខ្លះទៀតនឹងគឺមកដើម្បីទាញផលប្រយោជន៍នៃភាពពពកដើម្បីលួចចូលទ្រព្យសម្បត្តិរបស់ភ្នំហ្វៃឡុងនឹងឯងខណៈពេលនោះយើងក៏បានឃើញថាមានមនុស្សអាត់ក្បាំងចំនួន3នាក់ដែលពួកគេនឹងគឺស្លៀកឈុតខ្មៅតែម្ដងហើយចំពោះមែនយើងប្រហែលបន្តិចផងដែរនៅពេលដែលលបងមួយជួចានជាមួយនឹងឡាវស៊ីឡាវវកំពុងតែពិ
ពាក្យសារគ្នានោះយើងក៏បានឃើញថានៅពេលនេះផងដែរហើយធាននឹងគឺបានមកដល់ជាមួយនឹងកងទ័ពរបស់គេជាច្រើនហើយយើងក៏បានឃើញថាការមកដល់របស់ហើយធាននេះគឺពិតជាលយខ្លាំងមែនទែនបើប្រៀបធៀបជាមួយនឹងយន្តសាស្ត្រគឺថាប្រហាក់ប្រហែលគ្នានៅពេលដែលហើយធានបានមកដល់រកេនឹងគឺគ្រាន់តែប្រើជាមួយនឹងថាមពលរបស់គេតែបន្តិចតែប៉ុណ្ណោះគឺបានធ្វើការបំបែកជាមួយនឹងការបង្កើតការពាររបស់ភ្នំហ្វៃឡុងចំពោះឡាវូឡាវស៊ីជាមួយនឹងជូចារបស់មូអេណាំងដែលបានឃើញចឹងពួកគេទាំង4នាក់ហ្នឹងគឺត្រៀមប្រយុទ្ធជាការស្រេចដល់ឃើញចឹងហើយធានក៏បាននិយាយទៅកាន់របស់មូថាថ្ងៃនេះរកេនឹងគឺពិតជាមានក្តីមេត្តាខ្លាំងមែនទែនហើយថ្ងៃនេះរកេនឹងគឺនឹងបញ្ជូនពួកអានឹងឲ្យទៅជួបគ្រួសាររបស់ឯងនៅទីស្ងំដល់នៅជារួចហើយធានក៏បានបញ្ចេញជាមួយនឹងថាមពលរបស់គេហើយជាមួយទៅថាមពលរបស់ហើយធាននៅពេលនេះផងដែរវានឹងគឺពិតជាខ្លាំងជាងមុនទៅទៀតរបស់មូដែលបានឃើញចឹងក៏បានប្រាប់អ្នកផ្សេងទៀតថាហើយធានតើគាត់នឹងគឺជាអ្នកទប់ទល់របស់មូរបស់គាត់នឹងក៏បានរាយជាមួយនឹងដួងព្រលឹងនេះរបស់គាត់ធ្វើការវាប្រហារទៅកាន់ហើយធានហើយការវាប្រហាររបស់ពួកគេទាំងពីរនាក់នេះគឺពិតជាសាហាវខ្លាំងមែនទែនគឺថាចង់ប្រេះភ្នំទៅគេនឹងអស់ហើយក៏ប៉ុន្តែទោះបីជាចឹងក៏ដោយចឹងមកទៅរបស់មូរបស់ចិននឹងគឺពិតជាមិនមែនជាដៃគូរបស់ហើយធាននោះទេហើយការវាប្រហាររបស់ភាគីទាំងសងខាងគឺត្រូវបានចាប់ផ្ដើមនៅពេលនេះយើងក៏បានឃើញថាឡាវស៊ីគឺត្រូវបានប៉ះជាមួយនឹងយន់ឆិននៅជារំទៅគូរបស់គេអត់ជាគ្នាឡើយគឺថាកម្រិតធម៌ពលរបស់ពួកគេទាំងពីរគឺមិនលើគ្នានោះទេចំពោះឡាវូជាមួយនឹងជូចានរបស់ជើងវិញគឺថាពួកគេទាំងពីរហ្នឹងគឺព្យាយាមទប់ទល់ខ្លាំងមែនទែនជូចានរត់នាងក៏បានប្រើជាមួយនឹងមយូរ៉ាភ្លើងរបស់នាងគឺថាដូចគ្នាទៅជាមួយនឹងជាហ្វឹងផងដែរគឺថាអត្តពលនៃការវិវហារឬមកក៏ស្នីរបស់នាងនេះគឺពិតជាមិនចាញ់ជាហ្វឹងនោះទេឥឡូវយើងក្រឡេកមើលការវិវហាររបស់លបងមួយជាមួយនឹងហៅធានម្ដងគឺថាលបងមួយហ្នឹងគឺពិតជាព្យាយាមក្នុងការវិវហារទៅកាន់ហៅធានខ្លាំងមែនទែនក៏ប៉ុន្តែទោះបីជារគាត់ហ្នឹងគឺខិតខំចេះណាក៏ដោយក៏មិនអាចធ្វើអ្វីទៅកាន់ហៅធានបានដែរគឺត្រូវបានហៅធានហ្នឹងគឺដាក់មួយដៃចំពេញយកហ្មងភ្លាមនោះហៅធានហ្នឹងក៏បានសង្កេតមើលរោគជាហ្វឹងក៏ប៉ុន្តែរោគគេហ្នឹងគឺរោគមិនខិននោះទេដល់ថ្នាក់រោគគេហ្នឹងគឺប្រើជាមួយនឹងយានរបស់គេទៀតដើម្បីតាមស្វែងរកជាហ្វឹងដែលរកមិនឃើញជាហ្វឹងហើយធានក៏បាននិយាយថាអាចចង្រៃជាហ្វឹងហ្នឹងគឺកិច្ចខ្លួនហើយមែនទេរបស់មូរបស់គាត់ហ្នឹងគឺបាននិយាយថាជាហ្វឹងហ្នឹងគឺមិនស្លាប់នោះទេហើយគាត់ហ្នឹងគឺបានបញ្ចេញជាមួយនឹងធម៌ពលរបស់គាត់ទាំងអស់តែម្ដងហើយចំពោះបច្ចេកទេសមួយនេះពួកយើងហ្នឹងគឺបានស្គាល់ហើយដែលវាហ្នឹងគឺមានស្នៀតថាជន់បំបីភ្នំហើយធានបានឃើញចឹងក៏បាននិយាយថាគ្រាន់តែជាជំនាញកប៉ិកកពុកតែប៉ុណ្ណោះហើយធានក៏បានបញ្ចេញជាមួយនឹងធម៌ពលរបស់គេផ្ទាត់ដាក់ទៅកាន់លបងមូហើយជាមួយនឹងធម៌ពលរបស់ហើយធានតែប៉ុណ្ណឹងគឺថាលបងមូហ្នឹងគឺទប់អត់ជាប់នោះទេហើយរកគាត់ហ្នឹងគឺត្រូវបានខ្ទាតផ្ញាច់ទៅនឹងដីហើយធានក៏បានសួរទៅកាន់លបងមូថាតើចង្រៃជាហ្វឹងហ្នឹងគឺនៅឯណាចំពោះលបងមូទោះបីជារកគាត់ហ្នឹងគឺរងរបួសយ៉ាងហ្នឹងក៏ដោយក៏គាត់ហ្នឹងគឺនិយាយថាឲ្យហើយធានហ្នឹងគឺទៅរកខ្លួនឯងទៅចំពោះគាត់វិញគាត់ហ្នឹងគឺគ្មានមតិនិយាយនោះទេហើយធានក៏បាននិយាយទៅកាន់លបងមូថាឯងហ្នឹងគប់គិតថាជាហ្វឹងហ្នឹងក៏អាចលាក់ខ្លួននៅក្នុងទីងងឹតហើយស្វែងរកឱកាសដើម្បីសម្លាប់ជើងនោះតែបើសិនជាមើលស្ថានភាពឥឡូវនេះគឺថាប្រហែលជាហ្វឹងហ្នឹងគឺបានរត់គេចខ្លួនបាត់ទៅហើយលបងមូក៏បាននិយាយថាវាហ្នឹងគឺមិនអាចទៅរួចនោះទេហើយធានបានលើចឹងក៏បាននិយាយទៅកាន់លបងមូថាបើសិនជាឯងហ្នឹងគឺមានទំនុកចិត្តចឹងហើយចាំយើងហ្នឹងគឺជួយឯងទៅចុះនៅពេលនេះយើងឃើញថាហើយធានហ្នឹងគឺបានប្រើជាមួយនឹងធម៌ពលឡាសេរបស់គេហ្នឹងគឺធ្វើការកម្ចាត់ទៅកាន់អ្នកទាំងអស់គ្នាលបងមូដែលបានឃើញចឹងគាត់ហ្នឹងគឺបាននិយាយថាតើឯងហ្នឹងគឺបានបំបែកកម្រិតហើយលើអញ្ចឹងហើយធានក៏បាននិយាយថាការដឹងរបស់ឯងហ្នឹងគឺជឿពេកទៅហើយនៅពេលនេះធម៌ពលដ៏មហាសាលរបស់ហាធានបុកផ្សំជាមួយនឹងដែររបស់គេនេះគឺថាពិតជាសាហាវខ្លាំងមែនទែនហាធានរបស់គេក៏បានប្រើជាមួយនឹងបច្ចេកទេសដែររបស់គេធ្វើការវិភាគទៅកាន់អ្នកគ្រប់គ្នាលបងមូដែលបានឃើញចឹងរគាត់ក៏បានប្រើបច្ចេកទេសរបស់គាត់ផងដែរបង្កើតបានទៅជាខែបាយរីជាច្រើនដើម្បីទប់ទល់ជាមួយនឹងការវិភាគរបស់ហាធានជាអកុសលលបងមូនឹងក៏មិនអាចទប់ទល់ជាមួយនឹងការវិភាគរបស់ហាធានបានជួននោះទេហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះនៅពេលនេះផងដែរលបងមូគឺត្រូវរងការវិភាគរបស់ហាធានបាត់ទៅហើយចំពោះផ្លាកសញ្ញានៃភ្នំហ្វៃឡុងគឺត្រូវបានបាក់ផងដែរឡាវស៊ីដែលបានឃើញចឹងគេនឹងគឺពិតជាមានការបារម្ភទៅកាន់បងប្រុសខ្លាំងមែនទែនយន់ឆានរកេក៏បាននិយាយទៅកាន់ឡាវស៊ីថាឯងគួរតែខ្វាយខ្វល់ជាមួយនឹងជីវិតរបស់ឯងប្រសើរជាជាងហើយនៅពេលនេះជាងក៏បានឃើញថាយន់ឆានរកេក៏បានបញ្ចេញជាមួយនឹងមេសម្ព័ន្ធទាំង3ដែលជាអាចងរបស់គេហ្នឹងឡាវស៊ីដែលបានឃើញចឹងគេផ្សាខ្លាំងមែនទែនហើយក៏បាននិយាយថាវាហ្នឹងគឺមិនតែអាចរួចទៅអត់ចាំយូរទេយន់ឆានក៏បានប្រើជាមួយនឹងអាចងរបស់គេហ្នឹងឲ្យធ្វើការវិភាគទៅកាន់អ្នកទាំង3ជាងបានឃើញថាឡាវស៊ីជាមួយនឹងឡាវូគឺពិតជាពិបាកទប់ទល់ចំណែកឯយូចាមរបស់យើងហ្នឹងគឺខ្ទាតទៅនឹងដីតែម្ដងគឺថាពិតជាពិបាកទប់ទល់ជាមួយនឹងមេសម្ព័ន្ធទាំង3ហ្នឹងខ្លាំងមែនទែននៅជ្រុំទៅគឺថាពួកគេទាំង3នាក់ហ្នឹងគឺមិនអាចទប់ទល់ជាមួយនឹងអាចងរបស់យន់ឆាននោះទេនៅពេលនេះផងដែរយើងក៏បានឃើញថាអ្វីៗដែលជាស្ថានភាពហ្នឹងដូចជាមិនសូវជាស្រួលនោះទេគឺថាខាងហាធានហ្នឹងគឺពិតជាមានព្រាមរបស់មួយដែលបានឃើញចឹងក៏បាននិយាយទៅកាន់ហាធានថាហាធានឯហ្នឹងគឺពិតជាសាហាវខ្លាំងណាស់សាហាវណាស់ដល់ថ្នាក់ជាតិសាសន៍ខ្លួនឯងក៏ឯងធ្វើអញ្ចឹងដែរហាធានរកេហ្នឹងគឺបានខ្វល់ជាមួយនឹងពាក្យសម្ដីរបស់មូនោះទេរកេហ្នឹងគឺបានបញ្ចេញជាមួយនឹងធម៌ពលដ៏មហិមារបស់គេចេញមកជឿមើលទៅធម៌ពលរបស់ហាធាននៅពេលនេះផងដែរហ្នឹងគឺពិតជាសាហាវខ្លាំងណាស់បូកផ្សំជាមួយនឹងកែវភ្នែកដ៏ក្រហមចាត់ចែងរបស់គេទៀតនោះគឺថាញាក់សាច់ទៅធើតហ្មងនៅពេលនេះយើងឃើញថាហាធានរកេក៏បានប្រើជាមួយនឹងធម៌ពលរបស់គេដែលទាញដីទាញថ្មហ្នឹងធ្វើការគប់ទៅកាន់អ្នករាល់គ្នាចំពោះយ
จูจานลาวเซนลาวโวดบางเคยจังโปเกนั่นคือเปิดจะสลัดจัดคลามันแต่มันสมาธาทางนี้คือจะไงจงกระระบาโปเกโนเตก็ปันแต่โดยคณิจนั่นคือบานดังหายจังนาเปนาแดนดารีตองสายนั่นคือตระบานโรงกายวิภาระบอจนปีคือแต่งแต่เมียเรียบร้อยจีสซ้อมหมอกจุยให้มันนุคือเมียปนากราปีจีฟังระบายเจอโนเตจีฟังโรเกกับบานปลายจมนทามพอระบายเกทัวการกำติกรอกายวิภาระบอหายเทียนหายกับบานเจตการหายเทียนท้าถ่ายนั่นก็ไอทัวไว้บางกรุบจังรีไอจูจานดบานลือสำเร็จมันในโรนิงคือเปิดจับจับอาคลางแมนเทนจำได้ไอหายเทียนเว้นดบานลือจังโรเกนั่นก็บานเจตาโอหมอนับเป็นอีกจังกับบานเคยถ่าทามพอระบายเจฟังจมนหายเทียนคือมันจังคะแนนโนเตคือถ่าปปุกหลังกระหอมจะอันจะอายุมองให้มันแต่ปนอยจูบวนนำโกลวนทางเตี้ยคือปัจจิเนซักเถินจูจานบางเคยถ่าประเดี๋ยวคล้วนนั่นกับบานมาดาวโดยชนะรถเนงคือปัจจิสบายใจคลางแมนเทนให้รถเนงกับบานสลายหายชั่วโมงเจียวฟังจำปุยเจียวฟังดบานเลยจังกับบานสลายปราบแต่การจูจานถ่าออยจูจานนั่นคือนอนแนบเซนเตนั่นคือตโรกลายตีสวัสดิเพียบเตอร์สาวประมาณตัวก้อนนั่นคือจินดอสไรจำได้ไอจูจานดบานเลยจังรถเนงกับบานโจพร้อมนับเป็นนี่พองได้จังกับบานเคยถ่าจังคลางเราเป็นเนี่ยต้องเป็นนั่นคือบานปลาต้องเกยขี้เนี้ยหาเทียนคือบานใจแต่การเจียวฟังถ่าเจียวฟังการซ้อมนั่งการสำหรับเราเวียงปุยจังคือมันหลับสับสาบานให้หาเทียนกับบานตู้จุ่มนอนทามปอระบอกเกยจางสับบ้ามจำปุยเจียวฟังดบานเคยจังเราก้อนนั่นกับบานดอกดาวพองได้หากอดกับบานใจแต่การหาเทียนท้าหุยยี่กุมปราบานนั่นคือซ้ำนังสลัมให้ไอ้ตัวหาเทียนงั้นในเจอแต่สำหรับไอ้อ่อยปานนับเป็นในจึงเคยท่ากันแล้วก็น้องไปกับบานโชว์มือบุกเนียตำดองเจียวฟังดบานเคยจังเกิดจำยุ่ยได้กับบานติงพลายได้ระบอกเกยนั่นทั่วการฮอตโจแต่เวประหารแต่การหาเทียนพลิมจุกตามดองจึงเคยท่าการวิพากษ์ระบอกเจียวฟังคือมันในทั่วไว้แต่การหาเทียนบานเต้จำได้ไอ้หาเทียนเวงโรเกนั่นคือปราได้ตามมาคางแต่ปนน้องน้องการตบโต้จุมันการวิพากษ์ระบอกเจียวฟังอะไรจึงเคยท่าปะต่างสองคันนั่นคือหมอบานทั่วการวิพากษ์เนียเตียนเต้คือทำเบอร์การวิพากษ์เจียวฟังจุมันหาเทียนจนฉันคือบานใจท่าเจียวฟังคือบานทั่วการตำรวจกำลังระยะไปปีขานี่คือบานหลังปีสระต้อคือปัจจีมันกลัวเจือนเต้ให้แกนั่นคือปัจจีจังดังอัมปีเรื่องนั่งคลังเหมือนเต้นลาซีนังลาวกบันทัวการเบตตะการระบองมูให้ลาวกบอมรอนันทัวการช่วยตะการเจฟังกอปันตาตระบานลาซีนั่นคือหามคอนกอปันตาใบเจอมือตกโมระบอยจุจังคือปัจจิเมียงกาโปรยพร่ำตะการเจฟังคลังเหมือนเดิมเนี่ยได้บานหมอกมือจุมือนังการประจบมือนี้โปเกนั่นคือบานเจธาแต่โปเกนั่นคือไอประจดได้เรียบนะจิมวยมนุษย์ได้เมียงกำรัดเลิกแกนั่นคือดาวบุญแน่เนาะไอเมียนั่นคือจอมันเจธาเจฟังเราเป็นในพองได้กำรัดระบอเกคือธนงกำรัดตีดอกมวยธนาตีปรามวยจำได้ไอหายเทียนเวงโปเกนั่นคือเติบตาตำรวจกำรัดโนเต้ได้เราเป็นในพองได้หายเทียนนั่นคือธนงกำรัดตีดอกปรามเนาะคือปัจจิเลตะการเจฟังนั่นคือจางคลังเหมือนเต้นอะไรจึงบอกว่าการประจุเจฟังจมูกหนังหายเทียนเป็นมาดองนับเป็นนี่จึงเคยท่าหายเทียนนั่นคือตบตายจมูกหนังได้ระบายเจฟังคือเติมตามเรียนปีปนเนาะให้หายเทียนกับบานใจตะการเจฟังท้ากรอนตัดเจมโรสเตอร์นงกำลังติดดับมวยถนัดที่ปรามวยไอ้คือกลมจอมมาลดจมูกในเชิงหายเทียนโอเคกับบานปราทำปรบเกตเพื่อการวิประหารตะการเจฟังอักเตียเจจมง่ายจำป่วยเจฟังระบาซีมุสเกระบหายเทียนเจฟังกับบานบัญชีจมูกหนังทำปรบเกตได้แก่นั่นคือบานสอนซ้ำขันลองเมาส์ให้จมูกเตอร์ทำป่วยเจฟังนับเป็นในพองได้คือปัจจุคลังเหมือนเต้นหายเทียนโอเคดับบานเคยจังเกกับบานใจท่าแกนั่งก็เล่นชงอะไรหาได้บัญชีเยอะฟ้านั่งก็มีตำหนกจัดมาแล้วหาเทียนโอเคกับบ้านบัญชีจมูกนั่งจำหายได้ดอกมีอัตโปรบอกเกตเพื่อการวิประหารตะการเยอะฟังให้จำปวดประจักษ์เต็มวันนี้พองได้นาก็สกอร์พองได้ออกแต่มีได้คือถ่ายสกอร์เยอะฟังระบางเคยจังเกกับบ้านปลายจมูกนั่งจำหายเนี่ยบอกเกตเพื่อการวิประหารเตอร์กับบ้านใต้คือมีประจักษ์โนเต้คือบ้านทำตะเกตเต้นเอาไปนี้คือถ่ายเยอะฟังนั่งก็ฮอกเกตสวายยกมงจะเคยทายจำหายได้ระบบหาเทียนในมวยคือปัจจัยสหายคลั่งเหมือนเต้นขณะเป็นหนูหายเทียนกับอาสกันบกตะการเจี๊ยบฟังหายกับบางปราตะการเจี๊ยบฟังทางอันนั่นคือมีกลายเตยเตะหายเทียนโอเคกับบางปลายจมูกทำปอดบอกเกตเพื่อการวิประหารตะการเจี๊ยบฟังระบางขจังกับบางบักไข่บาเร่เราไม่ตบโต้จมูกการวิประหารเหมือนนี้เมื่อการบันเตยเจี๊ยบฟังกับบางปลายจมูกดวงพลังเนียระบอกเกตเพื่อการวิประหารตอบโต้ตะการหายเทียนวิ่งหายจมูกตะสันตุทำปอในการปาตังเกตนี้คือปัจจัยโตเตียคลั่งเหมือนเต้นตัวใบเจนจังเจี๊ยบฟังกับตะบางเตียนหายก้อนกระรองระบบมันติดพองได้หายเทียนกับบางใจตะการเจี๊ยบฟังท่าประสมใบเจี๊ยบฟังคือเจสระบอกครัวซ่าหายเทียนประหายเจนเป็นนี้อนาคตระบอันคือปัจจัยผลิตสว่างจะเจ็บผมขันหายมวยวิญญาณบอสันจะมันสลักกลมประระบายเจอโนเต้ประหายเจิงไอประดอากาอ้อยอันจิลตีปีระบ้านเลือแบบนี้จีฟังกับบางใจตะการหายเทียนวิญญาณคือมันพลาดโดไลตัวใบจโรเกคือมันเมนและกันหน้าหล่อกรุบซับกระด้อยก็ปันไตเคยจับกับนัดมอกคือมันได้แซบก็จุ่มมันลงมันว่าเกราะโนเต้จำปวนลาววิ่งระบ้านเลือเป็นสำเร็จระบายเจ็บฟังโดยชนะโรเกนั่นคือปัจจัยเป็นจักรนะหายความโตแต่การเจ็บฟังเป็นตุ่มหังหาเทียนระบ้านเลือเป็นสำเร็จต่างอันนี้เกี่ยกับบางใจตะการในกรกเนธาเมื่อเติบปวดนั่นคือมันดังท้าไม่เวียนนั่นคือมีกับพวกปนาเต้หาเทียนโรเกกับบางบัญชีจุ่มมันปัจจัยกเตระบายเกมวยเดียดดามินชโมธาดารปวนหายจำมาเตยปัจจัยกเตมวยนี่คือปัจจัยคลั่งเหมือนเต้นหายนาบอยวินเตียนคือธาดารปวนนั่นกับบางทัวร์กายบิดพลาดแต่การเจ็บฟังระบางใครจังเกนั่นเกิดโชว์ออกได้เมื่อเต้เกี่ยกับบางบัญชีจุ่มมันปัจจัยกเตระบายเกพองได้หายปัจจัยกเตระบายเจ็บฟังคือเป็นชโมธาสนิทได้จริงจังตัวใบจิตเนระบายเจ็บฟังคือคลั่งก็ได้ก็บันไดเกนั่นกำนัดตรอมโตรจุ่มมันทำเพราะระบายหายเทียนบานโนเต้ตระบายส
ស្នីរបស់ហើយនឹងគឺបំបែកតិចគ្មានសល់ហើយឡើយនេះយើងឃើញថាយេហ្វនឹងគឺបានត្រឹមតែបើកខែបារីដើម្បីទប់ទល់ជាមួយនឹងការវិប្រហាររបស់ហើយធាននោះទេចំពោះយេហ្វវិញខ្លួនគេនឹងក៏បានកាត់ថាបើសិនជាគេនឹងគឺនៅតែបន្តបែបនេះព្រោះគេនឹងគឺមិនមានឱកាសក្នុងការវាបទៅកាន់ហើយធានវិញឡើយយេហ្វបើចឹងក៏បាននិយាយលឺថាតើនេះឬគឺជាសមត្ថភាពពិតដែលអធិរាជឋានសួគ៌មួយក្នុងចំណោម5មានចំពោះហើយធានបានលើដូច្នេះគេនឹងក៏បានផ្អែកជាមួយនឹងការវាប្រហាររបស់គេហើយគេនឹងក៏បាននិយាយថាតើអាចរាយយេហ្វនឹងកំពុងតែនិយាយអីយេហ្វក៏បាននិយាយបន្ថែមទៀតថាហើយធានគឺមានអ្នកស្នំមរតកនឹងគឺពិតជាច្រើនក៏ប៉ុន្តែពួកគេទាំងអស់គឺត្រូវបានជាប់គាំងនៅក្នុងកម្រិតអេសរាជនថ្នាក់ទី5ទោះបីជាពួកគេគឺមានចំនួនអំពីគ្រួសារក៏ដោយក៏ប៉ុន្តែពួកគេគឺនៅជាប់គាំងដដែលគឺថាយេហ្វបើចឹងគឺនិយាយដូចទៅកាន់ហើយធានខ្លាំងមែនទែនហើយធានបានស្ដាប់ឮពីទាំងអស់នេះក៏បាននិយាយទៅកាន់យេហ្វថាអាចរាយយេហ្វអានឹងគឺចិត្តដល់ពេលស្លាប់ហើយអានឹងគឺនិយាយច្រើនទៀតហើយធានរកគេក៏បានបញ្ចេញជាមួយនឹងបច្ចេកទេសរបស់គេមួយទៀតធ្វើកាយវិប្រហារទៅកាន់យេហ្វចាំមើលទៅបច្ចេកទេសរបស់ហើយធានបញ្ចេញមកនីមួយៗនឹងគឺពិតជាខ្លាំងក្លាមែនទែននៅពេលនេះជាឃើញថាយេហ្វនឹងគឺត្រូវបានជាប់មួយកន្លែងដោយសារតែវ៉ារបស់ហើយធានរកគេក៏បានបញ្ចេញជាមួយនឹងពលឹងបិសាចខ្មោចជាច្រើនដើម្បីឲ្យពួកវានឹងគឺធ្វើការជាហើយសម្រាប់ទៅកាន់យេហ្វនៅបានឃើញដូច្នេះរកគេនឹងគឺមិនឈររងចាំសេចក្តីស្លាប់នោះទេរកគេនឹងគឺបានបំបែកជាមួយនឹងវ៉ារបស់ហើយធានមិនតែប៉ុណ្ណោះរកគេនឹងគឺបានបញ្ចេញជាមួយនឹងនាគភ្លើងរបស់គេទាំងពីរធ្វើការវិប្រហារតជាមួយនឹងបិសាចខ្មោចទាំងអស់ហ្នឹងហើយនេះគឺនៅមិនទាន់ចាប់ឡើយយេហ្វគឺបានបញ្ចេញជាមួយនឹងមយោរាភ្លើងរបស់គេចេញមកដើម្បីធ្វើការកម្ចាត់ទៅកាន់បិសាចទាំងអស់ហ្នឹងឲ្យខ្ទេចគ្មានសល់យើងឃើញថាយេហ្វបើចឹងគឺពិតជាអស់កម្លាំងមែនទែនក៏ប៉ុន្តែយេហ្វបើចឹងគឺអត់ចោះចាញ់ទេយេហ្វគឺបាននិយាយទៅកាន់ហើយធានថាសូម្បីតែកូនប្រុសរបស់ឯងហើយជីក៏ប្រើជាមួយស្នៀកមួយនេះផងដែរមកទៅកម្លាំងរបស់ឯងប៉ុណ្ណឹងគឺមិនអាចធ្វើការសម្លាប់ទៅកាន់ជើងបានឡើយចំពោះហើយធានបានលឺចឹងគេនឹងគឺពិតជាខឹងខ្លាំងមែនទែនហើយធានក៏បានបញ្ចេញដៃរបស់គេចេញមកហើយក៏បាននិយាយទៅកាន់យេហ្វថាជានឹងគឺនឹងយកជីវិតរបស់ឯងដើម្បីសាមភ្នួរទៅកាន់កូនប្រុសរបស់យើងហើយធានរកគេក៏បានប្រើជាមួយនឹងចំហាយដៃរបស់គេធ្វើការសាប់យកទៅកាន់យេហ្វហើយចូលមកទៅនៅពេលនេះផងដែរយើងឃើញថាយេហ្វរកគេគឺខំប្រឹងប្រែងក្នុងការទប់ទល់ជាមួយនឹងការវិប្រហាររបស់ហើយធានខ្លាំងមែនទែនគឺថារងរបួសគ្រប់កន្លែងតែម្ដងនៅពេលនេះការប្រជុំរបស់អ្នកពេកគឺពិតជាខ្លាំងមែនទែនគឺថាវាយគ្នាខ្ទប់ខ្ទាបពេញទាំងហ្មងហើយចំពោះអ្នកសម្ដែងរវិញគឺថាបែកប្រពងមាត់បដាហើយទោះបីជាយេហ្វខិតខំក្នុងការវិប្រហារទៅកាន់ហើយធានក៏ដោយក៏ប៉ុន្តែជិះមកទៅយេហ្វនឹងគឺពិតជាចាញ់ព្រៀបទៅកាន់ហើយធានខ្លាំងមែនទែនហើយក៏ត្រូវបានហើយធានដាក់យេហ្វខ្ទាតផ្ញើទៅនឹងថ្មហើយនេះគឺនៅមិនទាន់ចាប់នោះទេហើយធានបានខិតដូច្នេះក៏បាននិយាយទៅកាន់យេហ្វថាស្លាប់ទៅយេហ្វជាមួយនឹងស្ថានភាពដ៏ប្រថុយចេកមួយនេះជាមួយទៅយេហ្វបើចឹងនឹងគឺមិនកិច្ចទៅណាបាននោះទេក៏ប៉ុន្តែជាសំណាងល្អគុំពលរបស់យេហ្វបានប្រើជាមួយនឹងថាមពលត្រជាក់របស់វាធ្វើការបង្កទៅកាន់ហើយធាននៅនឹងកន្លែងចំណែកឯជាហ្វឹងរបស់យើងវិញបានឃើញឱកាសល្អដូចនេះរកគេនឹងគឺអត់ចាំយល់ទៀតនោះទេដល់រកគេនឹងក៏បានបញ្ចេញជាមួយនឹងគិចភ្លើងទេវៈរបស់គេចេញមកហើយក៏បាននិយាយទៅកាន់ហើយធានថានេះគឺជាកាដូដ៏ស្រស់បំព្រងមួយដែលគេនឹងគឺជូនទៅកាន់ហើយធាននៅពេលនេះយើងឃើញថាហើយធាននឹងគឺរងរបួសខ្លាំងមែនទែនហើយនេះគឺនៅមិនទាន់ចាប់ទេគ្នាយើងហើយជាហ្វឹងក៏បានកាប់ជាមួយនឹងចំហាយដៃរបស់គេធ្វើកាយវិប្រហារទៅកាន់ហើយធានចំពេញជោគមកហើយនៅពេលនេះយើងឃើញថាខ្លួនប្រាណរបស់ហើយធានបានបុកធ្លាយជាមួយនឹងភ្នំជាច្រើនដំណចាន់ឆាន់ដែលបានឃើញចឹងគេនឹងគឺពិតជាព្រួយបារម្ភទៅកាន់លោកគ្រូរបស់គេខ្លាំងមែនទែនហើយណាមួយវិញទៀតគឺថាខ្លួនប្រាណគេនៅពេលនេះផងដែរគឺពិតជាមានការនឿយហត់ខណៈពេលនោះហើយធាននឹងក៏បានសើចយ៉ាងខ្លាំងដោយហើយធានក៏បាននិយាយទៅកាន់ជាហ្វឹងថាមិនក៏ឯងហ៊ានធ្វើឲ្យអាធារីដូចជាយើងនេះគឺមកមកម្លេះនៅពេលនេះហើយធានរកគេក៏បានហត់ទៅសំកាំងទៅលើអាកាសហើយនិយាយទៅកាន់ជាហ្វឹងថាថ្ងៃនេះយើងនឹងបង្ហាញជាមួយនឹងសមត្ថភាពពិតដែលមនុស្សស្ថិតក្នុងកម្រិតអាធារីថាសួរដូចជាយើងតើវានឹងគឺខ្លាំងប៉ុណ្ណានៅពេលនេះហើយធានគេក៏បានបញ្ចេញជាមួយនឹងបច្ចេកទេសរបស់គេមួយទៀតហើយដែលមានឈ្មោះថាដែនហើយធានហើយយើងមកទៅសន្ទុះថាមពលដែលសាយភាននឹងគឺពិតជាខ្លាំងក្លាមែនទែនជាមួយនឹងថាមពលរបស់ហើយធានមួយនេះគឺពិតជាធ្វើអ្នកគ្រប់គ្នានឹងគឺពិតជាមានការខ្លាចក៏ប៉ុន្តែដូចគ្នាជានឹងគឺបានដឹងហើយចឹងថាថាមពលកាន់តែខ្លាំងបច្ចេកទេសកាន់តែខ្លាំងគឺត្រូវតែបងតម្លៃគឺថាហើយធាននឹងគឺត្រូវបងតម្លៃជាមួយអាយុរបស់គេផងដែរភ្លាមនោះយើងក៏បានឃើញថាដួងបលាំងរបស់ហើយធានក៏បានចេញមកគឺថាពោពេញទៅដោយថាមពលខ្លាំងមែនទែនហើយអ្វីដែលសំខាន់ទៀតនោះគឺថានៅក្នុងដែនរបស់ហើយធានមួយនេះគឺថាមិនឲ្យជាហ្វិនគឺផ្លាស់ទីទៅណាបាននោះទេគឺត្រូវបានចងជើងនៅមួយកន្លែងហើយធានរកគេក៏បានប្រើជាមួយនឹងដួងបលាំងរបស់គេធ្វើការវិប្រហារទៅកាន់ជាហ្វិននៅពេលនេះចឹងគេថាជាហ្វិនគឺមិនអាចទៅណារួចទេគឺបានត្រឹមតែបើកជាមួយនឹងខែបារីដើម្បីទប់ទល់ជាមួយនឹងបាត់ដៃរបស់ហើយធានហើយចឹងឃើញថាជាហ្វិនគឺមិនអាចត្រង់ត្រង់បានជួទៀតនោះទេគឺថាបារីរបស់គាត់នឹងគឺបានប្រេះបែកទៅហើយខណៈពេលនោះផងដែរអាបេសាញ់ផ្លិននឹងក៏បានចេញមកហើយវានឹងគឺពិតជាស្លាន់ខ្លាំងមែនទែនវាបាននិយាយថាចាប់ហើយមិនដឹងថាវានឹងក៏អាចកិច្ចទៅណាបាននោះទេជាហ្វិនក៏បានឃើញចឹងក៏បាននិយាយថាតើឯនឹងគឺនឹងចាំអីទៀតបញ្ចូលជាមួយនឹងថាមពលរបស់ឯងមកកាន់ជើងម៉ងអាបេសាញ់ផ្លិនបានលើចឹងវានឹងក៏បានបញ្ចូលជាមួយនឹងថាមពលរបស់វាមកកាន់ជាហ្វិនប្រិមិត្តជាទីរាប់អានអ្នកគុណនិយមគ្រប់គ្រងគ្រប់បាក់មិនដឹងថាមកពីបាក់ណាបាក់ណីនៅពេលនេះផងដែរជើងឃើញថាថាមពលដ៏មហាសាដែលឆាបឆេះនៅក្នុងរាងកាយរបស់ជាហ្វិនគឺជាភ្លើងឋានសួគ៌យូសៀនជាមួយនឹងថាមពលមួយនេះគឺពិតជាខ្លាំងមែនទែនសូម្បីតែរូបរាងកាយដួងបលាំងឬមួយក៏ដែនរបស់ហាធានក៏ត្រូវបានបែកខ្ញែកផងដែររូបរាងកាយជាហ្វិននៅពេលនេះផងដែរពោពេញទៅដោយដាប់ភ្លើងឋានសួគ៌កៅភ្នែកពោពេញទៅដោយថាមពលអត់ចាំយូរនោះទេជាហ្វិនក៏បានប្រើថាមពលរបស់គេធ្វើការវិប្រហារទៅកាន់ហាធាននៅពេលនេះផងដែរជើងឃើញថាហាធានគឺមិនអាចធ្វើអ្វីបាននោះទេមានតែការស្រែកទាំងក្តីឈឺចាំបំផ្ទុះថាមពលមួយនឹងក៏បានពលឺឡើងជើងឃើញថារូបរាងកាយរបស់ហាធានគឺត្រូវបានរសាយបន្តិចម្ដងនេះគឺអានិច្ចំថានៅពេលនេះ
នេះផងដែរហើយត្រៀមគឺត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយចំពោះយ៉ាន់ឆាន់វិញនៅបានឃើញចឹងគេនឹងគឺអត់រត់នោះទេគេនឹងក៏បានប្រើជាមួយនឹងយ៉ងរបស់គេដើម្បីធ្វើការវិប្រហារទៅកាន់ជូចានជាមួយអ្នកផ្សេងទៀតក៏ប៉ុន្តែមិនបានចូលគេនោះទេយើងឃើញថាកូនត្រេនរបស់យើងដែលជា9តូចនឹងក៏បានចេញមកហើយក៏បាននិយាយថាគឺពិតជាប្រហិនខ្លាំងមែនទែនហើយនឹងក៏បានប្រើថាមពលរបស់នាងធ្វើការចាត់ការទៅកាន់វេសម្ព័ន្ធទាំង3ធ្លាក់ខ្ពាកទៅនឹងដីតែម្ដងយ៉ាន់ឆាន់នៅបានឃើញចឹងគេនឹងក៏ដាក់មេប្លុយតែម្ដងគឺថារលំបាក់កញ្ញាមយ៉ាន់ឆាន់នៅបានឃើញចឹងគេនឹងក៏ដាក់មេប្លុយតែម្ដងគឺថារលំបាក់កញ្ញាមក៏ប៉ុន្តែរឿងនេះជាហ្វឹងគឺមិនអាចកាត់ឡងនោះទេដោយជាហ្វឹងបើចឹងគឺបានប្រើថាមពលរបស់គេធ្វើការសម្លាប់ទៅកាន់យ៉ាន់ឆាន់នៅនឹងកន្លែងដូចគ្នាចំពោះទស្សនិកជនដែលបានមកមើលទីកន្លែងហ្នឹងគេនឹងគឺពិតជាភ័យខ្លាំងមែនទែនចំពោះអំណាចរបស់ជាហ្វឹងហើយពួកគេក៏បានហោះប្រចាំចាយចាក់ចេញពីទីកន្លែងហ្នឹងភ្លាមជោគហ្មងឥឡូវនេះយើងឃើញថាជាហ្វឹងបើចឹងគឺពិតជាមានការនៅហត់ខ្លាំងមែនទែនចំពោះការប្រយុទ្ធមួយនេះជាមួយនឹងហៅធានជួយ៉ាងដែលបានឃើញចឹងគឺពិតជាព្រួយបារម្ភទៅកាន់ជាហ្វឹងខ្លាំងមែនទែនខណៈពេលនៅផងដែរមនុស្សអាចខ្មែរទាំង3នាក់ដែលយើងបានឃើញការពិភាក្សាមុនហ្នឹងគឺបានចេញមកតាមពិតទៅពួកគេហ្នឹងគឺជាកូនចៅរបស់មេសម្ព័ន្ធទាំង3ឡាវូដែលបានឃើញចឹងគេហ្នឹងគឺពិតជាខឹងខ្លាំងមែនទែនក៏ប៉ុន្តែត្រូវបានជាហ្វឹងគឺហាមឃាត់ពួកគេទាំង3ក៏បានធ្វើការសំទោសទៅកាន់គ្នារបស់ជាហ្វឹងហើយពួកគេក៏បាននិយាយថាពួកគេហ្នឹងគឺពិតជាសំទោសចំពោះរឿងរ៉ាវពីមុនដែលធ្វើឲ្យអ្នកទាំងគ្នាគឺមានការអត់ស្ពន់ចិនហើយបើសិនជាចង់ដាក់ទណ្ឌកម្មមកកាន់ពួកគេអ្នកទាំងគ្នាក៏អាចធ្វើការដាក់ទណ្ឌកម្មបានតាមចិនជាហ្វឹងនៅបានលើចឹងគេនឹងក៏បានថាអីថាវ៉ាទេហើយក៏បានប្រាប់ទៅកាន់អ្នកទាំង3ថាឲ្យអ្នកទាំង3ហ្នឹងគឺជាម្ចាស់របស់ខ្លួនចាក់ចេញទៅចំពោះអ្នកទាំង3ដែលបានលើចឹងគេនឹងគឺពិតជាដឹងគុណទៅកាន់ជាហ្វឹងខ្លាំងមែនទែនរីឯចំណែកជាហ្វឹងនៅពេលនេះផងដែរក្នុងខ្លួនរបស់គាត់ហ្នឹងគឺពិតជាពិបាកទ្រាំទ្រខ្លាំងណាស់ភ្លេចនោះផងដែរជាចានក៏បាននិយាយទៅកាន់ជាហ្វឹងថាខ្លួននាងក៏បានលើសម្លេងក្មេងស្រីម្នាក់នៅក្នុងរបស់មួយនេះដល់លើចឹងជាហ្វឹងបើចឹងក៏បាននិយាយទៅកាន់ជាចានថាវាគឺជាវិញ្ញាណអាវុធទេវភាពចំពោះលបងមូអូសៀននិងឡាវូដែលបានលើចឹងពួកគេហ្នឹងគឺពិតជាផ្ទះផ្អើលខ្លាំងមែនទែនក៏ប៉ុន្តែគណៈពេលនោះក៏មានជាងខ្លាំងណាស់ក៏បាននិយាយទៅកាន់ជាហ្វឹងថាជាហ្វឹងខានជួបគ្នាយូរហើយពេលនេះយើងក៏បានឃើញថាអិសរាជជនដែលមកពីនិកាយដែនដីនរហ្នឹងគឺបានមកដល់ហើយគ្នាយើងក៏បានស្គាល់ហើយជាមួយនឹងអាប៉ែហ្នឹងចំពោះលបងមួយដែលបានឃើញចឹងគេហ្នឹងក៏បាននិយាយទៅកាន់អាប៉ែហ្នឹងថាតែឯងហ្នឹងគឺចង់សងសឹកឲ្យទៅកាន់ហៅធានមែនអិសរាជជនហ្នឹងក៏បាននិយាយទៅកាន់លបងមួយជើងវិញថាគ្រាន់តែណែចាញ់ពីរនាក់ពួកវាងាប់ក៏ងាប់ទៅជើងហ្នឹងគឺមិនខ្វល់នោះទេក៏ប៉ុន្តែចំពោះជាហ្វឹងជាមួយនឹងជើងគឺថាកំណត់របស់ពួកជើងទាំងពីរគឺមិនអាចកាត់ស្រេចបានឡើយដោយសារតែជាហ្វឹងគឺបានធ្វើការបំផ្លាញជាមួយនឹងដួងព្រលឹងរបស់ជើងចឹងហើយកំណត់មួយនេះគឺត្រូវតែដោះស្រាយនៅថ្ងៃនេះនឹងឯងរបាននិយាយរួចអិសរាជចម្នាក់នឹងក៏បានប្រាយជាមួយនឹងកញ្ញារបស់គេធ្វើការវិប្រហារទៅកាន់អ្នកទាំងអស់គ្នាចំពោះលបងមួយដែលបានឃើញចឹងក៏បានប្រាប់ទៅកាន់ឡាស៊ីថាឲ្យនាំពួកគេនឹងគឺរត់ទៅហើយរកក៏គឺនៅទប់ទល់ដើម្បីពជាពេលដល់និយាយរួចលបងមួយក៏បានហត់ទៅសំខាន់ទៅលកាសប្រាយជាមួយនឹងឋានពររបស់គាត់បង្កើតបានទៅជាទម្រង់នេះហើយធ្វើការទប់ទល់ជាមួយនឹងកញ្ញាដែររបស់អិសរាជជនមកពីនិកាយដែនដីនរួងដូចគ្នាជើងគឺបានដឹងហើយចឹងថានៅពេលនេះលបងមួយបើចឹងនឹងគឺគ្មានគីឡូជាមួយអិសរាជជនមកពីដែនដីនរួងនឹងទេដែលរកគាត់នឹងគឺត្រូវបានវាប្រហារទៅដោយហៅធានចឹងហើយនៅពេលនេះគាត់នឹងគឺរស់របួសខ្លាំងមែនទែនចំពោះឡាស៊ីដែលបានឃើញថាបងថងរបស់គេត្រូវបានខ្ទាតមកវិញដូច្នេះគេនឹងគឺពិតជាបារម្ភទៅកាន់លបងមូខ្លាំងមែនទែនហើយគេក៏បានជឿថានៅពេលនេះផងដែរពួកជើងទាំងអស់នេះគឺកំពុងតែមានរបួសចឹងហើយពួកជើងគឺមិនអាចកិច្ចទៅណាបាននោះទេមានតែប្រយុទ្ធទៅដល់ទីបញ្ចប់ចំពោះឡាវូរគេគឺបានជឿថាពួកជើងគឺជាបងប្អូនស្លាប់រស់ចឹងហើយថ្ងៃនេះបើរស់គឺរស់ទាំងអស់គ្នាតែបើស្លាប់ទាំងអស់គ្នាអិសរាជជនម្នាក់នឹងបានលើដូច្នេះគេនឹងគឺពិតជាអស់សំណាក់ខ្លាំងមែនទែនហើយគេក៏បានជឿថាសម្បត្តិត្រឹមពួកឯងគឺចង់មកធ្វើការប្រយុទ្ធជាមួយនឹងជើងនៅពេលនេះជើងឃើញថាជាហ្វងរបស់ជើងក៏បានហត់ទៅសំខាន់ទៅលើអាកាសហើយក៏បាននិយាយទៅកាន់អិសរាជជនម្នាក់នឹងថាមនុស្សដែលឯងចង់ស្លាប់គឺជាយើងចឹងហើយឯងនឹងគឺចាប់ចូលបញ្ជោគមកយីហ្វងរបស់ជើងដែលមិនចង់ខ្ជិះខ្ជាយពេលវេលាយូររកគាត់នឹងក៏បានប្រើជាមួយនឹងនាគភ្លើងរបស់គាត់ធ្វើការវិប្រហារទៅកាន់អិសរាជជនម្នាក់នឹងយីហ្វងរបស់ជើងគឺប្រើធម្មពលរបស់គាត់ធ្វើការវិប្រហារទៅកាន់អិសរាជជននឹងក៏ដោយក៏ប៉ុន្តែនឹងគឺវាយមិនស្គៀបនោះទេសំបីតែបងប្អូនរបស់លបងមូអ៊ូសៀនឡាវូគឺថារួមដៃគ្នាយ៉ាងណាក៏ដោយគឺថាវាយមិនជ្រាបចូលឡើយអិសរាជជននឹងបានឃើញចឹងគេនឹងគឺបាននិយាយទាំងជឿជាក់ថាវានឹងគឺពិតជាធន់ខ្លាំងមែនទែនក្នុងការប្រយុទ្ធមួយនេះដែលថាពួកគេនឹងគឺឆាប់ស្លាប់ពេកដោយនៅជារួចអិសរាជជននឹងក៏បានប្រើជាមួយនឹងធម្មពលពោះរបស់គេធ្វើការវិប្រហារទៅកាន់អ្នកទាំង3ជើមើលទៅធម្មពលពោះរបស់គេតែប៉ុណ្ណឹងសោះគឺថាបងប្អូនតកូអ៊ូទាំង3នាក់គឺវាយឡើងខ្ទោខ្ទាពេញមេងចំពោះជួយចានដែលបានឃើញចឹងរកនេះនឹងគឺចង់ហោះទៅជួយផងដែរក៏ប៉ុន្តែជីហ្វឹងក៏បានសញ្ញោឲ្យកូនពលរបស់គាត់នឹងគឺធ្វើការរៀបរៀងទៅកាន់ជួយចានគឺមិនឲ្យជ្រៀតជ្រែកក្នុងការប្រយុទ្ធមួយនេះនោះទេនៅពេលនេះយើងឃើញថាអិសរាជជននឹងក៏បានប្រើបច្ចេកទេសរបស់គេសាជាថ្មីម្ដងទៀតហើយបច្ចេកទេសរបស់គេនឹងគឺពិតជាមិនចូលនោះទេគ្រាន់តែដឹងថាវានឹងគឺជាធម្មពលក្បាស់ខ្មោចធ្វើការវាប្រហារទៅកាន់បងប្អូនតកូអ៊ូទាំង3នាក់របស់មូអ៊ូសេនិងឡាវូដែលបានឃើញចឹងពួកគេនឹងក៏បានប្រើជាមួយនឹងធម្មពលរបស់ពួកគេបង្កើតបានទៅជាខែបារីដើម្បីរងចាំការវាប្រហារមួយនេះក៏ប៉ុន្តែយើងឃើញថាគឺមិនបានត្រឹម2វិនាទីផងពួកគេទាំង3នាក់គឺត្រូវបានខ្ទាតជាចម្ងាយដល់បានចាត់ការពួកគេទាំង3នាក់ហើយអេស្ត្រាជននឹងក៏បានបន្តដើម្បីធ្វើការវាប្រហារទៅកាន់យូយ៉ានយូហ្វនបានឃើញចឹងគេនឹងគឺមិនឲ្យរឿងនឹងកើតឡើងនោះទេតែរកគេនឹងក៏បានហោះទៅស្កាមុខហើយយូហ្វននឹងក៏បានប្រើជាមួយនឹងគុជភ្លើងទេវៈរបស់គេធ្វើការវាប្រហារទៅកាន់អេស្ត្រាជនម្នាក់ហ្នឹង
អិសរាជជនម្នាក់នឹងបានឃើញចឹងគេនឹងក៏បានប្រើជំនឿរបស់ការពេលដើម្បីតបតល់ជំនឿនឹងការវិបហារបស់ជាហ្វឹងជឿឃើញថាគុយភ្លើងទេវៈរបស់ជាហ្វឹងគឺពិតជាមានអានុភាពខ្លាំងមែនទែននៅពេលនេះដែលអាចរបស់អិសរាជជននឹងក៏បានឆេះផងដែរហើយអិសរាជជនក៏បានដឹងថាវានឹងគឺជាភ្លើងថាស៊ូស៊ូជៀនជាហ្វឹងក៏បាននិយាយទៅកាន់អិសរាជជននឹងថាពួកយើងគឺមិនមែនជាសត្រូវស្លាប់រស់នោះទេប្រសិនបើឈប់ក្នុងការប្រយុទ្ធនៅពេលនេះវានឹងក៏មិនយឺតពេលដែរអិសរាជជនក៏បានឆ្លើយតបទៅកាន់ជាហ្វឹងថាទោះបីជារ៉ូកេនឹងក៏មិនដឹងថាជាហ្វឹងនឹងក៏បានវាមកពីណាក៏ប៉ុន្តែភ្លើងថាស៊ូស៊ូជៀននឹងគឺមិនទាន់ចោះសម្រងទៅកាន់ជាហ្វឹងពេញលេញឡើយដោយនិយាយរួចអិសរាជជននឹងក៏បានប្រើជាមួយនឹងបច្ចេកទេសរបស់គេមួយទៀតដែលមានឈ្មោះថាអំណាចអធិរាជលីងជូជាមួយនឹងបច្ចេកទេសមួយនេះវានឹងគឺពិតជាសាហាវខ្លាំងមែនទែននៅពេលនេះយើងក៏បានឃើញថាធម្មពលជាច្រើនក៏បានធ្វើការវិប្រហារទៅកាន់អ្នកទាំង3ហើយមែនគឺមើលយូរទៅគឺមិនដឹងថាធម្មពលទាំងអស់ហ្នឹងគឺអាចផ្កាយឬមួយក៏បិសាយអីទេគឺថាមើលអត់ចូលតែម្ដងយល់ទៅបច្ចេកទេសរបស់អិសរាជជននេះគឺចេញមកហ្នឹងគឺផ្លាយជោគហ្មងខណៈពេលនោះជាហ្វឹងបើចឹងគឺបានប្រើធម្មពលរបស់គេហ្នឹងគឺបង្កើតបានទៅជាខែបារីដើម្បីទប់ទល់ជាមួយនឹងការវិប្រហាររបស់អិសរាជជនជាហ្វឹងបើចឹងក៏បាននិយាយទៅកាន់អ្នកទាំង3ថាជាមួយនឹងធម្មពលធម្មតាគឺមិនអាចធ្វើការកម្ចាត់ទៅកាន់ពួកបិសាចហ្នឹងនោះទេដល់បាននិយាយរួចជាហ្វឹងបើចឹងក៏បានប្រើជាមួយនឹងគុជទេវៈរបស់គេហ្នឹងគឺធ្វើការកម្ចាត់ទៅកាន់ពួកបិសាចហ្នឹងចោលអស់តែម្ដងរបស់មួយជាមួយនឹងបងប្អូនរបស់គាត់ដែលបានឃើញចឹងពួកគេហ្នឹងគឺមិនឈរអប់ដៃមើលនោះទេដែលពួកគេហ្នឹងគឺបានប្រើធម្មពលរបស់ពួកគេរៀងៗខ្លួនធ្វើការវិវហាររួមគ្នាទៅកាន់អិសរាជជនដែលបានឃើញចឹងគេហ្នឹងក៏បានប្រើជាមួយនឹងរួនកាយនៃសិល្បៈក្បាច់គុណរបស់គេចេញមកចាំមើលទៅវាហ្នឹងគឺពិតជាអំណាចខ្លាំងណាស់យើងឃើញថាគ្រាន់តែអិសរាជជនហ្នឹងគឺបានចេញធម្មពលតែបន្តិចប៉ុណ្ណោះគឺថាធ្វើឲ្យអ្នកទាំង3ហ្នឹងគឺទៀតជាចម្ងាយតែម្ដងហើយនេះគឺនៅមិនទាន់ចាប់នោះទេអិសរាជជនម្នាក់ហ្នឹងក៏បានប្រើរូបរាងកាយរបស់គេធ្វើការវិប្រហារទៅកាន់លបងមូហើយជឿមើលទៅលបងមូបើចឹងហ្នឹងគឺមិនអាចកិច្ចតាបានឡើយលបងមូដែលបានឃើញចឹងគាត់ហ្នឹងក៏បានប្រើជាមួយនឹងធម្មពលរបស់គាត់បង្កើតបានទៅជាខែបាយរៀនដើម្បីតបតល់ជាមួយនឹងការវិប្រហារមួយនេះជាអកុសលលបងមូហ្នឹងក៏មិនអាចតបតល់ជាមួយនឹងការវិប្រហាររបស់អិសរាជជននោះទេដោយសារតែធម្មពលរបស់អិសរាជជនហ្នឹងគឺពិតជាខ្លាំងមែនទែននេះក៏បានធ្វើឲ្យលបងមូបើចឹងហ្នឹងគឺបានទៀតជាចម្ងាយតែម្ដងចំពោះអូសេជាមួយនឹងឡាវូដែលបានឃើញដូច្នេះពួកគេគឺពិតជាមានការព្រួយបារម្ភទៅកាន់បងប្រុសរបស់គេជាខ្លាំងក៏ប៉ុន្តែក្នុងស្ថានភាពបែបនេះពួកគេនឹងគឺមិនអាចទៅមើលទៅកាន់បងប្រុសរបស់គេនោះទេតែទៅពេលក៏បានប្រើធម្មពលរបស់ពួកគេធ្វើការវិប្រហារបន្តទៅកាន់អិសរាជជនក៏ប៉ុន្តែជឿមើលទៅឡាវូជាមួយនឹងអូសេពួកគេនឹងគឺមិនអាចធ្វើអ្វីទៅកាន់អិសរាជជនបានទេហើយប៊ីសត្រូវបានអិសរាជជននោះគឺសម្លាប់ពួកគេទាំងពីរនាក់ទៀតក៏ប៉ុន្តែជាសំណាងល្អជាហ្វឹងបើជានឹងគឺបានមកដល់តាន់ពេលហើយជាហ្វឹងនឹងក៏បានប្រើជាមួយនឹងបារីរបស់គាត់ដើម្បីតបតល់ជាមួយនឹងការវិប្រហារមួយនេះទោះបីជាអញ្ចឹងក៏ប៉ុន្តែពួកគេនឹងក៏ត្រូវបានខ្ទាតជាចម្ងាយផងដែរហើយចំណែកឯអូសេជាមួយនឹងឡាវូនៅពេលនេះផងដែរពួកគេនឹងក៏ទទួលរងជាមួយនឹងរបួសថែមទៀតជាហ្វឹងរបស់គាត់ក៏បានប្រើគុជទេវៈរបស់គាត់ដើម្បីព្យាបាលទៅកាន់អ្នកទាំង3ហើយប្រាប់ទៅកាន់អ្នកទាំង3ថាឲ្យអ្នកទាំង3ហ្នឹងគឺធ្វើការព្យាបាលទៅតើគាត់ហ្នឹងគឺជាអ្នកចាត់ការទៅកាន់អិសរាជជនឡាវូដែលបានលើចឹងក៏បាននិយាយថា4អ្នកហ្នឹងក៏វាយវាមិនចូលផងចោះតម្រាំតែយាហ្វឹងម្នាក់ឯងគឺពិតជាពិបាកក៏ប៉ុន្តែអូស៊ីក៏បាននិយាយថាបើសិនជាយាហ្វឹងគឺបាននិយាយដូចនេះហើយប្រហែលជាយាហ្វឹងហ្នឹងកំពុងតែមានផែនការអ្វីមួយនៅពេលនេះជាងខ្លាំងតាពីគឺបានធ្វើការប៉ះតកែគ្នាជាងក៏បានឃើញថាការពិចារណារបស់ពួកគេគឺពិតជាមានការស្វែងខ្លាំងមែនទែនអានេះជាបានថាគឺមិនប្រហែលគឺមិនបានយាហ្វឹងក៏បាននិយាយទៅកាន់អិសរាជជនថាដួងព្រលឹងរបស់ឯហ្នឹងគឺត្រូវបានយើងកម្ចាត់ចឹងហើយឯហ្នឹងក៏ត្រូវបានយើងសម្លាប់ផងដែរយាហ្វឹងរូគេក៏បានបញ្ចេញជាមួយនឹងបច្ចេកទេសថ្មីរបស់គេដែលបានខិតខំរៀននៅក្នុងកោះនិមិសហើយជាមួយទៅបច្ចេកទេសមួយនេះគឺពិតជាអស្ចារ្យខ្លាំងមែនទែនក៏ប៉ុន្តែវានៅតែមិនអាចធ្វើអ្វីទៅកាន់អិសរាជជននឹងបានឡើយអិសរាជជនបានឃើញថាវានឹងគឺមានឱកាសក្នុងការសម្លាប់ទៅកាន់យាហ្វឹងដូច្នេះវានឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយវាក៏បានប្រើធម្មពលរបស់វាធ្វើការវាប្រហារទៅកាន់យាហ្វឹងចំពេញយាហ្វឹងបើចឹងគឺអត់តចោះចាញ់នោះទេដែលរូគាត់នឹងគឺបានប្រើជាមួយនឹងស្នៃនេះបង្កើតបានទៅជាខែបារីដើម្បីតបតជាមួយនឹងការវាប្រហារមួយនេះក៏ប៉ុន្តែយើងក៏បានឃើញថាស្នៃនេះមួយនឹងគឺមិនអាចជួយអ្វីទៅកាន់យាហ្វឹងនោះទេត្រូវបានការវាប្រហាររបស់អិសរាជជននឹងគឺធ្វើការវាទៅកាន់យាហ្វឹងចំពេញអ្នកទាំងនេះដែលបានឃើញចឹងគឺពិតជាមានការស្លុតចិត្តខ្លាំងមែនទែនហើយពួកគេនឹងគឺពិតជាមានការព្រួយបារម្ភជាពិសេសយូចានរបស់ជើងតែម្ដងគឺពិតជាមានការព្រួយបារម្ភទៅកាន់ជាហ្វឹងជាខ្លាំងនៅវិនាទីចុងក្រោយនៃការស្លាប់រស់របស់ជាហ្វឹងជើងក៏បានឃើញថា9ទៅនឹងគឺបានបង្ហាញខ្លួនជាមួយនឹងធម្មពលរបស់នាងគ្រាន់តែម្រាមដៃមួយប៉ុណ្ណោះក៏បានធ្វើការបំបែកជាមួយនឹងរូបបដិមារបស់អិសរាជជនមិនតែប៉ុណ្ណោះអិសរាជជនមួយនឹងក៏បានធ្វើការស៊ីមុស្គីរបស់9ទៅផងដែរគឺថាឈឺខ្លួនចាស់ដំណំ9ទៅក៏បាននិយាយទៅកាន់ជាហ្វឹងថាស្នៃនេះដែលជាហ្វឹងកំពុងតែប្រើនេះធម្មពលរបស់វានឹងគឺមិនទាន់ស្ដាប់ពេញលេញឡើយចឹងហើយជាហ្វឹងមិននឹងយករបស់មកប្រើគួរតែពិនិត្យផងចំពោះបងប្អូនទាំង3នាក់នេះវិញដែលបានឃើញចឹងពួកគេគឺពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលបានឃើញថាជាហ្វឹងបើចឹងគឺនៅមានសមត្ថភាពឡាវូរូគេក៏បាននិយាយថារូគេនឹងគឺពិតជាដឹងច្បាស់ហើយថាជាហ្វឹងបើចឹងហ្នឹងគឺមានមធ្យោបាយជាច្រើនក្នុងការទប់ទល់ជាហ្វឹងក៏បាននិយាយទៅកាន់9ទៅថារូគាត់ហ្នឹងគឺពិតជាមានសំណាងណាស់ដែលមាន9ទៅហ្នឹងគឺនៅក្បែរខ្លួនដែលបានលើដូច្នេះ9ទៅក៏បាននិយាយទៅកាន់ជាហ្វឹងថាជាហ្វឹងគឺត្រូវតែពឹងផ្អែកមកកាន់នាងនៅពេលណាដែលជាហ្វឹងហ្នឹងគឺមានរឿងសំខាន់ហើយ9ទៅក៏បាននិយាយបន្ថែមទៀតថាបើសិនជាជាហ្វឹងវឹកហាត់ត្រឹមតែ30ឆ្នាំទៀតគឺថាជាហ្វឹងហ្នឹងគឺអាចសម្លាប់ទៅកាន់អប៉ែហ្នឹងបានយ៉ាងងាយចំពោះអិសរាជជនវិញដែលបានឃើញចឹងពីគឺបាននិយាយថាការបង្កើតអាវុធវិញ្ញាណហ្នឹងគឺពិបាកណាស់ទៅហើយវានឹងគឺពិតជាពោពេញទៅដោយកំណត់ទ្រាំថ្ងៃនេះរវាគឺត្រូវតែសម្លាប់ទៅកាន់ជាហ្វឹងដើម្បីយកកំណត់ទ្រាំទាំងអស់ហ្នឹងជឿឃើញថាអិសរាជជនហ្នឹងក៏បានបញ្ចេញចំនួនរូបបដិមាចំនួន2ធ្វើការវិប្រហារទៅកាន់ជាហ្វឹង
ប្រមុនទៅដល់បានឃើញចឹងរត់នាងក៏បានប្រើជាមួយនឹងធម្មពលរបស់នាងគឺត្រឹមតែមួយម្រាមប៉ុណ្ណោះហើយធ្វើការកម្ចាត់ទៅកាន់រូបរាងកាយព្រលឹងទាំងពីរហ្នឹងនិងអិសរាជនហ្នឹងគឺបានបាត់ទៅហើយជាមួយនឹងធម្មពលរបស់9តូចមួយនេះគឺបានធ្វើឲ្យអិសរាជនហ្នឹងធ្លាក់មកពីនឹងដីបាត់មាត់ជ្រាបតែម្ដងជាហ្វឹងដល់បានឃើញចឹងក៏បាននិយាយថាតាប៉ែហ្នឹងស្លាប់ហើយមែនដល់លើចឹង9តូចក៏បានមើលទៅកាន់អិសរាជនមួយស្របហើយរត់នាងក៏បាននិយាយថាគឺមិនមែននោះទេនិយាយមិនតបានចាប់ផងជើងក៏បានឃើញថាមានរបស់ចម្លែកមួយហ្នឹងក៏បានហោះចេញពីរូបរាងកាយរបស់អិសរាជនមើលទៅធម្មពលរបស់វាគឺពិតជាខ្លាំងមែនទែនបន្តសរឿងការពិភាក្សាមុនយើងបានឃើញថាការពិចារណារបស់ពួកគេគឺនៅមិនទាន់ចាប់ឡើយនៅពេលនេះយើងឃើញថាមានដំបងពេលមួយនឹងក៏បានធ្វើការវិប្រហារទៅកាន់ជាហ្វឹងជាមួយនឹង9តូចហើយនៅពេលដែលដំបងមួយនឹងគឺបានបង្ហាញខ្លួនយើងបានសង្កេតឃើញថា9តូចនឹងក៏ចុះខ្សោយផងដែរហើយដំបងសើមួយនឹងក៏បានធ្វើការវិប្រហារទៅកាន់ពួកគេនឹងគឺជារឿយៗហើយពួកគេនឹងគឺកិច្ចចង់ដាច់ខ្យល់ហើយយើងហ្វឹងដល់បានឃើញថា9តូចចុះខ្សោយដូច្នេះក៏បានសួរទៅកាន់9តូចថាតើមានបញ្ហាអ្វីទៅ9តូចក៏បាននិយាយប្រាប់ទៅកាន់ជាហ្វឹងថាបងវេទមន្តមួយនឹងក៏បានធ្វើការបង្ក្រាបជាមួយនឹងវេទមន្តរបស់នាងជាហ្វឹងបើចឹងគ្រាន់តែបានលើដូច្នេះក៏បានសួរទៅកាន់9តូចថាតើអាវុធវិញ្ញាណមួយហ្នឹងគឺជាប្រភេទអ្វីទៅ9តូចក៏បានប្រាប់ទៅកាន់ជាហ្វឹងថាអាវុធមួយនេះរូបនាងហ្នឹងគឺធ្លាប់ស្គាល់ក៏ប៉ុន្តែរូបនាងគឺមិនសូវជាប្រកបនោះទេភ្លាមនោះយើងក៏បានឃើញថាអេសត្រជនហ្នឹងក៏បានធ្វើការដឹងខ្លួនទៅវិញហើយវាហ្នឹងក៏បាននិយាយទៅកាន់អ្នកទាំងពីរថាយើងគឺមិនដឹកស្មានទេថាចេតនាដែររបស់ឯងហ្នឹងគឺមានឥទ្ធិពលខ្លាំងនោះទេហើយម្យ៉ាងវិញទៀតបើសិនជាវាហ្នឹងគឺមិនមានអាវុធវេទមន្តនោះទេប្រហែលជានៅពេលនេះវាហ្នឹងក៏បានខ្លាយទៅជាខ្មោចមួយហើយ9តូចក៏បានសួរទៅកាន់អេសត្រជនហ្នឹងថាតាមម្ចាស់របស់ឯហ្នឹងគឺជាបណ្ណាចំពោះអាវុធវេទមន្តដែលអិសរាជនកំពុងតការនេះគឺត្រូវបានផ្ដល់ឲ្យពីម្ចាស់របស់គេហើយចំពោះអាវុធវេទមន្តមួយនេះផងដែរវានឹងគឺពិតជាខ្លាំងមែនទែនអាចធ្វើការបង្ក្រាបជាមួយនឹងវេទមន្តរបស់9តូចបានអិសរាជននឹងក៏បាននិយាយទៅកាន់9តូចថាបើពេបរស់នៃគ្រួសាររបស់គេនឹងមានដៃមានជើងមានភ្នែកអាចទៅដល់មិនបានពួកឯងនឹងគឺមិនមានតម្លៃស្គាល់ឈ្មោះរបស់គាត់នោះទេ9តូចដល់បានលើចឹងរនាងក៏បានស្រមៃទៅដល់បរោះអាត់កបាំងមួយក៏បានធ្វើការធ្វើបាបនាងតិចតួចចឹងណាហើយជើងគឺមិនស្គាល់ទេថាតើបរោះម្នាក់ហ្នឹងគឺជាពីណា9តូចរនាងក៏បាននិយាយថាគឺមិនអាចទៅរួចនោះទេគឺមិនអាចទៅរួចនោះទេចំពោះជាហ្វឹងដែលបានលើពាក្យសម្ដីទាំងអស់នេះហើយក៏បានសួរទៅកាន់9តូចភ្លាមជោគមកគាត់នឹងក៏បានសួរថាតើ9តូចនឹងក៏បានគិតទៅដល់ពីណា9តូចរនាងក៏បាននិយាយថាគឺជាមនុស្សអាក្រក់ណាស់ហើយពិតជារំខានថែមទៀតខណៈពេលនោះយើងឃើញថាអេសរាជនក៏ចាប់ផ្ដើមធ្វើការវិប្រហារដោយប្រើដំបងវេទមន្តរបស់គេនឹងឯងហើយចាំមើលទៅសន្ទុះធម្មពលដែលសាយភាវានឹងគឺពិតជាខ្លាំងជាមួយនឹងអាវុធវេទមន្តមួយនេះវានឹងគឺពិតជាសាហាវខ្លាំងមែនទែនគឺថាភ្នំរមួយកដីនឹងគឺប្រេះបែកខ្ចាក់ខ្ចាយអស់ហើយមិនតែប៉ុណ្ណោះជាមួយនឹងអាវុធវេទមន្តដ៏កាយសាហាវមួយនេះវានឹងគឺថែមទាំងអាចស្រូបចូលជាមួយនឹងធម្មពលដួងបលឹងរបស់មនុស្សថែមទៀតនៅពេលនេះយើងឃើញថារបស់មូឡៅអ៊ូជាមួយនឹងអ៊ូស៊ីនឹងគឺត្រូវបានទាញយកជាមួយនឹងធម្មពលជាច្រើនហើយចំណែកឯ9តូចក៏រំខានផងដែរក៏ប៉ុន្តែជាហ្វឹងបើជើក៏បានបើកខែបារៀដើម្បីទប់ទល់ជាមួយនឹងសម្ពាធដ៏អាក្រក់មួយនេះជាហ្វឹងគាត់ក៏បាននិយាយថាតើបច្ចេកទេសដែលអេសរាជនកំពុងតែប្រើនេះតើវានឹងគឺជាបច្ចេកទេសអ្វីទៅជាហ្វឹងគាត់ក៏បានជាបន្ថែមទៀតថាជាមួយនឹងបច្ចេកទេសមួយនេះហើយវានឹងគឺពិតជាអាចស្រូបចូលធម្មពលជីវិតនិងព្រលឹងវិញ្ញាណ9តូចដែលបានឃើញចឹងរត់នេះគាត់ចាំយល់ទេដែលរត់នេះគឺបានប្រើជាមួយនឹងបច្ចេកទេសរបស់នេះបង្កើតបានដែរជាច្រើនធ្វើការវិប្រហារទៅកាន់អេសរាជនចំពោះអេសរាជនវិញដែលបានឃើញដូច្នេះក៏ដោយគេនឹងគឺអព្រឺទេហើយអេសរាជនក៏បានប្រើជាមួយអាវុធរបស់គេនឹងបង្កើតបានទៅជាទម្រង់ដើមមួយធ្វើការវិប្រហារទៅកាន់9តូចយេហ្វឹងបើចឹងដែលបានឃើញដូច្នេះលឿនខ្លាំងមែនទែនគឺថាគាត់នឹងក៏បានធ្វើការរងជាមួយនឹងការវិប្រហារមួយនេះដោយប្រើជាមួយនឹងខែបារៀរបស់គាត់ដើម្បីទប់ទល់ក៏ប៉ុន្តែយើងឃើញថាជាមួយនឹងធម្មពលដ៏មហាសាលមួយនេះយេហ្វឹងបើចឹងគឺវេទនាខ្លាំងមែនទែនអេសរាជនក៏បាននិយាយទៅកាន់យេហ្វឹងថាឈប់តស៊ូទៅគ្មាននរណាម្នាក់នឹងអាចគេចផុតពីរង្វង់វិញ្ញាណនេះបានទេហើយអេសរាជនរបស់គាត់នឹងក៏បានប្រើជាមួយនឹងធម្មពលរបស់គាត់បន្ថែមទៀតហើយនៅពេលនេះផងដែរយើងឃើញថាសម្ពាធដ៏មហាសាលនឹងក៏បានធ្វើការគ្រប់គ្រងទៅកាន់អ្នកទាំងអស់គ្នាចំពោះបងប្អូនទាំង3នាក់នេះវិញពេលនេះផងដែរយើងឃើញថាឡាអូនឹងគឺគេទ្រាំលេខបានហើយចំពោះលបងមូដែលបានឃើញចឹងគាត់នឹងក៏បានបន្តខ្លួនឯងតែម្ដងគាត់នឹងក៏បាននិយាយថាគាត់គឺពិតជាសំទោសទៅកាន់បងប្អូនរបស់គាត់ខ្លាំងមែនទែនហើយនេះគឺដោយសារតែគាត់នឹងគឺខ្សោយខ្លាំងពេកដែលមិនអាចការពារទៅកាន់អ្នកគ្រប់គ្នាអូស៊ីដែលបានលើចឹងក៏បាននិយាយទៅកាន់លបងមូថាបើសិនជាគាត់នឹងគឺមិនមានលបងមូនោះទេប្រហែលជានៅពេលនេះគាត់នឹងក៏បានស្លាប់ជូរណាស់ទៅហើយអូស៊ីរូកេនឹងក៏បាននិយាយបន្ថែមទៀតថាបងប្រុសមួយថ្ងៃគឺជាបងប្រុសមួយជីវិតរូកេនឹងគឺមិនស្ដាយនោះទេចំពោះឡាអូវិញគេក៏បាននិយាយបដាចំបដាគេនឹងក៏បាននិយាយថាជានេះគឺថាពួកជើនឹងក៏បានខ្លាយទៅជាបងប្អូននឹងគ្នាដ៏ចិត្តដិតបំផុតហើយបើសិនជាមានជាតិក្រោយចូលពួកជើនឹងគឺនឹងខ្លាយទៅជាបងប្អូនបន្តទៀតហើយឡាអូបើជើនឹងក៏បានធ្វើការជុំឡើងមកអស់កតែម្ដងហើយបាននិយាយអំពីទឹកភ្លេចវិញគេថាហូរមកទាំងកធុងជោគមកហើយបងមួយបើជើនឹងបានឃើញចឹងគាត់នឹងក៏បាននិយាយទៅកាន់ប្អូនប្រុសរបស់គាត់ទី3ថាទី3ឯងជប់ចឹងទៅគឺពិតជាអាក្រក់មើលខ្លាំងណាស់ចំពោះឡាអូបើចឹងវិញតើបានលើដូច្នេះគេនឹងគឺរត់តែជុំថែមទៀតគឺថាជុំអស់
ក៏តម្រង់កើតខ្វល់អីក៏តាពីយំឥឡូវយើងបងមកមើលទៅកាន់ជាហ្វឹងបើជើងវិញម្ដងនៅពេលនេះផងដែរយើងឃើញថាជាហ្វឹងបើជើងនឹងគាត់នឹងក៏លេងទ្រាំទ្របានទៀតដែរគេថាតុនជើងបដាហើយជាហ្វឹងគេក៏បាននិយាយថារកគេគឺមិនអាចស្លាប់នៅទីនេះនោះទេព្រោះឯនៅពេលនេះគឺថាមានមនុស្សជាច្រើនគឺកំពុងតែរងចាំគេអញ្ចឹងគេគឺមិនអាចស្លាប់បានឡើយប្រមូលទៅក៏បាននិយាយទៅកាន់ជាហ្វឹងថាឲ្យជាហ្វឹងគឺប្រើបច្ចេកទេសដែលរកនាងក៏បានបង្រៀនទៅកាន់ជាហ្វឹងកាលពីមុនហើយជាហ្វឹងគឺត្រូវតែប្រើជើងដើម្បីជំរុញវត្ថុការពារវេទមន្តរបស់នាងចាស់ជាហ្វឹងបើជើងដែលបានលើជើងគាត់ក៏បាននិយាយទៅកាន់9តូចថានិយាយស្អីគេនឹងគឺវល់ដូចនេះអញ្ចឹងតើវានឹងគឺជាអ្វីទៅលើជើង9តូចក៏បាននិយាយទៅកាន់ជាហ្វឹងថាគ្មានពេលបញ្យល់ទេហើយរូបនាងគឺទ្រាំទ្រលេងបានហើយតិចងាប់ទាំងពីរនាក់ទៅចំពោះជាហ្វឹងបើជើងដែលបានលើដូចនេះរកគេនឹងក៏បានកាត់មួយសរបកបើសិនជារកគេគឺបានប្រើជាមួយបច្ចេកទេសមួយនេះនៅថ្ងៃមកទៅរកគាត់នឹងគឺប្រហែលជាបានសុកនោះទេក៏ប៉ុន្តែក្នុងស្ថានភាពបែបនេះបើសិនជារកគាត់នឹងគឺមិនប្រើផ្លូវតែមកគត់របស់គាត់គឺស្លាប់ខណៈពេលនោះផងដែរអេសរជនក៏បាននិយាយទៅកាន់អ្នកគ្រប់គ្នាថាអ្នកទាំងអស់គ្នាពួកយើងជួបគ្នាគឺត្រឹមហ្នឹងហើយហើយអេសរជនរកគាត់នឹងក៏បានប្រើជាមួយនឹងធម៌ពររបស់គាត់ដែលបានបញ្ចេញជាមួយនឹងដំបងវេទមន្តមួយហ្នឹងជឿឃើញថាធម៌ពរដែលបញ្ចេញមួយនេះផងដែរវានឹងគឺពិតជាធំស្កឹមស្កៃហើយជាមួយនឹងធម៌ពរមួយនេះបើមិនស្លាប់ក៏ពិការនៅពេលនេះជាហ្វឹងបើចឹងគឺគ្មានជំរើសនោះទេគាត់នឹងក៏បានហោះសំកាំងទៅលើអាកាសហើយបានបញ្ចេញជាមួយនឹងឈាមរបស់គាត់ដើម្បីដាស់ជាមួយនឹងនិមិត្តសញ្ញាសិនពូជម្រាបសួរក៏ដូចជាសួស្ដីទៅកាន់អ្នកកូននិយមគ្រប់គ្រងរបច្ចេកទីរាប់អាននៅពេលនេះផងដែរជឿឃើញថាជាមួយនឹងការដាស់និមិត្តសញ្ញាសិនពូវិញនេះគឺថាលំហនឹងក៏បានប្រែខ្ចាច់បែកខ្ទេចខ្ទីតែម្ដងហើយចំពោះធម៌ពរដែលសាយភេចេញនិមិត្តសញ្ញាសិនពូមួយនេះគឺពិតជាសាហាវខ្លាំងមែនទែនអានេះជាបានថាភ្នំនៅគេនឹងគឺចង់បាក់បែកខ្ទេចខ្ទីគ្មានសល់ជាមួយនឹងធម៌ពរដ៏មហាសាលមួយនេះនិមិត្តសញ្ញាសុនវូក៏បានធ្វើការបំបែកជាមួយនឹងធម៌ពររបស់អេស្រាជនហើយធម៌ពរមួយនេះក៏បានធ្វើការវិប្រហារបន្តទៅកាន់អេស្រាជនជាមួយនឹងធម៌ពរដ៏ខ្លាំងមួយនេះអេស្រាជនគឺមិនអាចទប់បានឡើយហើយអេស្រាជនគឺត្រូវបានធ្លាក់ខ្ពាកទៅនឹងដីនៅនឹងកន្លែងតែម្ដងបាននិយាយអំពីធម៌ពរដែលវិប្រហារបាញ់មិញនេះគឺធម៌ពិតជាសាហាវខ្លាំងមែនទែនហើយខ្យល់ដែលសាយភៀមមិញគឺចង់ខ្លាំងជាងព្យុះសង្ឃរាទៅទៀតដល់ថ្នាក់9តូចបើចឹងហ្នឹងក៏បានបើកខែបារីដើម្បីទប់រងជាមួយនឹងសម្ពាធដ៏អស្ចារ្យមួយនេះក៏ប៉ុន្តែទោះបីជាអញ្ចឹងក៏ដោយសារតែធម៌ពរដែលសាយភៀមនេះវាគឺពិតជាខ្លាំងពេកក៏បានធ្វើការបំបាយជាមួយនឹងធម៌ពរបារីរបស់9តូចបាត់ចាក់ងាយចំណែកឯអ្នកទាំង3នេះវិញគឺតាខ្ទាតជាចម្ងាយតែម្ដងតែឡើយបើយើងក្រឡេកមើលទៅកាន់អេស្ត្រាជនវិញយើងក៏បានឃើញថានៅពេលនេះផងដែររូបរាងកាយរបស់គេនឹងគឺត្រូវបានបុកផ្ទុកជាមួយនឹងថ្មជាច្រើនដំណបើមកមើលជាហ្វឹងបើយើងវិញដែលបានប្រើជាមួយនឹងធម៌ពរដ៏អស្ចារ្យមួយនេះគឺថាគេនឹងគឺពិតជាហត់នៅនឹងអស់កម្លាំងខ្លាំងមែនទែនដល់ថ្នាក់9តូចបើចឹងនឹងគឺប្រាប់ទៅកាន់ជាហ្វឹងថាជាហ្វឹងនឹងគឺមិនអាចរើបាននោះទេមុនដំបូងជាហ្វឹងគឺត្រូវតែសម្រួលជាមួយនឹងធម៌ពររបស់ជាហ្វឹងជាមុនសិនក្រឡេកមើលទៅកាន់អេស្ត្រាជនវិញគេនឹងគឺនៅមិនទាន់ស្លាប់នោះទេគ្រាន់តែរបួសធ្ងន់ធ្ងរបន្តិចហើយគេគឺបាននិយាយទៅកាន់ជាហ្វឹងថាតែពិតជាហ្វឹងបើចឹងគឺពិតជាមាននិមិត្តសញ្ញាសិនវូហើយអេស្រាជនក៏បានអស់សំណាចជាខ្លាំងវានឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយវាក៏បាននិយាយថាល្អខ្លាំងណាស់ហើយអេស្រាជនក៏បានបញ្ចេញជាមួយដំណឹងរបស់គេផ្ញើសារទៅកាន់ម្ចាស់របស់គេហើយចំណែកឯ9តូចដែលបានឃើញចាស់រនាងក៏បានប្រាប់ថាពរដើម្បីទប់ស្កាត់ក៏ប៉ុន្តែមើលទៅវាពិតជាមិនអាចទៅរួចឡើយអេស្រាជនវាក៏បានជាបន្ថែមទៀតថាបើសិនជាដំណឹងមួយនេះគឺបានទៅដល់ម្ចាស់នោះម្ចាស់នឹងគឺពិតជាសប្បាយចិត្តខ្លាំងណាស់ដោយនិយាយរួចគឺថាអេស្រាជនបើចឹងនឹងគឺបានជម្រាបលាដល់លើអញ្ចឹងជាហ្វឹងបើចឹងគឺបាននិយាយថាពួកចឹងគឺមិនអាចនៅទីនេះយូរឡើយហើយក៏បានចាប់អ្នកទាំងអស់គ្នាហ្នឹងគឺដាក់នៅលើទូកថៅបាល់របស់គេហ្នឹងមិនតែប៉ុណ្ណោះជាហ្វឹងបើជើងក៏បានយកសាកសោរបស់អេស្រាជនទៅផងដែរដល់រៀបចំរួចជាហ្វឹងបើជើងក៏បានហោះចាក់ចេញទៅខណៈពេលនោះផងដែរជើងក៏បានឃើញពួកអចចាហ្នឹងពួកវាមករករបស់ដោយសារតែលើនេះការបញ្ចុះហ្នឹងគឺបានបញ្ចប់ហើយនៅពេលដែលពួកគេទាំងពីរអ្នកកំពុងតែធ្វើការរករបស់កំណប់ទ្រព្យឯនោះជើងក៏បានឃើញថ្មវេទមន្តមួយដែលវាហ្នឹងគឺពិតជាចម្លែកខ្លាំងមែនទែនលើពីនេះគឺថាវាហ្នឹងក៏បានលឹបចូលទៅក្នុងដីបាត់សិនមកសូនឆឹងតែម្ដងសាច់រឿងគេក៏បានកាប់ម្ដងជនេះជើងក៏បានឃើញថាបងប្អូនរបស់លបងមូដែលចេះវិជាពេលហ្នឹងកំពុងតែព្យាបាលទៅកាន់អ្នកទាំង3ឃើញថាលបងមូបើជើងគឺពិតជាពិបាកក្នុងការទ្រាំទ្រខ្លាំងមែនទែនដោយសារតែពីភាគនេះគឺថាពួកគេនឹងគឺប្រយុទ្ធគ្នារហូតតែម្ដងហើយមនុស្សដែលពួកគេនឹងគឺកំពុងតែប្រយុទ្ធគឺសុទ្ធតែអ្នកខ្លាំងជាមួយនឹងអាវុធវេទមន្តរបស់ពួកគេឥឡូវយើងបកមកមើលអាការៈរបស់ជាហ្វឹងវិញយើងឃើញថានៅពេលនេះជាហ្វឹងបើជើងកំពុងតែសម្រួលជាមួយនឹងធម៌ពររបស់គេយើងឃើញថាជាចានបើជើងក៏នៅទីនោះផងដែរជាចានរត់នាងក៏បានជេរថាជាហ្វឹងនឹងក៏បានរងរបួសដល់ថ្នាក់នេះក៏ប៉ុន្តែរត់នាងក៏មិនអាចជួយអ្វីបានទៅកាន់ជាហ្វឹងចំពោះទឹកមុខរបស់ជូចាននៅពេលនេះគឺអាចបញ្ជាក់បានថាជូចានកំពុងតែបន្តខ្លួនឯងដែលមិនអាចជួយអ្វីបានទៅកាន់ជាហ្វឹងក៏បាននិយាយទៅកាន់ជូចានថានេះគឺមិនមែនជាបញ្ហារបស់ជូចាននោះទេជូចានបានលើកដូច្នេះរត់នាងក៏បាននិយាយទៅកាន់ជាហ្វឹងថារត់នាងអន់គឺជាបញ្ហារបស់នាងទោះបីជារត់នាងគឺមិនអាចតាមទាន់ទៅកាន់ជាហ្វឹងក្នុងជីវិតមួយនេះក៏ដោយក៏រត់នាងគឺនៅតែមិនបោះបង់ដែរហើយរត់នាងគឺមិនត្រូវការពាក្យលងលោមនោះទេរត់នាងគឺនឹងរកវិធីផ្ទាល់ខ្លួនដើម្បីធ្វើការវឹកហាត់ឲ្យខ្លាំងតាមតែធ្វើទៅបានចំពោះជាហ្វឹងបើជើងដែលបានលើពីសម្ដីទាំងអស់នេះរកគាត់នឹងគឺ
ពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយគាត់ក៏បានដើរទៅចិត្តទៅកាន់ជូចានហើយគាត់ក៏បានជិះទៅកាន់ជូចានថាល្អបានអញ្ចឹងរកគាត់នឹងគឺនឹងរងចាំឲ្យដល់ថ្ងៃនោះចំពោះជូចានដែលបានលើកពីសម្ដីទាំងអស់នេះហើយជាប្រធានរត់នឹងគឺពិតជាសប្បាយចិត្តនឹងអៀនខ្លាំងមែនទែនហើយជូចានរត់នឹងក៏បានជិះទៅកាន់ជាហ្វឹងទាំងអៀនថាចិត្តអស់ថ្នាំហើយរត់នឹងគឺទៅរកសិនហើយជូចានរត់នឹងក៏បានដើរចាក់ចេញទៅទាំងសប្បាយរីករាយនៅពេលដែលជូចានក៏បានដើរចាក់ចេញទៅបាត់ជាហ្វឹងបើចឹងគាត់ក៏បានកាត់ក្នុងចិត្តតែម្នាក់ឯងថានៅពេលនេះការវឹកហាត់របស់គាត់គឺកាន់តែតឹងរ៉ឹងគាត់នឹងគឺទៅតែពន្លឿនជាមួយនឹងការវឹកហាត់របស់គាត់ដោយសារតែបញ្ហាគឺនឹងមកដល់សាររឿងគេក៏បានការមកដល់កន្លែងដែលជាហ្វឹងក៏បានធ្វើការប្រយុទ្ធគ្នាដ៏មមាញឹកជាក៏បានឃើញបរិះអាចក៏បាននេះក៏បានបង្ហាញខ្លួននៅពេលដែលរ៉ូកែនឹងគឺបានមកដល់រ៉ូកែនឹងក៏បានទាញជាមួយនឹងថ្មវេទមន្តដែលជានឹងគឺបានឃើញការពីមុនហ្នឹងជោគមកមើលហើយគេក៏បាននិយាយថាវានឹងគឺពិតជាគួរចាប់អារម្មណ៍ខ្លាំងមែនទែននេះផងដែរជាហ្វឹងបើចឹងគឺពិតជាមានការខិតខំក្នុងការវឹកហាត់ខ្លាំងមែនទែនប៉ុន្តែយើងឃើញថាការវឹកហាត់របស់ជាហ្វឹងគឺមិនសូវជាល្អនោះទេនៅពេលនេះជាហ្វឹងបើចឹងគាត់ក៏បាននិយាយថាហេតុអីបានជារ៉ូគាត់នឹងគឺមិនណែប្រមោសូម្បីតែពាក់កណ្ដាលនៃអំណាចខាងវិញ្ញាណរបស់គាត់ដែលបាត់បង់ខណៈពេលនោះ9តើក៏បានបង្ហាញខ្លួនហើយក៏បានប្រាប់ទៅកាន់ជាហ្វឹងថានេះគឺជាផលប៉ះពាល់ដែលជាហ្វឹងនឹងក៏បានធ្វើការបំផុសកណិតជាមួយនឹងមជ្ឈរាភ្លើងរបស់ជាហ្វឹងអញ្ចឹងហើយវាគឺជារឿងធម្មតានោះទេនៃការប្រជជនបន្ទាប់ពីការប្រជជនហើយគឺវាតែងតែមានផលប៉ះពាល់ជាហ្វឹងដែលបានលើកចឹងគាត់នឹងក៏បានចែកថាបើសិនជាគ្រូគាត់នឹងគឺមិនមានអំណាចខាងវិញ្ញាណអញ្ចឹងហើយគាត់នឹងប្រៀបដូចទៅជាមនុស្សធម្មតាអញ្ចឹង9តើក៏បានចែកថាវានឹងគឺជារឿងបណ្ដោះអាសន្នបើសិនជាចង់ឲ្យអំណាចខាងវិញ្ញាណរបស់ជាហ្វឹងនឹងគឺត្រឡប់មកវិញចាក់ហោចណាស់ក៏ចំណាយពេលទៅ2ទៅ3ខែដែរចំពោះជាហ្វឹងដែលបានលើកចឹងគាត់នឹងគឺខកចិត្តខ្លាំងមែនទែនគេថាដកដង្ហើមធំតែម្ដងភ្លាមនោះចឹងឃើញថាកូនពូរបស់ជាហ្វឹងនឹងក៏បានធ្វើការលងលោមទៅកាន់ជាហ្វឹងដែលបានឃើញចឹងក៏បាននិយាយទៅកាន់កូនពូរបស់គាត់ថាកូនពូរបស់ជាហ្វឹងដែលបានលើកចឹងវានឹងគឺងក់ក្បាលភ្លាមជោគតែម្ដងមើលទៅអ្នកទាំងពីរហ្នឹងគឺពិតជាចិត្តដិតខ្លាំងណាស់ខកអីតែ9តើបើចេះទៅគឺថាឃើញភ្លាមគឺចំណានយកផ្លេតហ្មងហើយក៏បាននិយាយទៅកាន់កូនពូនឹងថាអាស្ពេកក្តោបឯនេះឯនឹងគឺហ៊ានយកការតសាមកកាត់មុខជើងផង9តើរត់នាងក៏បាននិយាយថាបើសិនជាមិនមែនរូបនាងនោះទេដែលជាអ្នកជ្រោមជ្រែងនៅក្នុងបញ្ហាទាំងអស់នេះប្រហែលជាអ្នកទាំងអស់គ្នាគឺបានស្លាប់បាត់បង់ជីវិតទៅហើយជាហ្វឹងដែលបានលើពេលសម្ដីរបស់9តើដែលរត់នាងកំពុងតែងក់ងល់ដូច្នេះគាត់នឹងគឺពិតជាអស់សំណាច់ខ្លាំងមែនទែនហើយជាហ្វឹងបើជើនឹងក៏បានជួយដៃរបស់គាត់ទៅអង្អាក្បាលរបស់9តើហើយគាត់នឹងក៏បាននិយាយទៅកាន់9តើថា9តើនឹងគឺធ្វើល្អណាស់ហើយ9តើក៏ជាអ្នកខ្លាំងបំផុតផងដែរក៏ប៉ុន្តែខណៈពេលនោះយើងឃើញថា9តើក៏បានស្រមើស្រមៃនៅពេលដែលរត់នាងក៏បាននៅជាមួយនឹងម្ចាស់របស់នាងដែលជាសិនប៊ូនឹងឯងហើយចំពោះពាក្យសម្ដីរបស់ជាហ្វាំងជាមួយនឹងម្ចាស់របស់នាងហ្នឹងគឺថាដូចគ្នាតែម្ដងយើងឃើញថានៅពេលនេះ9តើដែលបានលើកពាក្យសម្ដីរបស់ម្ចាស់ខ្លួនដូចឆ្នាំនិយាយថារូបនាងហ្នឹងគឺពិតជាយំខ្លាំងមែនទែនក៏ប៉ុន្តែ9តើក៏បានបញ្ឈប់ជាមួយនឹងការហៅទៅភ្នែករបស់នាងបានបន្តិច9តើក៏បានសង្កេតឃើញថាម្នាក់នោះគឺជាយាហ្វាំងនោះទេយាហ្វាំងបើចឹងដែលបានឃើញចឹងក៏នឹងផ្ចិតផ្អើលខ្លាំងមែនទែនមិនដែលឃើញ9តើហ្នឹងគឺចំដូចឆ្នាំនោះទេដល់ឡែកចំពោះ9តើវិញដែលបានដឹងថាម្នាក់ហ្នឹងគឺជាយាហ្វាំងរូបនាងហ្នឹងក៏បានហោះកិច្ចយ៉ាងលឿនហើយក៏បាននិយាយទៅកាន់យាហ្វាំងថាយាហ្វាំងហ្នឹងគឺមិនចាំបាច់លួងលោមឬមួយក៏ស៊ីសំណូកជាមួយនាងនោះទេទោះបីជា9តើគឺជាអ្នករស់នៅរាប់ពាន់រាប់ម៉ឺនឆ្នាំក៏ដោយក៏ប៉ុន្តែចិត្តរបស់9តើវិញគឺប្រៀបដូចទៅជាក្មេងស្រីដ៏គួរស្រឡាញ់ម្នាក់តែប៉ុណ្ណោះខណៈពេលនោះជាហ្វាំងវ៉ាជើងគាត់ក៏បានចេះថាចេះចឹងឧត្តមសេនីយ៍ហងលេននឹងគឺមិនដែលជាអំពីអ្នកការពារជាងទេលើចឹង9តើក៏បាននិយាយប្រាប់ទៅកាន់ជាហ្វាំងថាតែលោកក៏បាននិយាយថាបរិះរូបនេះគឺបានរងរបួសបាមុនពេលដែលគេនឹងគឺកិច្ចខ្លួនចឹងហើយនៅពេលនេះគេនឹងគឺមិនអាចចាំអ្វីបាននោះទេជាហ្វាំងវ៉ាជើងគ្រាន់តែបានលើចឹងក៏បាននិយាយទៅកាន់9តើថាមើលទៅតែទាំងពេលនេះក៏បានតាក់ទងគ្នាច្រើនខ្លាំងមែនទែននៅពីក្រោយខ្នងរបស់គាត់9តើបើជើងបានលើចឹងគឺថាហ្នឹងគឺអើពើជាមួយនឹងពាក្យសម្ដីរបស់ជាហ្វាំងបណ្ដោយហើយជាហ្វាំងជាមួយនឹងកូនពូរបស់គាត់ដែលបានឃើញចឹងគឺថាម្នាក់ហ្នឹងគឺកវីក្បាលជោគហ្មងខណៈពេលនោះជាហ្វាំងបើជើងក៏បានសួរទៅកាន់9តើមួយសំណួរថែមទៀតដោយសំណួររបស់ជាហ្វាំងក៏បានសួរទៅកាន់9តើថាតើព្រឹត្តិការណ៍ដែលនៅក្នុងដេញបូដាហ្នឹងគឺជាបណ្ណាគេ9តើបានលើបសំណួរមួយនេះរូបនាងក៏បានកាត់មកសតុហើយក៏បានជេរទៅកាន់ជាហ្វាំងថាចង់ម្នាក់ហ្នឹងគឺជាបណ្ណាក៏បណ្ណាទៅគឺមិនចាំបាច់ខ្វល់ទេដោយនៅពេលនេះជាហ្វាំងបើជើងកំពុងតែមានបញ្ហាដោយសារតែនិកាយហួងខ្វានកំពុងតែធ្វើការតាមស្វែងរកជាហ្វាំងរូបនាងគឺគាត់ថានិកាយហុងខ្វាន់ហ្នឹងគឺមិនអនុញ្ញាតឲ្យជាហ្វឹងបើចឹងហ្នឹងគឺរស់រានមានជីវិតឡើយជាហ្វឹងបើចឹងក៏បានប្រាប់ទៅកាន់9តើថារឿងហ្នឹងគាត់ជល់ហើយហើយឥឡូវគាត់ហ្នឹងកំពុងតែមានផែនការបន្តខ្លួនផងដែរ9តើបានលើចឹងក៏បានសួរទៅកាន់ជាហ្វឹងថាតើផែនការរបស់ជាហ្វឹងហ្នឹងគឺជាអ្វីទៅហើយជាហ្វឹងហ្នឹងគឺចង់ធ្វើវាដោយរបៀបណាជាហ្វឹងគាត់ក៏និយាយថាការពីមុនរកគាត់ហ្នឹងក៏បានធ្វើការសម្លាប់មន្ត្រីរបស់ហៅធានហើយឥឡូវនេះផងដែររកគាត់ហ្នឹងគ្រាន់តែចង់បញ្ជូនបងអូននិងបងប្អូនរបស់គាត់អ្នកផ្សេងទៀតហ្នឹងគឺតកោះនាគមាសហើយបន្តមកដល់រដ្ឋណារកគាត់ហ្នឹងគឺធ្វើសកម្មភាពនៅផ្នែកភ្លឺឲ្យបានច្រើនតាមអ្វីដែលគាត់នឹងក៏អាចធ្វើបាននោះនៃកាយដណ្ដេញរត់នឹងក៏មិនអាចធ្វើអ្វីគាត់បានឡើយហើយបើសិនជាចង់ប៉ះគាត់ទៀតនឹងក៏ពិបាកដែរ
ប្រមូលទៅដល់បានលើពីសម្ដីរបស់ជាហ្វឹងរស់នឹងក៏បានកាត់មួយស្របហើយក៏បានចូលឃើញថាជាហ្វឹងបើចឹងនឹងគឺចង់ចូលរួមជាមួយនឹងទីក្រុងសូរ៉ាជាហ្វឹងរកគាត់ក៏បានជាបន្តទៀតថាទីក្រុងសូរ៉ាគឺបានរក្សាជាក្រិតហើយធ្វើការគោរពបបបញ្ជានឹងគឺបានយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំហើយចាណាមិញប្រវត្តិរបស់ទីក្រុងសូរ៉ាក៏មិនអន់នោះដែរហើយចាណាមិញសាសនាចក្រពត្តិនឹងគឺពិតជាចង់បានបបបញ្ជារទេវភាពក៏ប៉ុន្តែពួកគេនឹងគឺមិនអាចលួចដល់បើកចំហបាននោះទេប៉ុន្តែមានរឿងមួយភាគច្រើនវាត្រូវបានគេចម្លងរមួយក៏រត់ការដោយសម្ងាត់ប្រមូលទៅដល់បានលើចឹងក៏បានជ័យថាចៅកម្លាំងផ្សេងទៀតពួកគេនឹងគឺមានអ្នកសិបការជាច្រើនហើយបើសិនជាយើងធ្វើអញ្ចឹងមែននោះទីកន្លែងរបស់យើងគឺត្រូវបានបែកធ្លាយដោយសារតែព័ត៌មានរបស់យើងខ្លះគឺទៅតាមជាមួយអ្នករត់ការហ្នឹងឯងដល់បានលើដូច្នេះជាហ្វឹងរបស់យើងក៏បាននិយាយទៅកាន់9តុយថា9តុយហ្នឹងក៏បានផ្លេចហើយឬក៏ក៏បានសូមឲ្យឧស្សាហ៍ហ្នឹងគឺផ្សព្វផ្សាយជាមួយនឹងព័ត៌មានថ្មីមួយវាគឺត្រូវបានគេនិយាយថានៅក្នុងថ្ងៃការប្រយុទ្ធមួយនោះគឺមានអន្តរជាតិចំនួន2ក្នុងចំនួន5នាក់បានធ្វើការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាដោយឡែក9តុយដល់បានលើចឹងរូននាងគឺផ្ចិតផ្អើលខ្លាំងមែនទែនចំពោះកំណត់របស់ជាហ្វឹងហើយរូននាងក៏បានជ័យថាបើចឹងយើងនឹងឲ្យអ្នកទាំងគ្នាចូលឃើញថាអន្តរជាតិទាំង5ដ៏អាចក៏បានហ្នឹងគឺមានអំណាចដល់ទេវភាពជាហ្វឹងរកគាត់ក៏បានជាបន្ថែមទៀតថាឲ្យតែយើងនឹងគឺមានសម្លេងរួមដល់ពេលនោះនេះកែដណ្ដេញនរកហ្នឹងគឺមិនបាននេះជាអ្វីបានទាំងអស់ចឹងហើយក៏មើលទៅតែអ្នកណាហ្នឹងគឺអនុជាបានថាវាហ្នឹងគឺជាការប៉ັດឬមួយក៏ខ្លាំងខ្លាយដល់ពេលលើចឹង9តុយហ្នឹងក៏បានគិតមើលស្របហើយរូននាងក៏បានឲ្យមេដៃទៅកាន់ជាហ្វឹងហើយនិយាយទៅកាន់ជាហ្វឹងថាជាហ្វឹងគឺពិតជាឆ្លាតខ្លាំងមែនទែនរូននាងគឺពិតជាចូលចិត្តជាមួយនឹងផែនការមួយនេះដល់បញ្ចប់ជាមួយនឹងការសន្ទនាមួយនឹងហើយនេះគឺនៅមិនទាន់ចាប់ឡើយគ្នាជើងគឺថាមាននឹងគឺចង់បែកពពុះមាត់ហើយដោយសារតែមួយភាគហ្នឹងគឺថា translate ផង search ផងអីផងហ្នឹងគឺចង់ឲ្យយ៉ានិយាយអស់ហើយដើម្បីធ្វើការសម្រាយហ្នឹងឲ្យវាមើលទៅវាជាប់ជាមួយនឹងសាច់រឿងគេជាហ្វឹងបើចឹងគាត់ក៏បាននិយាយថារកគាត់ហ្នឹងគឺមានអ្វីមួយចង់បង្ហាញទៅកាន់9តុយដោយជាហ្វឹងហ្នឹងគឺបានបង្ហាញជាមួយនឹងគុជភ្លើងទេវៈរបស់គាត់ឲ្យទៅកាន់9តុយមើលដល់បានឃើញចឹង9តុយបើចឹងហ្នឹងគឺអត់ចាំយូរទេដល់នឹងក៏បានប្រើជាមួយធម្មពលរបស់នាងគឺបញ្ចូលទៅកាន់ដុំគុជមួយហ្នឹងភ្លាមនោះដុំគុជភ្លើងទេវៈរបស់ជាហ្វឹងហ្នឹងក៏បានមកផ្ទុះជាមួយធម្មពលបន្តិចហើយចឹងក៏បានលឺសំឡេងអបិសាយភ្លើងហ្នឹងគឺវាបាននិយាយថាតើនរណាគេហ្នឹងគឺហ៊ានសម្បាម្លេះហ៊ានមកវាយគូតគេហ្នឹង9តុយដល់បានឃើញចឹងរនាងហ្នឹងក៏បានដឹងភ្លាមជោគតែម្ដងរនាងក៏បាននិយាយថាអូតាមពិតភ្លើងថាសួរហើយអបិសាយភ្លើងថាសួរមួយហ្នឹងគឺអត់ចោលចរិតទេឲ្យតែចេញមកភ្លាមក៏បាននិយាយទៅកាន់ជាហ្វឹងថាឲ្យជាហ្វឹងបើចឹងហ្នឹងគឺឆាប់ដល់លេងវាទៅបើមិនដូចឆ្នោះនោះទេដល់បានលើចឹង9តុយក៏បាននិយាយការភ្លាមជោគហ្មងរនាងក៏បាននិយាយថាបើមិនដូចឆ្នោះនោះទេអំបីមិញនេះជាហ្វាហ្នឹងគឺរៀបនឹងបញ្ចូលឯហ្នឹងគឺទៅជាមួយនឹងជ្រូកទេពអប្សរហើយអបិសាយភ្លើងលឺចឹងវាខឹងខ្លាំងមែនទែនវាក៏បានចេះថាមិនសមហេតុផលសោះវាគឺជាភ្លើងឋានសួគ៌ដល់ទេវភាពហើយដោយបានជាយកវាមកប្រៀបធៀបជាមួយនឹងជ្រូកទៅវិញ9តុយក៏បានស្ដីឲ្យទៅកាន់អបិសាយភ្លើងមួយហ្នឹងកុំនិយាយច្រើនពេកពិតជាថ្លង់ខ្លាំងមែនទែនហើយ9តុយក៏បានសួរទៅកាន់ជាហ្វាថាឲ្យជាហ្វាហ្នឹងគឺប្រើអ្វីដែលជាហ្វាហ្នឹងក៏បានកាត់ឡើងជាមួយនឹងភ្លើងឋានសួគ៌ជាហ្វាបើចឹងរកគាត់ក៏បានជាប្រាប់រឿងរ៉ាវគ្រប់សពបែបយ៉ាងដែលបានកាត់ឡើងកន្លងមកជាមួយនឹងអបិសាយភ្លើងឋានសួគ៌មួយហ្នឹងនៅពេលដែល9តុយក៏បានស្ដាប់រឿងរ៉ាវដែលជាហ្វាគឺបានជាមកអស់ហើយរូននាងក៏បាននិយាយថាមើលទៅតាវានេះក៏អាចជាកំណត់ទ្រព្យរបស់ព្រះអង្គម្ចាស់សិនជាដែរទេជាហ្វាដល់បានលើចឹងគាត់ចាប់អារម្មណ៍ខ្លាំងមែនទែនហើយក៏បានសួរទៅកាន់9តុយថាតើព្រះអង្គម្ចាស់សិនជាហ្នឹងគឺជាប៉ុណ្ណា9តុយរូននាងក៏បាននិយាយថាត្រូវហើយអំណាចដ៏ទេវភាពនៅដែនរបស់ព្រះគេនិយាយថាគាត់នឹងគឺមានកំណត់ទ្រព្យដ៏អស្ចារ្យអាចធ្វើការស្រូបចូលជាមួយនឹងពលឺព្រះតែប្រែទៅជាមុខទេវៈមុននឹង9តុយនៃជាបន្តរនេះគឺធ្វើបាបទៅកាន់វិស័យភ្លើងនឹងខ្លាំងមែនទែន9តុយក៏បាននិយាយថានៅក្នុងអំឡុងពេលសង្គ្រាមដំបូងរវាងព្រះជាមួយនឹងវិស័យហើយនឹងការដួលរលំរបស់ម្ចាស់ក្សត្រីសិនជៀននៅពេលដែលរឿងនេះគឺត្រូវបានកាត់ឡើងកំណត់ទ្រព្យរបស់ម្ចាស់ក្សត្រីសិនវូនឹងគឺត្រូវបានគ្រាន់តែនៅជាចាប់ភ្លាម9តុយបើចឹងហ្នឹងគឺពិតជាធ្វើបាបទៅកាន់វិស័យភ្លើងនឹងខ្លាំងមែនទែនគឺថាក្បត់គ្នាចុះឡើងហើយ9តុយរនាងក៏បានជាបន្ថែមទៀតថាដោយមនស្សស្មានដល់រនាងគឺត្រូវបានគេប្រទះឃើញដោយឡៅហួង9តុយក៏បានជ័យទៅកាន់ជាហ្វឹងថារនាងគឺមានវិធីមួយដើម្បីឲ្យវិស័យភ្លើងមួយហ្នឹងគឺមានការស្ដាប់បង្គាប់ទៅកាន់ជាហ្វឹងនៅពេលនេះយើងឃើញថាទឹកមុខរបស់វិស័យភ្លើងមួយហ្នឹងគឺប្រែឲ្យគ្នាជាងគឺថាមិនដឹងថាគ្នាហ្នឹងគឺភ័យចេណាទេហើយមើលគេឡើងក្មេងតូចហើយជាងគឺមិនដឹងទេថាតើ9តុយហ្នឹងក៏បានជ័យវេខ្លះទៅកាន់ជាហ្វឹងក៏ប៉ុន្តែចាំមើលទៅទឹកមុខរបស់ជាហ្វឹងជាមួយនឹងកូនពស់របស់ជាហ្វឹងគឺថាហូរតែម្ដងនៅពេលដែលពួកគេហ្នឹងក៏បានធ្វើការខ្សឹបគ្នារួចនៅពេលនេះយើងឃើញថាទឹកមុខរបស់ជាហ្វឹង9តុយជាមួយនឹងកូនពស់ហ្នឹងគឺប្រែឲ្យហើយមិនដឹងថាពួកគេទាំង3នាក់ហ្នឹងគឺមានបំណងអ្វីទៅកាន់វិស័យភ្លើងនោះទេគ្រាន់តែឮសំឡេងថាមានមនុស្សគឺចង់ចាត់ចម្រិនសាសមង្គគឺបានកន្លងផុតទៅនៅពេលនេះផងដែរជើហ្នឹងគឺពិតជាហួសចិត្តខ្លាំងមែនទែនដោយសារតែនៅពេលនេះអាវិស័យភ្លើងហ្នឹងក៏បានប្រែ360ដឺក្រេតែម្ដងដោយវានឹងក៏បានរៀបរាប់ប្រាប់ទៅកាន់ជាហ្វឹងថាវានឹងក៏ចេះធ្វើម្ហូបចេះជួសផ្ទះចេះលាងចានការចម្រាញ់ឈីឬមួយក៏ផលិតថ្នាំក៏វាចេះដែរនេះបើតាមការយល់ឃើញរបស់adminគឺគាត់ថាមើលទៅជាហ្វឹង9តុយឬមួយក៏កូនពស់របស់ជាហ្វឹងឯហ្នឹងប្រើស្តាចាក់គួរហើយមើលទៅបានជាវាហ្នឹងគឺប្រែលឿនអញ្ចឹងជឿឃើញថានៅពេលនេះជាហ្វឹងបើជើងគឺបានបញ្ចេញជាមួយនឹងដែររបស់ហៅធានហើយក៏បានជាថាមើលទៅវានឹងគួរដល់ពេលដែលផ្លាស់ប្ដូរអាវុធរបស់ឯងហើយ
ដោយបានលើកអញ្ចឹងប្រមុនទៅក៏បាននិយាយទៅកាន់ជាហ្វាំងថាមានសភៅសម្ងាត់មួយនៃការចម្រាញ់ឆេហើយវានឹងគឺនៅក្នុងវាមានសភៅអាតរៀងនៅពេលណាដែលជាហ្វាំងគឺទទួលបាននិមិត្តសញ្ញាសិនពូបន្ថែមជាហ្វាំងនឹងក៏អាចធ្វើការដោះសោបានហើយសាច់រឿងគេក៏បានកាត់មកដល់ជិតនេះជាងក៏បានឃើញថានៅកន្លែងអាចកបាំងមួយគឺមានអ្នកសិបការម្នាក់បានមកជួបជាមួយនឹងស្ត្រីម្នាក់ដោយស្ត្រីម្នាក់ហ្នឹងក៏បានសួរទៅកាន់អ្នកសិបការរបស់គេថាតើមានទទួលបានព័ត៌មានពីសមុទ្រខាងលិចដែរឬទេអ្នកសិបការហ្នឹងក៏បាននិយាយប្រាប់ទៅកាន់ម្ចាស់របស់ខ្លួនថានិមិត្តសញ្ញាសិនវូដតេវភាពគឺត្រូវបានបាត់ម្ដងទៀតហើយភ្នំហ្វេឡុងក៏ត្រូវបានបោះបង់ចោលផងដែរស្ត្រីម្នាក់ហ្នឹងដែលបានលើដូច្នេះរនាងក៏បានប្រាប់ទៅកាន់អ្នកសិបការហ្នឹងថាឲ្យបន្តពិនិត្យជាមួយនឹងព័ត៌មានផ្សេងៗគឺកុំឲ្យខកខានឲ្យសោះបើសិនជាទទួលបានជាមួយនឹងព័ត៌មានណាមួយដែលសំខាន់គឺត្រូវតែយកមកប្រាប់នាងអ្នកសិបការហ្នឹងដែលបានលើចឹងគេនឹងក៏បានទទួលបញ្ជាមួយនឹងភ្លាមជោគហ្មងហើយគេនឹងក៏បានសម្រាប់ខ្លួនហោះចាត់ចេញទៅនៅពេលដែលអ្នកសិបការមិនហ្នឹងគឺបានចាត់ចេញទៅបាត់នារីដ៏អាចកំបាំងម្នាក់ហ្នឹងរនាងគឺបាននិយាយថាអ្វីៗហាក់ដូចជាកាន់តែមានការចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលនារីម្នាក់ហ្នឹងគឺបានដើរចាត់ចេញទៅផ្ទៃមេឃហ្នឹងក៏បានប្រែពណ៌ស្រឡះហើយយើងក៏បានឃើញថារូបគំនូរដែលរនាងក៏បានធ្វើការឈប់មើលពេញមួយថ្ងៃហ្នឹងគឺជាព្រះអង្គម្ចាស់សិនពូនឹងឯងកម្មមកដល់កន្លែងមួយយើងក៏បានឃើញថានៅពេលនេះផងដែរអេសរៈជនស្រីហ្នឹងក៏បានប្រកបជាមួយនិមិត្តសញ្ញាសិនវូខ្លាំងៗហ្នឹងឲ្យទៅកម្មម្ចាស់របស់គេចំពោះជើងខ្លាំងម្នាក់ហ្នឹងគាត់ហ្នឹងក៏បានដឹងថានិមិត្តសញ្ញាសិនវូដែលកូនចៅរបស់គាត់ហ្នឹងគឺបានប្រកបឲ្យគាត់ហ្នឹងគឺជារបស់ខ្លាំងៗនោះទេហើយចំពោះអេសរៈជនស្រីរនាងគឺមិនដឹងទេថានិមិត្តសញ្ញាសិនវូដែលទទួលបានមកពីជាហ្វុងរបស់ជើងហ្នឹងវានឹងតាមពិតទៅគឺជារបស់ខ្លាំងៗដោយបានលើចឹងអេសរៈជនស្រីគឺពិតជាមានការភ័យខ្លាចជាខ្លាំងហើយក៏បានសុំអង្វរទៅកម្មម្ចាស់របស់ខ្លួនថារនាងគឺមិនដឹងហើយរនាងគឺមិនអាចស្វែងយល់ជាមួយនិមិត្តសញ្ញាសិនវូពិតប្រាកដនោះទេចំពោះជើងខ្លាំងម្នាក់នេះរកគេនឹងគឺមានឈ្មោះថាហ្វឹងយេហួរហើយគេនឹងគឺជាអ្នកការពារនិកាយហួងខ្វាន់ហ្វឹងយេហួរក៏បាននិយាយទៅកាន់អេសរៈជនស្រីថាតារនាងគឺគិតថាម្ចាស់របស់ពួកចិននឹងគឺបានផ្ដល់ព័ត៌មានខឲ្យនាងមែនអេសរៈជនស្រីដែលបានលើពាក្យសម្ដីទាំងអស់នេះរនាងគឺពិតជាមានការភ័យញ័រខ្លាំងមែនទែនហើយរនាងក៏បាននិយាយតបទៅកាន់ហ្វឹងយេហួរវិញថារនាងនឹងគឺមិនហ៊ាននោះទេហ្វឹងយេហួរក៏បាននិយាយទៅកាន់អេសរៈជនស្រីថានិកាយរបស់យើងគឺមានច្បាប់តឹងរឹងមួយបើសិនជានរណាម្នាក់កំណាយធ្វើកិច្ចការបានល្អឬមកក៏បរាជ័យពួកគេនឹងគឺត្រូវតែផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរក៏ប៉ុន្តែនាពេលថ្មីនេះម្ចាស់របស់ពួកយើងគាត់នឹងគឺមានចិត្តសប្បុរសហើយគាត់នឹងគឺមិនធ្វើការដាក់ទោសទៅកាន់នាងទេក៏ប៉ុន្តែរនាងគឺមិនត្រូវមានលើកទី2ឡើយអេសរៈជនស្រីដែលបានលើចឹងរនាងក៏បាននិយាយទៅកាន់ហ្វឹងយេហួរវិញថារនាងគឺនឹងមិនធ្វើខុសជាលើកទី2ឡើយហ្វឹងយេហួរក៏បាននិយាយទៅកាន់អេសរៈជនស្រីថានៅពេលនេះរនាងគឺត្រូវតែរងចាំជាមួយសិនបើសិនជាមានគោលដៅផ្សេងឬមកក៏មានកិច្ចការអ្វីមួយចាំយើងនឹងធ្វើការកោះហៅទៅកាន់រូបនាងនៅពេលដែលហ្វឹងយេហួរគឺបានដើរចាក់ចេញទៅបាត់យើងឃើញថាទឹកមុខរបស់អេសរៈជនស្រីគឺពិតជាមានការខឹងស្អប់ទៅកាន់យេហ្វាំងជាខ្លាំងសាច់រឿងគេក៏បានកាត់មកដល់ទីកន្លែងលាក់ខ្លួនរបស់ជាហ្វាំងវិញម្ដងនៅពេលនេះផងដែរយើងឃើញថាជាហ្វាំងរបស់យើងនឹងក៏បានផ្លាស់ប្ដូរសម្លៀកបំពាក់ហើយមើលទៅគឺថាម៉ូដនឹងគឺស្រស់ស្អាតជាងមុនការតែងសក់ហ្នឹងក៏អែមផងដែរខណៈពេលនោះផងដែរឡាអូក៏បាននិយាយទៅកាន់ជាហ្វាំងថារកែហ្នឹងគឺមិននឹកស្មានថាជាហ្វាំងរបស់យើងហ្នឹងគឺមានឋានៈខ្ពស់នៅក្នុងកោះអ្នកមាននោះទេហើយឡាអូក៏បានសួរទៅកាន់ជាហ្វាំងថានៅពេលដែលពួកយើងគឺទៅដល់ទីនោះតើពួកយើងនឹងក៏អាចធ្វើអ្វីបានខ្លះទៅអ៊ូស៊ីដែលបានលើចឹងក៏បានដាក់ទៅកាន់ឡាអូមួយដៃហើយក៏បាននិយាយទៅកាន់ឡាអូថាមុនពេលដែលឯងនឹងក៏បានខ្លាយទៅជាអធិរាជបិសាចឯងគួរតែរក្សាជាមួយនឹងការបកិរិយារបស់ឯងជាមុនសិនឡាអូបើសិនជាឯងហ៊ានតែធ្វើអីប្រេះប្រាស់ធានាថាបងថមជាមួយនឹងយើងគឺមិនទុកឯងទេជាហ្វាំងក៏បាននិយាយទៅកាន់ឡាអូព្រោះគាត់នឹងគឺជឿជាក់យ៉ាងច្បាស់ថាឡាអូនឹងគឺពិតជាមានទេពកោសល្យខ្លាំងណាស់ចឹងហើយការវឹកហាត់របស់គេដូចជាមិនមានផលប៉ះពាល់អ្វីឡើយឡាអូដែលបានលើចឹងគាត់នឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយក៏បាននិយាយទៅកាន់ជាហ្វាំងថាជាហ្វាំងគឺជាបងប្អូនល្អហើយមានតែជាហ្វាំងនោះទេដែលយកចិត្តគាត់ជាងគេខណៈពេលនោះផងដែររបងមូរគាត់នឹងគឺបានចែកថាបុព្វបុរសរបស់ពួកយើងគឺពិតជាមានការខិតខំប្រឹងប្រែងក្នុងការកសាងភ្នំហ្វៃឡុងក៏ប៉ុន្តែនៅពេលនេះអូស៊ីដែលបានលើចឹងរកគេនឹងក៏បានចែកទៅកាន់បងប្រុសរបស់គេថាធ្វើម៉េចវាគឺជាការប្រយុទ្ធគឺតែងតែបង្ហូរឈាមជាមួយនឹងការបាត់បង់ចឹងហើយពួកយើងគឺមិនអាចជៀសផុតទេជាហ្វាំងរបស់យើងគាត់ក៏ចូលស្រាវជាមួយនឹងពាក្យសម្ដីរបស់អូស៊ីផងដែរហើយគាត់ក៏និយាយបន្ថែមទៀតថាការប្រយុទ្ធគឺតែងតែមានបង្ហូរឈាមខាប់ដូចទឹកហើយនៅពេលនេះពួកយើងក៏បានចាត់ចេញពីភ្នំហ្វៃឡុងហើយឆ្ពោះទៅរកកោះនេះវាហើយវាក៏ជាការចាប់ផ្ដើមថ្មីមួយផងដែររកគាត់គឺជឿជាក់យ៉ាងច្បាស់ថានៅពេលណាដែលអ្នកទាំងអស់គ្នាក៏បានទៅកោះនេះមាសសូមឲ្យអ្នកទាំងអស់គ្នាគឺប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបង្ហាញទៅកាន់បុព្វបុរសរបស់អ្នកទាំងអស់គ្នាថាអ្នកគ្នាគឺប្រសើរឡើងដល់កម្រិតណាលោកបានបន្ទិញរបស់មកក៏បាននិយាយថាគាត់នឹងគឺពិតជាមានការខ្មាស់ទៅកាន់អ្នកគ្នាខ្លាំងមែនទែននៅពេលដែលធ្វើការប្រយុទ្ធជាមួយនឹងហៃធានរកគាត់នឹងកំណត់ធ្វើអ្វីបានសោះជាហ្វាំងដល់បានលើចឹងគាត់នឹងក៏បានដើរនិយាយទៅលើកទឹកចិត្តទៅកាន់របស់មកហើយជាហ្វាំងក៏បាននិយាយថាបើគ្មានទៅកាន់របស់មកទេការប្រយុទ្ធមួយនេះរកគាត់នឹងគឺមិនអាចធ្វើការសម្លាប់ឬមកក៏យកឈ្នះទៅកាន់ហៃធានឡើយជាហ្វាំងរកគាត់នឹងក៏បានជេរបន្ថែមទៀតថានេះគឺដោយសារតែរកគាត់បានធ្វើអ្នកគ្នានឹងក៏បានចាក់ចែងពីស្រុកកំណើតហើយចាំមើលទៅនៅពេលនេះផងដែរយើងឃើញថាជាហ្វាំងរបស់យើងនឹងគឺពិតជាមានការខកចិត្តចំពោះបញ្ហាមួយនេះដែលបានកើតឡើងឡាអូដែលបានឃើញជាហ្វាំងចឹងគាត់នឹងគឺពិតជាមិនសប្បាយចិត្តទេដើម្បីប្រែស្ថានភាពគាត់នឹងក៏បានធ្វើការគៀកកែទៅកាន់ជាហ្វាំងហើយក៏បាននិយាយទៅកាន់ជាហ្វាំងថា
ណាបងអូនណាបញ្ហាវាតែងតែមានរឿងហ្នឹងវាហួសហើយគឺវាហួសទៅចឹងគឺមិនចាំបាច់គិតពីបញ្ហាទាំងអស់ហ្នឹងទៀតនោះទេឡាអ៊ូក៏បាននិយាយទៅកាន់ជាហ្វឹងថារកេគឺពិតជាមិននឹកស្មានដល់ថាជាហ្វឹងហ្នឹងគេធ្វើការសម្លាប់ទៅកាន់ហៃធានដោយសារតែកម្រិតរបស់អ្នកទាំងពីរគឺលើកគ្នាដល់4ដែរណោះហើយនេះក៏ជាលើកទី1របស់គាត់ដែរដែលបានជួបផ្ទាល់ក្នុងឆាកជីវិតមួយនេះហើយអនាគតរបស់ជាហ្វឹងគឺមិនអាចចូលបានដល់ពេលនោះជាហ្វឹងគឺមិនត្រូវភ្លេចគាត់ឡើយជាហ្វឹងបានលើចឹងគាត់ក៏បាននិយាយថាបានគាត់នឹងគឺមកភ្លេចទៅកាន់លបងទេក៏ប៉ុន្តែលបងគឺត្រូវតែធ្វើការខិតខំប្រឹងប្រែងក្នុងការវឹកហាត់ហើយដូចមួយទៀតគឺថាលបងគឺត្រូវតែរកប្រពន្ធណាឲ្យបានឆាប់ទៅបើសិនជាមិនឆាប់នោះទេប្រហែលជាគេនឹងគឺយកបងទៅដាក់សារមន្ទីរហើយឡាវអ៊ូបំរុងនឹងនិយាយទៀតហើយក៏ប៉ុន្តែត្រូវបានអាចារ្យស្ទាយដែលជាអូសាននឹងក៏បានធ្វើការហាមឃាត់ដោយអូសានក៏បាននិយាយថាបងទី3បងហ្នឹងគឺនិយាយច្រើនពេកហើយខណៈពេលនោះប្រាដាម្នាក់នេះអត់មាននឹងក៏ភ្លេចឈ្មោះបាត់ដែរមិនដឹងថាឈ្មោះស្អីទេគឺថាឈ្មោះតួអង្គហ្នឹងគឺច្រើនពេកគឺចង់វល់ដែរដោយអ្នកខ្លះហាម្នាក់ហ្នឹងក៏បានសួរទៅកាន់អ្នកគ្រប់គ្នាថាតើនៅពេលនេះកញ្ញាជីចានគឺនៅឯណាហេតុអីបានជាមិនឃើញរូបនាងតតែសោះនិយាយមិនទាន់បានផុតមាត់ផងខណៈពេលនោះផងដែរកញ្ញាជីចានបើចឹងគឺបានមកដល់ហើយរូបនាងក៏បានសុំទោសទៅកាន់អ្នកទាំងគ្នាដែលរូបនាងក៏បានមកជឿនហើយជុំមកទៅនៅពេលនេះផងដែរការតែងខ្លួនជាមួយនឹងស្ទាយរបស់ជីចានគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនឡាវអ៊ូបានឃើញចឹងក៏បានមកខ្សឹបប្រាប់ទៅកាន់ជាហ្វឹងថាជាហ្វឹងស្អាតអើយអូសានបានលើចឹងគេនឹងក៏បានធ្វើការដាក់មួយដៃទៅកាន់បងប្រុសរបស់គេតែម្ដងចំពោះជាហ្វឹងជាមួយនឹងជូចាននៅពេលដែលពួកគេទាំងពីរនាក់នឹងក៏បានឃើញគ្នាជាថាពួកគេនឹងគឺងក់ក្បាលជោគហ្មងគឺមិនដឹងថាពិសារបស់ពួកគេនឹងកំពុងតែនៅជាអ្វីនោះទេសាររឿងគេក៏បានបង្ហាញមកដល់ចំណេះជាងក៏បានឃើញថាប្រជាជនឆាននឹងគាត់នឹងក៏បានធ្វើការរងចាំតែកាន់ពួកគេផងដែរដោយសារតែគាត់នឹងគឺត្រូវតែមកទទួលជាមួយនឹងលបងមួយអ្នកផ្សេងទៀតនឹងគឺតកោះអ្នកមាសព្រឹត្តិការណ៍ចន់ឆានគាត់ក៏បាននិយាយទៅកាន់ជាហ្វឹងថារកនឹងគឺអាចជួយទៅកាន់ជាហ្វឹងបានតែប៉ុណ្ណឹងនោះទេអ្វីដែលជាហ្វឹងចង់បានគឺគាត់មានហើយការធ្វើដំណើររបស់ជាហ្វឹងគឺតែងតែមានគ្រោះថ្នាក់ចឹងហើយគឺសូមប្រយ័ត្នផងនៅពេលដែលពួកគេនឹងក៏បានពិភាក្សាគ្នារួចពួកគេនឹងក៏បានធ្វើការបើកដំណើរការជាមួយអារ៉េចម្ងាយឆ្ងាយដើម្បីនាំលបងអុយជាមួយអ្នកផ្សេងទៀតគឺតកោះនាគមាសនៅពេលដែលពួកគេនឹងគឺរៀបនឹងចាក់ចេញទៅលបងមួយជាមួយអ្នកផ្សេងទៀតក៏បានធ្វើការអរគុណនិងជម្រាបលាទៅកាន់ជាហ្វឹងហើយជាហ្វឹងក៏ដូចគ្នាផងដែរហើយចំពោះជាហ្វឹងគឺបានធ្វើការទៅជាមួយអ្នកដល់គ្នាជាមួយនឹងផ្លូវចម្ងាយឆ្ងាយហ្នឹងទេដោយជាហ្វឹងបើចឹងគឺមានផ្លូវផ្សេងដែលត្រូវទៅជាមួយនឹងជូចានចំណែកឯឡាអូមុនពេលដែលគេនឹងក៏បានចាក់ចេញទៅគេក៏បានជេរទៅកាន់ជាហ្វឹងថានៅពេលណាដែលរកគេនឹងក៏អាចធ្វើការបំបាយជាមួយនឹងកម្រិតរបស់គេចូលទៅដល់កម្រិតអធិរិកបិសាចប្រកាសណារកគឺនឹងតាមស្វែងរកទៅកាន់ជាហ្វឹងនៅពេលដែលពួកគេគឺបានចាក់ចេញទាំងអស់គឺនៅសល់តែជាហ្វឹងជាមួយនឹងជូចាននោះទេហើយជាឃើញថាជាហ្វឹងបើចឹងគឺអាចមើលទៅកាន់ជូចានមិនដាច់ពីភ្នែកឡើយជាហ្វឹងបើចឹងគាត់ក៏បានសួរទៅកាន់ជូចានថាតើជូចាននៅពេលដែលទៅដល់ទីក្រុងសូរ៉ាតើជូចានរកនាងគឺនឹងធ្វើអ្វីបន្ទាប់ជូចានក៏បានប្រាប់ទៅកាន់ជាហ្វឹងថាបើសិនជាគិតនៅពេលនេះរកនាងគឺប្រហែលចូលរួមជាមួយនឹងទីក្រុងសូរ៉ាហើយជាហ្វឹងបើចឹងបានលើចឹងគាត់ក៏បាននិយាយទៅកាន់ជូចានថាបើចឹងគាត់នឹងគឺស្គាល់អ្នកនៅទីនោះជូចានរកនាងក៏បាននិយាយថាគឺមិនចាំបាច់នោះទេរកនាងគឺចង់ស្វែងរកខ្លួនឯងដល់លើចឹងជាហ្វឹងបើចឹងក៏បាននិយាយទៅកាន់ជូចានថាជូចាននៅពេលនេះគឺប្លែកហើយជូចានរកនាងក៏បាននិយាយទៅកាន់ជាហ្វឹងថានៅពេលនេះរកនាងគឺឈប់ឆ្លុះវង្វេងជាមួយនឹងអតីតកាលហើយនៅពេលនេះរកនាងគឺឆ្ពោះតែទៅមុខនោះទេជាហ្វឹងបើចឹងដល់បានលើចឹងគាត់ក៏សប្បាយចិត្តផងដែរដល់បានបន្តិចជូចានរកនាងក៏បាននិយាយទៅកាន់ជាហ្វឹងថានៅពេលនេះផងដែរថាអំពើវិជារបស់ជាហ្វឹងគឺនៅមិនទាន់ត្រឡប់មកវិញ 100% នោះទេចឹងហើយនៅពេលនេះទុកនាងគឺជាអ្នកការពារទៅកាន់ជាហ្វឹងដល់បានលើចឹងជាហ្វឹងបើចឹងគឺគួរសមខ្លាំងមែនទែនជាហ្វឹងបើចឹងក៏បានធ្វើការគោរពហើយនិយាយទៅកាន់ជូចានថាបើចឹងរកគាត់គឺនឹងពឹងផ្អែកទៅលើអិសរាជនជូចានហើយដល់និយាយរួចពួកគេនឹងក៏បានធ្វើការចាក់ចេញទៅហើយមុននឹងចូលទៅការសាច់រឿងបន្តអមែនគឺសូមនិយាយបន្តិចគ្នាជើងមួយចំនួនធំគឺប្រកាសជាដឹងហេតុថាអមែនគឺពិតជាចូលចិត្តទៅកាន់ជូចានជាងរ៉ូប៊ីនទោះបីជាពីមុនជូចានគឺមានអត្តចរិតខឹងសម្បាទៅកាន់ជាហ្វឹងឬមួយក៏មានការស្រឡាញ់ទៅកាន់ជាហ្វឹងងប់ងុយចិត្តណាក៏ដោយក៏ប៉ុន្តែជាមួយនឹងអត្តចរិតរំទុំរៀបសាររបស់នាងអមែននឹងគឺពិតជាចូលចិត្តខ្លាំងមែនទែនជាមួយនឹងភាពស្មោះសរស្មោះត្រង់របស់នាងដែលស្រឡាញ់ទៅកាន់ជាហ្វឹងពួកជឿនឹងមិនអាចធ្វើការវាស់វែងបានឡើយហើយមានគឺសូមប្រាប់រឿងមួយទៀតចាប់ពីភាគនេះទៅគឺថាជូចានជាមួយនឹងជាហ្វឹងអ្នកតាពីរគឺប្រហែលជាមានគម្លាតដែរដោយជូចានរបស់ចិននឹងគឺខិតខំក្នុងការហ្វឹកហាត់តែប៉ុណ្ណោះហើយជូចានជាមួយរ៉ូប៊ីនក៏មានគម្លាតជាមួយនឹងគ្នាផងដែរដោយសារតែរ៉ូប៊ីនពេលខ្លះគឺចូលចិត្តទៅកាន់ជូចាននោះទេហើយនៅពេលនេះបញ្ហារបស់រ៉ូប៊ីនក៏ជួបប្រទះជាមួយនឹងភាពរញ៉េរញ៉ៃផងដែរដោយសារតែរូបរាងកាយរបស់រ៉ូប៊ីននៅពេលនេះគឺមានអត្តចរិតពីរផ្សេងគ្នាជាចុងក្រោយខ្ញុំបាន24សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយហើយបើសិនជាចង់ដឹងថាសាច់រឿងគឺកាន់តែល្អមើលប៉ុណ្ណាគឺរងចាំតាមដានជាមួយនឹងខ្ញុំបាទអរអិចជម្រាបលាបាយបាយ